រឿងមួយនេះចាំផ្ដើមឡើងដោយអូរ៉ុនដែលត្រូវជាតួឯកប្រុសរបស់យើងនៅក្នុងរឿងមួយនេះបានចូលទៅក្នុង Dungeon ដើម្បីសម្លាប់ពួក Monster ដោយអូរ៉ុនក៏មិនត្រឹមតែជា Swordsman ដែលអាចប្រើប្រាស់គុនដាវនោះទេតែក៏ជាដៃ Support ដែលអាចប្រើប្រាស់វេទមន្ត Support បានដូចគ្នាហើយវេទមន្ត Support គឺអាចធ្វើឲ្យនរណាម្នាក់មានថាមពលខ្លាំងជាងមុនឬក៏អាចជួយឲ្យអាវុធរបស់ពួកគេរឹងមាំជាងមុនផងដែរហើយអ្វីដែលកាន់តែពិសេសទៀតនោះដៃ Support មិនត្រឹមតែអាចប្រើប្រាស់វេទមន្ត Support ជួយទៅដល់សមាជិកនៅក្នុងក្រុមប៉ុណ្ណោះទេតែក៏អាចប្រើប្រាស់វាដាក់ទៅលើខ្លួនឯងបានដូចគ្នាចឹងនៅក្នុងក្រុមអ្នកផ្សងព្រេងនីមួយៗគឺមិនអាចខ្វះដៃ Support បានឡើយក៏ប៉ុន្តែវេទមន្ត Support គឺមានចំណុចខ្សោយមួយហើយវាគឺជាពេលវេលាព្រោះវាមិនអាចដំណើរការបានជារៀងរហូតនោះទេហើយវាអាស្រ័យទៅលើភាពធន់និងវេទមន្តរបស់បុគ្គលម្នាក់ៗហើយសម្រាប់អូរ៉ុនវិញវេទមន្ត Support របស់គាត់គឺអាចដំណើរការបានត្រឹមតែ3នាទីប៉ុណ្ណោះអញ្ចឹងគាត់ត្រូវតែប្រើប្រាស់វាម្ដងហើយម្ដងទៀតឲ្យតាន់ពេលវេលារួចអូរ៉ុនក៏បានប្រាប់ឲ្យយើងដឹងថាគាត់មានមិត្តភក្តិម្នាក់ឈ្មោះ Oliver ហើយកាលពី8ឆ្នាំមុនពួកគេបានរួមគ្នាបង្កើតក្រុមអ្នកផ្សងព្រេងមួយរួចក៏បានឡើងទៅដល់ Rank S ត្រឹមតែរយៈពេលពី3ឆ្នាំប៉ុណ្ណោះហើយពួកគេគឺជាក្រុមដំបូងបង្អស់ដែលបានចោទទៅដល់ជាន់ទី94នៅក្នុង Dungeon ភាគខាងត្បូងរួចមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមហៅពួកគេថាជាក្រុម Hero តែម្ដងតែកាលពីម្សិលមិញគាត់ត្រូវបាន Oliver និងសមាជិកផ្សេងទៀតបណ្ដេញចេញពីក្រុមដោយយកលេសថាវេទមន្ត Support របស់គាត់គឺកាចខ្លាំងណាស់ព្រោះកាលពីមួយខែមុននៅពេលដែលក្រុមរបស់ពួកគេធ្វើការ team up ជាមួយនឹងអ្នកផ្សងព្រេង Rank S ផ្សេងទៀតពួកគេបានឃើញដៃ Support របស់ក្រុមអ្នកផ្សងព្រេងទាំងអស់នោះមានវេទមន្តសាហាវខ្លាំងណាស់មិនកាចដូចជាអូរ៉ុននោះទេរួចអូរ៉ុនក៏បានទទួលស្គាល់ផងដែរថាវេទមន្ត Support របស់គាត់គឺមិនខ្លាំងដូចគេឡើយព្រោះជំនាញរបស់គាត់គឺជាអ្នកគុនដាវតែដោយសារតែក្រុមរបស់ពួកគេមិនមានដៃ Support ទើបបានជាគាត់សុខចិត្តផ្លាស់ប្ដូរជំនាញពីអ្នកគុនដាវទៅជាដៃ Support បែបនេះព្រោះនៅក្នុងក្រុមគាត់មានសមត្ថភាពប្រើប្រាស់វេទមន្តបានល្អជាងសមាជិកផ្សេងទៀតហើយគាត់បានបង្កើតវេទមន្ត Original ផ្ទាល់ខ្លួនសម្រាប់បំពេញចំណុចខ្វះខាតនៅក្នុងក្រុមហើយពួកគេបានចូលទៅក្នុង Dungeon ចន់ជ្រៅជាងគេបង្អស់ក៏ដោយសារតែវេទមន្តទាំងអស់នោះដែរតែ Oliver ក៏បាននិយាយកាត់ថាពួកគេបានស្វែងរកដៃ Support ថ្មីយកមកជំនួសគាត់បានហើយរួចក៏បានធ្វើឲ្យអូរ៉ុនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានដឹងរឿងនេះតែអ្វីដែល Oliver អាចធ្វើបានគឺមានតែនិយាយពាក្យថាសុំទោសតែប៉ុណ្ណោះរួច Anneli ក៏បាននិយាយថាពួកគេគឺជាក្រុម Hero ហើយពួកគេត្រូវតែបន្តដំណើរទៅមុខទៀតចឹងបើសិនជាអូរ៉ុននៅជាមួយនោះពួកគេនឹងមិនរីកចម្រើននោះឡើយហើយនៅពេលដែលបានឮពាក្យសម្ដីទាំងអស់នោះភ្លាមធ្វើឲ្យអូរ៉ុនមានការខកចិត្តទៅលើពួកគេជាខ្លាំងរួចគាត់ក៏បានសម្រេចចិត្តដើរចេញពីទីនោះទៅតែ Anneli មិនព្រមបញ្ឈប់ត្រឹមតែប៉ុណ្្នឹងនោះទេគឺនាងបាននិយាយមើលងាយទៅកាន់គាត់ទៀតថាគាត់អាចប្រើប្រាស់វេទមន្តនិងគុនដាវចឹងទោះបីជាគាត់ចេះច្រើនក៏ដោយតែសមត្ថភាពរបស់គាត់គឺបានត្រឹម Rank A តែប៉ុណ្ណោះអញ្ចឹងមិនចាំបាច់ប្រាប់ពួកគេដែលមាន Rank S ថាត្រូវធ្វើអ្វីនោះឡើយដោយសារតែបែបនេះហើយទើបបានជាអូរ៉ុនចូលមកក្នុង Dungeon ដើម្បីរំលឹកក្បាច់គុនដាវរបស់គាត់ឡើងវិញហើយគាត់ក៏បានបង្កើត style ថ្មីមួយទៀតដោយធ្វើការ combo រួមបញ្ចូលគ្នារវាងគុនដាវជាមួយនឹងវេទមន្ត Support ហើយគាត់ក៏បានបដិញ្ញាចិត្តថាគាត់នឹងធ្វើវាឲ្យសាហាវអស្ចារ្យដើម្បីកុំឲ្យគេមើលងាយគាត់ទៀតហើយនៅថ្ងៃណាមួយគាត់នឹងក្លាយទៅជាអ្នកផ្សងព្រេងដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងលុះក្រោយពីបានចាត់ការពួក Goblin ទាំងអស់នោះរួចហើយអូរ៉ុនក៏បានធ្វើដំណើរទៅចុះឈ្មោះនៅឯកន្លែង Crystal Teleport ជាន់ទី7អញ្ចឹងនៅពេលដែលគាត់ចង់បន្ត mission ទៀតគាត់អាចធ្វើការ teleport មកកាន់ទីនេះបានរួចនៅពេលដែលគាត់ចង់ត្រឡប់ទៅវិញក៏ស្រាប់តែមានអ្នកផ្សងព្រេងមួយក្រុមបានរត់មកកាន់ទីនោះហើយតាមរយៈការសន្ទនារបស់ពួកគេគឺមានពួកអុកជាច្រើនបានបង្ហាញខ្លួនហើយពួកគេថែមទាំងបានរត់ចោលក្មេងស្រីម្នាក់ទៀតផងរួចមេក្រុមក៏បាននិយាយថាបើសិនជាពួកគេមិនធ្វើបែបនេះទេនោះពួកគេនឹងស្លាប់ទាំងអស់គ្នាជាមិនខានដំបូងឡើយអូរ៉ុនមិនចង់ពាក់ព័ន្ធជាមួយនឹងរឿងរបស់អ្នកដទៃនោះទេតែដោយសារតែរឿងមួយនេះវាដូចទៅនឹងរឿងរបស់គាត់ខ្លាំងពេកហើយគាត់យល់អារម្មណ៍មួយនេះច្បាស់នៅពេលដែលត្រូវបានគេបោះបង់ចោលរួចគាត់ក៏បានស្ដីបន្ទោសទៅកាន់អ្នកផ្សងព្រេងទាំងអស់នោះរួចក៏បានសម្រេចចិត្តទៅជួយក្មេងស្រីម្នាក់នោះតែម្ដងរីឯក្មេងស្រីម្នាក់នោះវិញនាងកំពុងតែប្រើប្រាស់បេរៀដើម្បីការពារខ្លួនពីការវាយប្រហាររបស់ពួកអុកតែដោយសារតែពួកអុកមានគ្នាច្រើនពេកអញ្ចឹងបេរៀរបស់នាងមិនអាចទប់ទល់បានយូរនោះទេស្រាប់តែពេលនោះអូរ៉ុនក៏បានចូលមកជួយនាង
រួចកនក៏បានធ្វើការ combo ក្បាច់គុនដាវជាមួយនឹងវេទមន្ត support ចូលទៅប្រយុទ្ធជាមួយនឹងពូអុកទាំងអស់នោះរួចក៏បានធ្វើឲ្យក្មេងស្រីសក់ក្រហមមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមិនធ្លាប់ឃើញនរណាម្នាក់ប្រយុទ្ធបែបនេះនោះទេហើយត្រឹមតែមួយផ្លេតសោះអូរុនបានសម្លាប់ពូអុកទាំងប៉ុន្មានឲ្យងាប់អស់គ្មានសល់រួចកនក៏បានសួរទៅកាន់ក្មេងស្រីសក់ក្រហមថាតើនាងអត់អីទេមែនរួចក្មេងស្រីសក់ក្រហមក៏ចាប់ផ្ដើមយំតែម្ដងព្រោះមុននឹងនាងគិតថានាងច្បាស់ជាស្លាប់ជាមិនខានលុះបន្ទាប់ពីបាននាំនាងចេញពីដនចិនរួចហើយអូរុនក៏បានលានាងត្រឡប់ទៅវិញតែក្មេងស្រីសក់ក្រហមក៏បានខត់គាត់រួចនាងក៏បានអរគុណគាត់ដែលបានជួយសង្គ្រោះជីវិតនាងហើយនាងក៏បានធ្វើការណែនាំខ្លួនថានាងឈ្មោះ Sophia Claudel រួចអូរុនក៏បានចាប់អារម្មណ៍ទៅលើត្រកូលរបស់នាងព្រមទាំង logo រូបតុនសាយនៅលើអាវរបស់នាងរួចកនក៏បានធ្វើការណែនាំខ្លួនត្រឡប់ទៅវិញដូចគ្នាថាកនឈ្មោះអូរុនហើយដើម្បីជាការអរគុណ Sophia ក៏ចង់ប៉ាវគាត់ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាដំបូងឡើយអូរុនក៏ចង់បដិសេធតែដោយសារតែ Sophia បង្ខំខ្លាំងពេកគាត់ក៏បានយល់ព្រមតែម្ដងរួចពួកគេទាំងពីរក៏បានធ្វើដំណើរទៅកាន់ហាងមួយដែលមាន logo រូបទន្សាយហើយវាគឺដូចជាការគិតរបស់គាត់អញ្ចឹងព្រោះនៅពេលដែលគាត់បានក្រឡេកឃើញ logo រូបទន្សាយនៅលើអាវរបស់ Sophia គាត់ក៏បានដឹងភ្លាមៗថា Sophia គឺជាសមាជិកម្នាក់នៅក្នុង guild ទន្សាយប្រាក់ហើយវាគឺជា guild ដ៏ធំជាងគេបង្អស់នៅក្នុងនគរ Noitan លុះនៅពេលដែលពួកគេចូលទៅដល់ខាងក្នុងពួកគេក៏បានជួបជាមួយនឹងបងស្រីរបស់ Sophia ដែលមានឈ្មោះថា Selma ហើយអូរុនក៏បានស្គាល់ Selma ដូចគ្នាព្រោះនាងគឺជាមេដឹកនាំនៅក្នុងក្រុមអ្នកផ្សងព្រេងរ៉េងអេសមួយដែលខ្លាំងជាងគេបង្អស់នៅក្នុងហ្គាទន្សាយប្រាក់ហើយនាងក៏ជាដៃ support ដ៏ខ្លាំងជាងគេបង្អស់ប្រចាំទ្វីបទាំងមូលផងដែរមិនតែប៉ុណ្ណោះ Selma គឺជាមនុស្សម្នាក់ដែលធ្វើឲ្យដៃ support មានភាពល្បីល្បាញហើយនាងក៏ជាអ្នកផ្ដើមគំនិតបែងចែកតួនាទីទៅឲ្យសមាជិកនៅក្នុងក្រុមអ្នកផ្សងព្រេងទៀតផងដោយដៃ fighter គឺជាអ្នកវាយប្រហារដៃ tank គឺជាអ្នកការពារនិងដៃ support គឺជាអ្នកចាំជួយនៅពីក្រោយអញ្ចឹងតួនាទីទាំង3នេះគឺជាគំនិតរបស់ Selma ហើយវាបានផ្លាស់ប្ដូរទម្លាប់របស់អ្នកផ្សងព្រេងទាំងស្រុងសូម្បីតែក្រុម hero ក៏បានដើរតាមគំនិតរបស់នាងដូចគ្នាដោយនេះហើយបានជាអូរុនផ្លាស់ប្ដូរពីអ្នកគុនដាវទៅជាដៃ support ហើយកាលពីមួយខែមុនក្រុម hero បានឃើញថាមពលដ៏អស្ចារ្យរបស់ Selma នេះហើយទើបបានជាពួកគេសម្រេចចិត្តបណ្ដេញអូរុនចេញពីក្រុមបែបនេះហើយគាត់មិននឹកស្មានថា Selma គឺជាបងស្រីបង្កើតរបស់ Sophia នោះទេតែគាត់ឆ្ងល់ថាហេតុអ្វីមើលទៅនាងដូចជាខឹងគាត់ខ្លាំងម្ល៉េះរីឯមូលហេតុនោះគឺដោយសារតែ Selma បានគិតថាអូរុនចង់អូកាឡាជាមួយនឹងប្អូនស្រីរបស់នាងដែលមានអាយុទៅតែ14ឆ្នាំតែអូរុនក៏បានតបទៅវិញថានាងយល់ច្រឡំហើយព្រោះគាត់គ្រាន់តែចង់ញ៉ាំអាហារពេលល្ងាចជាមួយនឹង Sophia តែប៉ុណ្ណោះហើយគាត់មិនមានបំណងអាក្រក់អ្វីទេតែ Selma គ្មានថ្ងៃជឿពាក្យសម្ដីរបស់ប្រុសព្រានជាដាច់ខាតរួច Sophia ក៏បានប្រាប់ទៅកាន់បងស្រីថាឈប់និយាយអាក្រក់ដាក់អ្នកមានគុណដែលបានជួយជីវិតនាងទៀតទៅពេលឮបែបនេះ Selma ក៏បានដឹងភ្លាមៗថាប្អូនស្រីរបស់នាងច្បាស់ជាលួចចូលទៅក្នុងដនចិនតែម្នាក់ឯងជាមិនខានហើយដោយសារតែមិនអាចលាក់បាន Sophia ក៏បានសារភាពប្រាប់ទៅកាន់បងស្រីហើយតាមពិតទៅ Selma បានសន្យាជាមួយនឹងប្អូនស្រីថានឹងនាំនាងចូលទៅក្នុងដនចិននៅ2ថ្ងៃទៀតតែហេតុអ្វីបានជាប្អូនស្រីមិនចេះរងចាំសោះអញ្ចឹងរួច Sophia ក៏បានសុំទោសទៅកាន់បងស្រីហើយដោយសារតែ Sophia មានសុវត្ថិភាពអញ្ចឹង Selma មិនបានស្ដីបន្ទោសទៅកាន់ប្អូនស្រីនោះឡើយគឺគ្រាន់តែហាមនាងកុំឲ្យចូលទៅក្នុងដនចិនតែម្នាក់ឯងទៀតតែប៉ុណ្ណោះរួច Selma ក៏បានអរគុណទៅកាន់អូរុនដែលបានជួយជីវិតប្អូនស្រីរបស់នាងហើយនាងក៏បានសុំទោសដែលបានយល់ច្រឡំទៅលើគាត់មុននឹងផងដែរហើយខណៈពេលដែលពួកគេកំពុងតែញ៉ាំអីជាមួយគ្នានោះ Sophia ក៏បានសួរទៅកាន់ពួកគេទាំងពីរថាតើពួកគេធ្លាប់ស្គាល់គ្នាពីមុនមកមែនរួចអូរុនក៏បានឆ្លើយថាពួកគេធ្លាប់បានជួបគ្នានៅក្នុងអំឡុងពេលវាយប្រហារនៅក្នុងដនចិនកាលពីមួយខែមុនហើយពួកគេគឺជាដៃ support ដូចគ្នារួច Selma ក៏បានសួរទៅកាន់ប្អូនស្រីវិញថាតើប្អូនស្រីមិនស្គាល់អូរុនទេមែនព្រោះគាត់គឺជាសមាជិកម្នាក់នៅក្នុងក្រុម hero ពេលដែលបានដឹងរឿងនេះភ្លាមធ្វើឲ្យ Sophia មានការភ្ញាក់ផ្អើលជាខ្លាំងតែអូរុនក៏បានប្រាប់ទៅកាន់ពួកគេថាគាត់មិនមែនជា hero តទៅទៀតនោះឡើយព្រោះគាត់បានចាកចេញពីក្រុមកាលពីម្សិលមិញរួចក៏បានធ្វើឲ្យ Selma ចង់ដឹងខ្លាំងណាស់ថាហេតុអ្វីបានជាពួកគេអនុញ្ញាតឲ្យមនុស្សដែលមានសមត្ថភាពដោយអូរុនចាកចេញពីក្រុមបែបនេះតែអូរុនមិនបាន
បានបកស្រាយអីច្រើននោះទេគឺកូនគ្រាន់តែប្រាប់ថាពួកគេមានហេតុផលរៀងៗខ្លួនរួចក៏បានយល់ព្រមជាមួយគ្នាតែម្ដងហើយនៅពេលដែលបានដឹងថាអូរុននៅទំនេរបែបនេះសេម៉ាក៏ចង់អាដៃណែតែអូរុនក៏បាននិយាយកាត់ភ្លាមព្រោះកូនស្មានថានាងចង់ហៅកូនឲ្យចូលហ្គាទន្សាយប្រាក់រួចកូនក៏បានប្រាប់ទៅកាន់នាងថាកូនមិនតន់ចង់ចូលរួមនៅក្នុងក្រុមណាមួយនៅពេលនេះទេតែសេម៉ាក៏បានប្រាប់ទៅកាន់កូនវិញថាកូនកំពុងតែយល់ច្រឡំហើយគឺនាងមានការងារដ៏ល្អមួយសម្រាប់គាត់ហើយនាងចង់ឲ្យគាត់ទៅជាមួយនឹងក្រុមរបស់នាងនៅថ្ងៃខាងស្អែកដើម្បីបង្រៀនសមាជិកថ្មីអំពីដំណើររករកនៅក្នុងដនចិនរួចអូរុនក៏បានសួរទៅកាន់នាងថាហេតុអ្វីបានជានាងចង់ឲ្យគាត់ទៅជាមួយបែបនេះរួចសេម៉ាក៏បានបញ្យល់ប្រាប់ទៅកាន់គាត់ថាអ្នកផ្សងព្រេងមួយក្រុមដែលមាន rank A ឬខ្ពស់ជាងនេះនឹងដឹកនាំសមាជិកថ្មីហើយពួកគេនឹងចំណាយពេល3ថ្ងៃចូលទៅក្នុងដនចិនឲ្យបាន50ជាន់គ្រាន់តែបានលឺភ្លាមធ្វើឲ្យអូរុនមានការភ្ញាក់ផ្អើលជាខ្លាំងកុំថាឡើយ3ថ្ងៃសូម្បីតែអ្នកផ្សងព្រេងថ្មីដ៏ល្អបំផុតក៏ត្រូវចំណាយពេល6ខែទៅ1ឆ្នាំដែរទើបអាចចុះទៅដល់ជាន់ទី50រួចសេម៉ាក៏បានតបទៅវិញថាទោះបីជាវាពិបាកក៏ពិតមែនតែមិនមែនមានន័យថាពួកគេធ្វើវាមិនបាននោះទេបើសិនជាពួកគេធ្វើដំណើរតាមផ្លូវកាត់ហើយមួយវិញទៀត sponsor របស់នាងគឺទទួលចង់ឲ្យធ្វើ mission មួយនេះខ្លាំងណាស់រួចអូរុនក៏បានយល់ឃើញថាបើសិនជា mission មួយនេះពិបាកខ្លាំងម្លឹងនាងគួរតែបដិសេធ sponsor របស់នាងតែបើសិនជានាងយល់ព្រមធ្វើវាបែបនេះនោះនាងច្បាស់ជាមានហេតុផលអ្វីផ្សេងនៅពីក្រោយជាមិនខានរួចអូរុនក៏បាននិយាយថាបើសិនជាសមាជិកថ្មីដែលមិនអាចសម្លាប់ boss បានដោយខ្លួនឯងតែអាចធ្វើការរុករកនៅចន់ជ្រៅបាននោះវានឹងចំណេញទៅដល់ហ្គាទាំងមូលជាមិនខានគ្រាន់តែបានលឺភ្លាមធ្វើឲ្យសេម៉ាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមិននឹកស្មានថាអូរុនស្ដាប់នាងតែប៉ុន្មានម៉ាត់សោះគាត់អាចទាយដឹងអំពីស្ថានភាពនោះទេអញ្ចឹងគាត់ឆ្លាតជាងការគិតរបស់នាងឆ្ងាយណាស់រួចនាងក៏បាននិយាយថានៅក្នុងដនចិនពួកគេត្រូវតែសម្លាប់បោះដែលនឹងបង្ហាញខ្លួនរាល់ចន្លោះ10ជាន់ម្ដងហើយវាគឺជារឿងធម្មតាសម្រាប់សមាជិកថ្មីត្រូវរងរបួសឬមួយក៏ត្រូវស្លាប់នៅក្នុងអំឡុងពេលប្រយុទ្ធគ្នាក៏ប៉ុន្តែបើសិនជាពួកគេឲ្យអ្នកផ្សងព្រេងដែលមានបទពិសោធន៍ចូលទៅសម្លាប់ boss ទាំងអស់នោះអញ្ចឹងអ្វីដែលសមាជិកថ្មីត្រូវធ្វើគឺគ្រាន់តែចុះឈ្មោះជាមួយនឹង Crystal Teleport នៅជាន់បន្ទាប់តែប៉ុណ្ណោះហើយពួកគេនឹងអាចធ្វើការរុករកនៅពេលក្រោយចាប់ពីជាន់មួយនោះបានជាមិនខានដោយនេះហើយបានជានាងចង់ឲ្យអូរុនទៅជាមួយនាងបែបនេះរួចអូរុនក៏បានតបទៅវិញថា mission មួយនេះគឺមានសារៈសំខាន់សម្រាប់ហ្គាលទន្សាយប្រាក់ខ្លាំងណាស់អញ្ចឹងបើសិនជាឲ្យអ្នកក្រៅដូចជាគាត់ចូលរួមដែរតើវាអត់អីទេមែនរួចសេម៉ាក៏បានប្រាប់ទៅកាន់គាត់ថាកុំឲ្យបារម្ភទៅលើរឿងនេះអីព្រោះនាងគោរពនិងឲ្យតម្លៃទៅលើសមត្ថភាពរបស់គាត់ពេលឮបែបនេះធ្វើឲ្យអូរុនមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះគាត់មិននឹកស្មានថាសេម៉ាឲ្យតម្លៃមកលើគាត់ក្នុងនាមជាដៃ support នោះទេហើយក៏បានធ្វើឲ្យគាត់មានការសប្បាយចិត្តជាខ្លាំងក៏ប៉ុន្តែគាត់ត្រូវបានគេបណ្តេញចេញពីក្រុម hero ដោយសារតែវេទមន្តរបស់គាត់កើតជាងវេទមន្តរបស់នាងនៅក្នុងអំឡុងពេលធ្វើការ team up ជាមួយគ្នាកាលពី1ខែមុនដោយនេះគាត់មិនចង់ត្រឡប់ទៅធ្វើជាដៃ support ម្ដងទៀតនោះទេព្រោះគាត់មិនចង់មានការស្ដាយក្រោយម្ដងទៀតនោះឡើយរួចអូរុនក៏បានសុំបដិសេធសំណើរបស់នាងតែម្ដងហើយក៏បានយកលេសថាក៏រវល់ធ្វើការងារផ្ទាល់ខ្លួនរួចសូហ្វៀក៏បានជួយនិយាយព្រោះនាងក៏នឹងចូលរួមនៅក្នុង mission មួយនោះដូចគ្នាអញ្ចឹងបើសិនជាបានគាត់ទៅជាមួយនោះនាងនឹងសប្បាយចិត្តជាមិនខានហើយដោយសារតែមិនចង់ឲ្យនាងពិបាកចិត្តអូរុនក៏បានយល់ព្រមតែម្ដងតែគាត់មានលក្ខខណ្ឌមួយព្រោះគាត់បានផ្លាស់ប្ដូរជំនាញធ្វើជាអ្នកគុនដាវអញ្ចឹងបើសិនជាគាត់ទៅគឺគាត់នឹងទៅក្នុងនាមជាអ្នកគុនដាវមិនមែនជាដៃ support នោះទេរួចសេម៉ាក៏បានយល់ព្រមហើយនាងក៏បានគិតនៅក្នុងចិត្តថាបើសិនជាមានរឿងអាក្រក់កើតឡើងនោះគាត់នឹងត្រឡប់ទៅធ្វើជាដៃ support វិញជាមិនខានរួចនាងក៏បានប្រាប់ឲ្យគាត់ទៅជួបនាងនៅឯហ្គាទន្សាយប្រាក់នៅព្រឹកស្អែកនេះតែម្ដងបន្ទាប់មកអូរុនក៏បានធ្វើដំណើរទៅកាន់ហាងលក់ថ្នាំរបស់លោកតាម្នាក់ដោយលោកតាម្នាក់នោះគាត់ចាត់ទុកអូរុនប្រៀបបានដូចជាកូនប្រុសបង្កើតរបស់គាត់អញ្ចឹងហើយអូរុនក៏បានជួយប្រម៉ូទហាងលក់ថ្នាំរបស់គាត់ដែលធ្វើឲ្យគាត់លក់ថ្នាំដាច់ខ្លាំងណាស់រួចគាត់ក៏បានអរគុណទៅកាន់អូរុនផងដែរតែអូរុនក៏បានសុំទោសទៅកាន់គាត់វិញព្រោះថានៅពេលនេះគាត់មិនមែនជាសមាជិកនៅក្នុងក្រុម hero តទៅទៀតនោះទេអញ្ចឹងគាត់នឹងមិនអាចជួយប្រម៉ូទហាងឲ្យលោកតាត
ទៅទៀតបានឡើយព្រោះគាត់មិនមែនជាហេរ៉ូអញ្ចឹងទោះបីជាគាត់ប្រម៉ូទឲ្យលោកតាក៏គ្មានពីណាគេស្ដាប់គាត់ដែរតែលោកតានៅតែដឹងគុណអូរុនដដែលនឹងព្រោះអូរុននៅតែជាអូរុនទោះបីជាគាត់ជាហេរ៉ូឬក៏មិនមែនក៏ដោយរួចលោកតាក៏បានអរគុណទៅកាន់គាត់ម្ដងទៀតផងដែរព្រោះលោកតាបានដឹងអំពីអ្វីដែលគាត់បានធ្វើព្រោះគាត់ខំប្រឹងព្យាយាមខ្លាំងជាងពីណាគេទាំងអស់ហើយលោកតាក៏ដឹងទៀតថាចាប់ពីពេលនេះតទៅគាត់នឹងឮពាក្យថាអរគុណញឹកញាប់ជាងមុនជាមិនខានហើយពាក្យទាំងអស់នេះគឺមានន័យថានឹងមានមនុស្សច្រើនណាស់ដែលត្រូវការជំនួយពីគាត់អញ្ចឹងគាត់ត្រូវតែរក្សាទុកពាក្យទាំងអស់នោះនៅពេលដែលគាត់ឮពួកវាគ្រប់យ៉ាងគឺទៅតែចាប់ផ្ដើមតែប៉ុណ្ណោះអញ្ចឹងគាត់គ្រាន់តែធ្វើអ្វីដែលគាត់គិតថាល្អជាទីបំផុតត្រូវរស់សម្រាប់ខ្លួនឯងនិងជួយអ្នកដទៃហើយមិនថាមានរឿងអ្វីកើតឡើងក៏ដោយក៏លោកតានឹងនៅខាងគាត់ជានិច្ចពេលដែលបានលើពាក្យលើកទឹកចិត្តទាំងអស់នោះភ្លាមធ្វើឲ្យអូរុនទប់ទឹកភ្នែកមិនជាប់នោះឡើយរីឯនៅខាងសែលម៉ាណែវិញនាងក៏បានយល់ដំណឹងដែលអូរុនចាកចេញពីក្រុមហេរ៉ូទៅប្រាប់ប្រូភ្នែក4ដែលត្រូវជាប្រធាននៅក្នុងហ្គីលទន្សាយប្រាក់ហើយវាគឺជាការខាតបង់ដ៏ធំមួយសម្រាប់ក្រុមហេរ៉ូបើសិនជាមិនមានអូរុនទេពួកគេនឹងខ្សោយជាងមុនជាមិនខានព្រោះអូរុនបានជួយឲ្យក្រុមហេរ៉ូឡើងទៅដល់កម្រិតមួយដែលពួកគេមិនអាចធ្វើបានហើយទោះបីជាវេទមន្តសុផលរបស់គាត់មិនសូវខ្លាំងក៏ពិតមែនតែគាត់អាចខាស spell បានលឿនខ្លាំងណាស់គឺលឿនជាង Selma រហូតដល់ទៅ4ដងឯណោះហើយមួយវិញទៀតគាត់អាចប្រើប្រាស់វេទមន្ត original បានជាច្រើនហើយគាត់ក៏មានសមត្ថភាពនៅក្នុងការវិភាគស្ថានភាពការទស្សន៍ទាយអំពីចលនាបន្ទាប់និងការ support វេទមន្តឲ្យត្រូវតាមពេលវេលាគឺគាត់មានជំនាញទាំងអស់ដែលដៃ support ត្រូវការអញ្ចឹងនៅពេលដែលគ្មានគាត់នោះក្រុម hero នឹងកាកខ្លាំងជាងមុនហើយ guild ទន្សាយប្រាក់របស់ពួកគេនឹងត្រឡប់ក្លាយទៅជា top 1 វិញជាមិនខានហើយប្រូភ្នែក4មិននឹកស្មានថាមានរឿងមួយនេះកើតឡើងទៅលើអូរុននោះទេរួចសេម៉ាក៏បាននិយាយថាជាទូទៅពួកគេមិនសូវឲ្យតម្លៃទៅលើដៃ support នោះឡើយតែសម្រាប់នាងវិញនាងគឺជាតារាល្បីហើយមនុស្សគ្រប់គ្នាតែងតែឲ្យតម្លៃខ្ពស់មកកាន់នាងអញ្ចឹងទោះបីជាអូរុនមានថាមពលអស្ចារ្យក៏ដោយតែគាត់មិនសូវលេចធ្លោទេលុះព្រឹកឡើងអូរុនក៏បានធ្វើដំណើរទៅជួបជាមួយនឹងសែលម៉ានៅឯហ្គីលទន្សាយប្រាក់ហើយមើលទៅទឹកមុខរបស់គាត់នៅពេលនេះគឺរួសរាយជាងម្សិលមិញឆ្ងាយណាស់ប្រហែលជាគាត់អាចកាត់ចិត្តពីក្រុមហេរ៉ូបានហើយរួចសែលម៉ាក៏បាននាំគាត់ទៅជួបជាមួយនឹងប្រូភ្នែក4ហើយក្រោយពីបានធ្វើការណែនាំខ្លួនរួចហើយពួកគេក៏បានបញ្យល់ទៅកាន់គាត់អំពី mission មួយនោះគឺដូចជាសែលម៉ាបានប្រាប់ទៅកាន់គាត់កាលពីម្សិលមិញអញ្ចឹងថាពួកគេនឹងចូលទៅក្នុង Dungeon ចាប់ពីជាន់ទី1ដល់ជាន់ទី51នៅក្នុងរយៈពេល3ថ្ងៃដោយនៅថ្ងៃទី1ពួកគេត្រូវតែចុះឲ្យដល់ជាន់ទី21ថ្ងៃទី2ជាន់ទី36និងថ្ងៃទី3គឺចូលទៅដល់ជាន់ទី51តែម្ដងហើយសរុបសមាជិកថ្មីទាំងអស់គឺមាន10ក្រុមនិងអ្នកនាំផ្លូវ5នាក់រួមបញ្ចូលទាំងអូរុននិងសេម៉ាផងដែរហើយក្រុមសមាជិកថ្មីនឹងផ្លាស់ប្ដូរវេនគ្នាដើម្បីចាត់ការពួក monster តែបើសិនជាមាន monster ខ្លាំងបង្ហាញខ្លួនគឺទុកឲ្យអ្នកនាំផ្លូវជាអ្នកចាត់ការហើយពួកគេក៏ជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់ boss ដូចគ្នារួច Selma ក៏បានសួរទៅកាន់អូរុនថាតើគាត់មានសំណួរអីអត់រួចអូរុនក៏មានសំណួរមួយចង់សួរថាហេតុអ្វីបានជាមានអ្នកនាំផ្លូវតែ5នាក់បែបនេះព្រោះបើសិនជា mission មួយនេះពិតជាចាំបាច់មែននោះពួកគេគួរតែកាត់បន្ថយហានិភ័យដោយឲ្យក្រុមអ្នកផ្សងព្រេងរែងអេជាច្រើនចូលរួមដើម្បីជួយទៅដល់សមាជិកថ្មីរួច Selma ក៏បានតបទៅវិញថាគោលដៅរបស់ពួកគេគឺនាំសមាជិកថ្មីចុះទៅដល់ជាន់ទី51ហើយមូលហេតុដែលពួកគេមិនចង់ឲ្យអ្នកផ្សងព្រេងចាស់ច្រើនចូលរួមនោះគឺដើម្បីទុកឱកាសឲ្យសមាជិកថ្មីទទួលបានបទពិសោធន៍ហើយជួយពួកគេឲ្យរីកចម្រើនជាងមុនពេលឮបែបនេះអូរុនក៏បានដឹងយ៉ាងច្បាស់ថាវាមិនមែនជាហេតុផលពិតនោះទេហើយប្រហែលជាគាត់គឺជាអ្នកក្រៅហើយទៅបានជាពួកគេមិនព្រមប្រាប់ការពិតមកកាន់គាត់បែបនេះរួចគាត់ក៏មិនបានសួរនាំអីច្រើនទៀតទៅកាន់ពួកគេនោះដែរហើយក៏បានយកព្រមជួយពួកគេតែម្ដងបន្ទាប់មកប្រូភ្នែក4ក៏ចង់ឲ្យលុយពីកាក់មាសមុនទៅកាន់អូរុនហើយនៅពេលដែល mission មួយនេះទទួលបានជោគជ័យនោះគាត់នឹងទទួលបាន10កាក់មាសបន្ថែមទៀតតែអូរុនក៏ចង់បដិសេធព្រោះលុយទាំងអស់នេះច្រើនពេកហើយវាគឺអាចចាយបានរហូតដល់ទៅ1ឆ្នាំពេញឯណោះរួចសេម៉ាក៏បាននិយាយថាពួកគេឲ្យតម្លៃទៅលើសមត្ថភាពរបស់គាត់អញ្ចឹងលុយទាំងអស់នេះគឺមិនច្រើនទេហើយពួកគេក៏បានណាត់ជួបគ្នានៅថ្ងៃស្អែកនៅច្រកចូល Dungeon តែម្ដងហើយនៅថ្ងៃ
បន្ទាប់អូរុនក៏បានធ្វើដំណើរទៅកាន់ច្រកចូលដនចិនហើយក៏បានឃើញសមាជិកថ្មីជាច្រើននៅទីនោះរួចសែលម៉ានិងសូហ្វៀក៏បានចេញមកស្វាគមន៍គាត់រួចកូនក៏បានសរសើរទៅកាន់សូហ្វៀថាឯកសណ្ឋានសមាជិកថ្មីគឺសមជាមួយនាងខ្លាំងណាស់រួចក៏បានធ្វើឲ្យសូហ្វៀអៀនមុខឡើងក្រហមហើយនៅពេលដែលបានឃើញអូរុនពូកែញ៉ែស្រីបែបនេះសែម៉ាក៏បានសួរទៅកាន់គាត់ថាតើកូនមានសង្សារមែនទើបបានជាពូកែញ៉ែម៉េះតែអូរុនក៏បានតបទៅវិញថាគាត់មិនមានទេហើយមូលហេតុដែលគាត់ទម្លាប់និយាយបែបនេះគឺដោយសារតែមានសមាជិកស្រីៗនៅក្នុងក្រុមហេរ៉ូហើយពួកគេធ្លាប់បានរស់នៅក្នុងវិមានជាមួយគ្នារួចសូហ្វៀក៏បានសួរទៅកាន់អូរុនថាតើសប្តាហ៍ថ្ងៃនេះគាត់ស្នាក់នៅឯណារួចអូរុនក៏បានឆ្លើយថាគាត់ស្នាក់នៅផ្ទះអំណាក់តែគាត់នឹងរកមើលផ្ទះផ្ទាល់ខ្លួនក្នុងពេលឆាប់ៗនេះហើយរួចសាម៉ាក៏បានសួរទៅកាន់សូហ្វៀថាហេតុអ្វីបានជាប្អូនស្រីសួរទៅកាន់គាត់បែបនេះតើប្អូនស្រីចង់ទៅលេងផ្ទះគាត់មែនរួចសូហ្វៀក៏បានតបទៅវិញថានាងគ្រាន់តែចង់ដឹងតែប៉ុណ្ណោះកុំគិតអីផ្ដេសផ្ដាសឲ្យសោះបន្ទាប់មកសាម៉ាក៏បានសួរទៅកាន់អូរុនថាហេតុអ្វីបានជាគាត់នៅឆ្ងាយពីអ្នកផ្សេងទៀតខ្លាំងម្ល៉េះរួចអូរុនក៏បានឆ្លើយថាគាត់គឺជាអ្នកក្រៅអញ្ចឹងគាត់មិនចង់ឲ្យសមាជិកថ្មីមានការភ័យខ្លាចនោះទេព្រោះមើលទៅទឹកមុខរបស់ពួកគេគឺដូចជាមានភាពតានតឹងខ្លាំងណាស់រួចសាម៉ាក៏បានសុំខ្ចីអូរុនដើម្បីបន្ធូរភាពតានតឹងរបស់ពួកគេតែម្ដងបន្ទាប់មកនាងក៏បានណែនាំអូរុនទៅកាន់សមាជិក3នាក់ទៀតហើយនាងក៏បានធានាឲ្យអូរុនថាគាត់គឺជាជើងខ្លាំងម្នាក់អញ្ចឹងដោយសារតែសែលម៉ាបានធានាឲ្យគាត់ទៅហើយនោះពួកគេគឺអាចទុកចិត្តគាត់បានរួចអូរុនក៏បាននិយាយកាត់ថាកំសើរំពឹងខ្ពស់មកលើគាត់ពេកអីហើយកុនក៏បានធ្វើការណែនាំខ្លួនថាកុនគឺជាអ្នកគុនដាវដែលត្រូវជាដៃ fighter ចំណែកឯប្រូសក់ខៀវនិងប្រូសក់លឿងពួកគេទាំងពីរគឺជាដៃ tank ហើយចៃសក់ខ្លីគឺជា healer រីឯ Selma គឺជាដៃ support រួចអូរុនក៏បានគិតនៅក្នុងចិត្តថាបើសិនជាគាត់មិនបានចូលរួមទេនោះច្បាស់ជាមានដៃ fighter ម្នាក់ទៀតយកមកជំនួសគាត់ជាមិនខានហើយតាមពិតទៅក្រុមរបស់ Selma គឺបានបាត់បង់ដៃ fighter ដ៏ខ្លាំងម្នាក់ហើយពួកគេមិនបានឈានជើងទៅមុខសូម្បីតែមួយជំហានតាំងពីមួយឆ្នាំមុនមកម្ល៉េះហើយពួកគេក៏មិនអាចយកអ្វីដែលពួកគេបានបាត់បង់ត្រឡប់មកវិញបានដែរហេតុនេះហើយបានជានាងត្រូវការជំនួយពីអូរុនតែកុនបែរជាស្ម័គ្រចិត្តធ្វើជាអ្នកគុនដាវទៅវិញអញ្ចឹងបើសិនជាគាត់អាចធ្វើវាបានមែននោះគ្រប់យ៉ាងនឹងប្រសើរឡើងជាមិនខានបន្ទាប់មកពួកគេក៏បាននាំគ្នាទៅស្វាគមន៍សមាជិកថ្មីហើយមើលទៅទឹកមុខម្នាក់ៗគឺមិនសូវស្រស់ស្រាយប៉ុន្មាននោះទេព្រោះដោយសារតែពួកគេមានការភ័យខ្លាចនោះឯងតែសែលម៉ាក៏បានប្រាប់ទៅកាន់ពួកគេថាកុំឲ្យបារម្ភអីព្រោះនាងបានអញ្ជើញមនុស្សដ៏ខ្លាំងអស្ចារ្យម្នាក់មកជួយពួកគេហើយម្នាក់នោះគឺជាអូរុននេះឯងព្រោះគាត់ធ្លាប់បានចុះទៅដល់ចន្ទទី94ដែលពួកគេមិនធ្លាប់ទៅដល់នោះឡើយអញ្ចឹងបើសិនជាពួកគេចង់ក្លាយទៅជាអ្នករុករកនៅក្នុងដនចិនពួកគេច្បាស់ជាស្គាល់គាត់ជាមិនខានព្រោះគាត់គឺជាអតីតសមាជិកនៅក្នុងក្រុម Hero ហើយគាត់ស្គាល់អំពីដនចិនមួយនេះច្បាស់ជាងនរណាទាំងអស់រួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយពួកគេក៏មានកម្លាំងចិត្តឡើងវិញផងដែររួចអូរុនក៏បានប្រាប់ទៅកាន់សែលម៉ាថាមុននឹងនាង surprise ពួកគេខ្លាំងជ្រុលហើយតែសែលម៉ាមិនបានគិតអញ្ចឹងនោះទេព្រោះគាត់ពិតជាបានចុះទៅដល់ចន្ទទី94មែនហើយផ្នែកមួយទៀតនៃការងាររបស់ពួកគេគឺត្រូវប្រកាសថាសមាជិកថ្មីអាចមានពេលសម្រាកនិងផ្ដោតទៅលើដនចិនហើយតាមពិតទៅមូលហេតុដែលអូរុនចង់ក្លាយទៅជា hero គឺដើម្បីជួយទៅដល់ហាងលក់ថ្នាំរបស់លោកតាតែប៉ុណ្ណោះរួច Selma ក៏បានប្រាប់ឲ្យអូរុនធ្វើជាអ្នកដឹកនាំទៅលើក្រុមទី10ហើយពួកគេគឺជាសមាជិកថ្មីដែលមានទេពកោសល្យខ្លាំងណាស់អញ្ចឹងបើសិនជាពួកគេអាចរៀនធ្វើការងារជាក្រុមបាននោះពួកគេនឹងចុះទៅដល់ចន្ទទី51យ៉ាងងាយស្រួលជាមិនខានហើយនៅពេលដែលបានឃើញក្រុមទី10មានតែសមាជិក3នាក់បែបនេះធ្វើឲ្យអូរុនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះក្រុមដែលមានសមាជិកតិចគឺត្រូវប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ខ្ពស់រួចក្មេងប្រុសសលឿងក៏បានប្រាប់ទៅកាន់គាត់ថាមូលហេតុដែលពួកគេមានគ្នាតិចនោះគឺដោយសារតែពួកគេសុទ្ធតែជាជើងខ្លាំងហើយអ្នកផ្សេងទៀតមិនអាចតាមពួកគេទាន់បានទេរួចពួកគេក៏បានធ្វើការណែនាំខ្លួនម្នាក់ម្ដងដោយក្មេងប្រុសសលឿងគាត់គឺជាមេក្រុមនៅក្នុងក្រុមទី10ឈ្មោះ Logan ដោយគាត់គឺជាដៃ support ហើយគាត់ក៏នឹងក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំងជាង Selma នៅថ្ងៃណាមួយផងដែររួចនៅពេលដែលបានឃើញ Logan មានការជឿជាក់ទៅលើខ្លួនឯងបែបនេះអូរុនក៏មានការបារម្ភទៅលើអនាគតរបស់គាត់តែម្ដងហើយសម្រាប់ក្មេងស្រីសក់ផ្កាឈូកវិញនាងមានឈ្មោះថា Caroline ហើយនាងគឺជាដៃថាងប្រភេទកិច្ច
ជំនួសឲ្យការរងអញ្ចឹងនាងមិនត្រូវការពាក់អាវក្រោះឬមួយក៏ខែលនោះទេព្រោះនាងមិនចង់ឲ្យពួក monster ប៉ះនាងនោះឡើយតែនាងចង់សម្លាប់ពួកវាឲ្យបានច្រើនបំផុតដោយនេះហើយបានជានាងជ្រើសរើសធ្វើជាដៃថែងដើម្បីចូលទៅជិតពួកវានោះឯងហើយដៃថែងប្រភេទកិច្ចនេះគឺពួកគេមិនប្រើប្រាស់ខែលយកម្រងការវាយប្រហារនោះទេតែពួកគេប្រើប្រាស់បំលាស់ទីដើម្បីគេចចេញពីការវាយប្រហារទាំងអស់នោះវិញហើយសម្រាប់អ្នកទី3គឺជា Sophia ដែលត្រូវជាដៃមេឃធ្វើការវាយប្រហារពីខាងក្រោយអញ្ចឹងនៅពេលដែលបានឃើញពួកគេមិនចូលសម្រុងគ្នាបែបនេះអូរុនក៏បានដឹងមុនយ៉ាងច្បាស់ថា mission មួយនេះគឺដឹងតែមិនស្រួលនោះឡើយតែនៅពេលដែលពួកគេចាប់ផ្ដើមធ្វើ mission ភ្លាមគឺថាម្នាក់ពិតជាយកចិត្តទុកដាក់ខ្លាំងណាស់រួច Caroline ក៏បានសួរទៅកាន់អូរុនថាហេតុអ្វីបានជាសមាជិកនៅក្នុងក្រុម Hero ដូចជាគាត់មកចូលរួមនៅក្នុង mission មួយនេះអញ្ចឹងតើគាត់មិនគិតថា gear របស់ពួកគេគឺជាគូប្រជែងជាមួយនឹងក្រុមរបស់គាត់ទេមែនតែអូរុនក៏បានតបទៅវិញថាគាត់បានចាកចេញពីក្រុម Hero បាត់ទៅហើយរួចក៏បានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមនុស្សគ្រប់គ្នាគឺសុទ្ធតែស្រឡាញ់ចូលចិត្តក្រុម Hero តែគាត់បែរជាចាកចេញពីក្រុម Hero ទៅវិញរួចនាងក៏បានសួរចង់ដឹងអំពីមូលហេតុតែម្ដងតែអូរុនមិនព្រមប្រាប់ទៅកាន់នាងនោះទេរួច Caroline ក៏បានដូរប្រធានបទហើយក៏បានសួរទៅកាន់អូរុនថាតើគាត់ជាមួយនឹង Sophia ធ្លាប់ស្គាល់គ្នាពីមុនមកមែនរួចអូរុនក៏បានឆ្លើយថាពិតមែនហើយមូលហេតុដែលនាងចង់ដឹងនោះគឺដោយសារតែ Sophia ធ្លាប់បាននិយាយថានឹងមានមនុស្សដ៏អស្ចារ្យម្នាក់មកទីនេះជាមួយនឹងពួកគេអញ្ចឹងអូរុនច្បាស់ជាមនុស្សដ៏អស្ចារ្យម្នាក់ដែល Sophia ចង់សម្ដៅជាមិនខានរួច Sophia ក៏បានតបថាពិតមែនហើយព្រោះអូរុនគឺជាអ្នកដែលបានជួយជីវិតរបស់នាងហើយគាត់ពិតជាខ្លាំងណាស់មិនតែប៉ុណ្ណោះគាត់ធ្លាប់ជាសមាជិកនៅក្នុងក្រុម Hero ទៀតផងអញ្ចឹងបើសិនជាមានគាត់នៅទីនេះនោះពួកគេនឹងមិនចាំបាច់បារម្ភអ្វីទាំងអស់ហើយតាមពិតទៅមូលហេតុដែល Caroline លើកយករឿងមួយនេះមកនិយាយគឺដើម្បីជួយឲ្យ Sophia ឈប់មានការភ័យខ្លាចនោះឯងហើយមើលទៅនាងពិតជាមានការគិតគូរបានល្អខ្លាំងណាស់ស្រាប់តែពេលនោះក៏មានសត្វចចកពីរក្បាលចង់ធ្វើការវិប្រហារទៅលើពួកគេពីខាងក្រោយតែពួកវាក៏បានជាប់អន្ទាក់របស់អូរុនព្រោះគាត់បានដាក់អន្ទាក់មួយនេះដើម្បីចាត់ការពួក monster ដែលធ្វើការវិប្រហារពីខាងក្រោយនោះឯងព្រោះដោយសារតែពួកគេគ្មានពេលច្រើនចឹងគាត់មិនចង់ចំណាយពេលឥតប្រយោជន៍ដើម្បីប្រយុទ្ធជាមួយនឹងពួកវានោះឡើយមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់ជាន់ទី20ហើយពីមួយជាន់ទៅមួយជាន់អូរុនតែងតែចាំខ្លំមើលការប្រយុទ្ធរបស់ពួកគេជានិច្ចរួចក៏បានឃើញថា Logan គឺមិនចេះតែអួតនោះទេតែគាត់ពិតជាមានទេពកោសល្យធ្វើជាដៃ support ពិតមែនហើយបើសិនជាគាត់អាចជួយនៅក្នុងការប្រយុទ្ធបានយូរជាងនេះនោះគាត់នឹងអាចចូលទៅក្នុងក្រុម rank A បានយ៉ាងងាយតែចំណុចខ្សោយរបស់គាត់វិញគាត់គឺជាមេក្រុមតែគាត់ធ្វើការបញ្ជាទៅកាន់សមាជិកមិនបានល្អនោះទេហើយវាគឺជារឿងសំខាន់ខ្លាំងមែនទែនសម្រាប់ដៃ support ក៏ប៉ុន្តែគាត់នឹងអាចធ្វើបានល្អជាងនេះនៅពេលដែលគាត់ទទួលបានបទពិសោធន៍បន្ថែមទៀតជាមិនខានហើយសម្រាប់ Caroline វិញនាងមានបំលាស់ទីលឿនល្អណាស់តែនាងមានចំណុចខ្សោយពីរទី1គឺនៅពេលដែលនាងបានឃើញពួក monster នាងដឹងតែរត់សម្ដៅទៅរកពួកវាភ្លាមដោយគ្មានខ្វល់ពីអ្វីទាំងអស់ហើយចំណុចខ្សោយមួយទៀតគឺនាងប្រើប្រាស់កូនកំបិតពីរធ្វើជាអាវុធហើយទោះបីជាវាស័ក្តិសមជាមួយនឹងនាងក៏ដោយតែវាមិនអាចជួយអ្វីបានច្រើនទៅដល់ក្រុមនោះទេរីឯ Sophia វិញទោះបីជានាងមិនគួរឲ្យចាប់អារម្មណ៍ដោយពីអ្នកមុននឹងក៏ដោយតែថាមពលរបស់នាងគឺខ្លាំងជាងសមាជិកថ្មីឆ្ងាយណាស់ហើយនាងក៏មិនសូវមានចំណុចខ្វះខាតច្រើនដែរលុះបន្ទាប់ពីពួកគេបានចាត់ការ boss នៅជាន់ទី20រួចហើយពួកគេក៏បានបន្តដំណើរទៅកាន់ជាន់ទី21ដើម្បីចុះឈ្មោះជាមួយនឹង Crystal Teleport នៅទីនោះរួចពួកគេក៏បានផ្អាក mission ត្រឹមតែប៉ុណ្្នឹងសិនចាំថ្ងៃស្អែកពួកគេនឹងបន្តដំណើរទៅមុខទៀតរួច Selma ក៏បានសួរទៅកាន់អូរុនថាតើគាត់រីករាយជាមួយនឹងការងារមួយនេះដែរឬទេរួចអូរុនក៏បានតបទៅវិញថាដូចជាអ្វីដែលនាងបាននិយាយអញ្ចឹងព្រោះក្រុមទី10គឺសុទ្ធតែជាអ្នកដែលមានទេពកោសល្យតែពួកគេមិនទាន់ចេះធ្វើការងារជាក្រុមនោះទេជាពិសេសគឺជាដៃថែង Caroline នឹងហ្មងរួច Selma ក៏បានប្រាប់ទៅកាន់គាត់ថាបើប្រៀបធៀបជាមួយនឹងការពីលើកមុនវិញ Caroline គឺរីកចម្រើនជាងមុនឆ្ងាយណាស់រួចពួកគេក៏បានបំបែកផ្លូវគ្នាហើយក៏បានណាត់ជួបគ្នាម្ដងទៀតនៅថ្ងៃស្អែកផងដែរលុះស្អែកឡើងពលមានដែលក្រុម Hero ជ្រើសរើសដៃ support ថ្មីក៏បានចុះផ្សាយតាមកាសែតហើយវាមានន័យថារឿងដែលអូរុនត្រូវបានគេបណ្តេញចេញពីក្រុម Hero គឺត្រូវបានប្រកាសជាសាធារណៈ
ហើយបើសិនជាសមាជិកថ្មីបានអានកសែតមួយនេះនោះពួកគេនឹងផ្លាស់ប្ដូរគំនិតរបស់ពួកគេដែលមានចំពោះគាត់ជាមិនខានអញ្ចឹងដោយសារតែមិនអាចផ្លាស់ប្ដូរអ្វីបានអូរុនក៏បានបណ្ដោយតាមនឹងតែម្ដងរួចគាត់ក៏បានធ្វើដំណើរទៅកាន់ដុនចិនទៀតទៅតែនៅតាមផ្លូវគាត់ក៏បានជួបជាមួយនឹងមិត្តចាស់របស់គាត់ម្នាក់ដែលមានឈ្មោះថាលូណាហើយនាងក៏ជាសមាជិកនៅក្នុងក្រុមហេរ៉ូម្នាក់ដែរហើយទោះបីជាសមាជិកផ្សេងទៀតចាប់ផ្ដើមនាំគ្នាស្អប់គាត់ក៏ដោយតែលូណាគឺជាមនុស្សតែម្នាក់គត់ដែលតែងតែធ្វើល្អដាក់គាត់កន្លងមកហើយនៅថ្ងៃដែលគាត់ត្រូវបានគេបណ្តេញចេញពីក្រុមហេរ៉ូលូណាមិនបាននៅទីនោះទេព្រោះនាងបានត្រឡប់ទៅផ្ទះវិញដើម្បីធ្វើរឿងមួយចំនួនតែបើសិនជាលូណានៅទីនោះវិញនាងច្បាស់ជាធ្វើគ្រប់វិធីទាំងអស់ដើម្បីជួយគាត់ជាមិនខានរីឯមូលហេតុដែលលូណាមកជួបជាមួយនឹងគាត់នោះគឺដើម្បីសុំឲ្យគាត់ត្រឡប់ទៅកាន់ក្រុមហេរ៉ូវិញព្រោះពួកគេគឺពិតជាត្រូវការកម្លាំងរបស់គាត់ខ្លាំងណាស់តែអូរុនក៏បានសួរទៅកាន់នាងថាតើអ្នកផ្សេងទៀតចង់ឲ្យគាត់ត្រឡប់ទៅវិញដែរមែនព្រោះគាត់មិនអាចស្រមៃបានឡើយបន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយនៅលើកាសែតតែលូណាមិនទាន់បានអានកាសែតមួយនោះទេហើយវាគឺជាគំនិតរបស់នាងផ្ទាល់តែប៉ុណ្ណោះតែបើសិនជាគាត់ត្រឡប់ទៅវិញជាមួយនាងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឲ្យទទួលយកគាត់ចូលក្រុមវិញក៏ប៉ុន្តែគ្រប់យ៉ាងគឺបានយឺតពេលបាត់ទៅហើយព្រោះបន្ទាប់ពីរឿងមួយនោះបានផ្សាយជាសាធារណៈហើយនោះទោះបីជាគាត់ចង់ត្រឡប់ទៅវិញក៏ដោយក៏វាមិនអាចទៅរួចនោះដែរតែទោះបីជាបែបនេះក៏ដោយក៏លូណានៅតែចង់ឲ្យគាត់ត្រឡប់ទៅវិញដដែលនឹងព្រោះពួកគេធ្លាប់បានសន្យាថាពួកគេនឹងឃ្លាដុនចិនមួយនោះជាមួយគ្នារួចអូរុនក៏បានតបទៅវិញថាពួកគេទាំង3នាក់គឺបានបង្កើតការសន្យាមួយនោះតែ Oliver គឺជាអ្នកដែលបានបណ្ដេញគាត់ចេញពីក្រុមចឹងរឿងមួយនោះនឹងមិនអាចកើតឡើងបានទេរួចគាត់ក៏បានសុំទោសទៅកាន់លូណាហើយក៏បានដើរចេញពីទីនោះបាត់ទៅហើយពិតណាស់អូរុនចង់ឲ្យពួកគេទាំង3នាក់នៅតែដូចដើមហើយបំពេញការសន្យាមួយនោះជាមួយគ្នាក៏ប៉ុន្តែនៅពេលនេះគាត់មិនអាចត្រឡប់ថយក្រោយបានឡើយហើយក៏គ្មានកន្លែងសម្រាប់គាត់នៅទីនោះទៀតដែរលុះបន្ទាប់ពីអូរុនបានធ្វើដំណើរទៅដល់ច្រកចូលដនចិនហើយនោះក៏បានឃើញទាំងមុំម្នាក់បានផ្លាស់ប្ដូរទាំងស្រុងព្រោះដោយសារតែពួកគេបានអានកាសែតហើយក៏បានដឹងថាអូរុនមិនមែនចាកចេញពីក្រុមហេរ៉ូដោយខ្លួនឯងនោះទេតែគាត់ត្រូវបានគេបណ្តេញចេញដោយសារតែវេទមន្តសុផលរបស់គាត់កាចខ្លាំងពេករួចពួកគេក៏លែងមានទំនុកចិត្តទៅលើគាត់តទៅទៀតបន្តិចក្រោយមកសាម៉ាក៏បានមកដល់ទីនោះរួចនាងក៏បានសុំទោសទៅកាន់អូរុនព្រោះកាលពីម្សិលមិញនាងបានប្រើប្រាស់គាត់ដើម្បីលើកទឹកចិត្តទៅកាន់សមាជិកថ្មីហើយនាងមិនគិតថារឿងគ្រប់យ៉ាងទៅជាបែបនេះនោះទេតែអូរុនមិនបានបន្ទោសនាងឡើយរួចក៏បានប្រាប់ឲ្យនាងកុំមករំអំពីរឿងទាំងអស់នោះអីហើយបើសិនជានាងមិនអាចគ្រប់គ្រងខ្លួនឯងបានទេនោះការបង្រៀនរបស់ពួកគេនឹងបរាជ័យជាមិនខានរួចគាត់ក៏បានប្រាប់ទៅកាន់អ្នកផ្សេងទៀតឲ្យធ្វើបែបនោះដូចគ្នាហើយដោយសារតែអូរុនពិតជាបានចុះទៅដល់ជាន់ទី94ពិតមែនអញ្ចឹងទោះបីជាកាសែតនិយាយអំពីអ្វីក៏ដោយក៏ពួកគេនៅតែទុកចិត្តគាត់ដដែលនឹងបន្ទាប់មកអូរុនក៏បានទៅនិយាយជាមួយនឹងកូនក្រុមរបស់គាត់តាក់ទងទៅនឹងកាសែតដែលបានចុះផ្សាយនៅក្នុងថ្ងៃនេះហើយកូនក៏បានទទួលស្គាល់ផងដែរថាវេទមន្តសុផលរបស់គាត់គឺពិតជាខ្សោយពិតមែនហើយកូនមិនមែនជាហេរ៉ូដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេហើយកូនក៏បានសុំទោសដែលមិនបានប្រាប់ពួកគេអំពីរឿងទាំងអស់នេះតែសូហ្វៀមិនជឿនោះឡើយព្រោះកាលពីលើកមុនគាត់បានសម្លាប់ពូអុកជាច្រើនត្រឹមតែមួយផ្លេតតែប៉ុណ្ណោះអញ្ចឹងកូនច្បាស់ជាខ្លាំងជាមិនខានរួចអូរុនក៏បានអរគុណទៅកាន់សូហ្វៀដែលបានជឿជាក់មកលើគាត់ហើយកូនក៏បានសន្យាជាមួយនឹងពួកគេថាទោះបីជាគាត់មិនមែនជាហេរ៉ូតទៅទៀតក៏ដោយតែគាត់នឹងការពារពួកគេហើយនាំពួកគេចុះទៅដល់ជាន់ទី51ដោយសុវត្ថិភាពអញ្ចឹងពួកគេគ្រាន់តែធ្វើឲ្យបានល្អដោយការពីម្សិលមិញទៅបានហើយរួចសូហ្វៀនិង Caroline ក៏បានយល់ព្រមតែមើលទៅ Logan គឺមិនសូវទុកចិត្តទៅលើអូរុនប៉ុន្មាននោះទេរួចពួកគេក៏បានធ្វើការ teleport ចុះទៅកាន់ជាន់ទី21ដែលពួកគេបានចុះឈ្មោះកាលពីម្សិលមិញហើយគោលដៅរបស់ពួកគេនៅក្នុងថ្ងៃនេះគឺត្រូវចុះទៅដល់ជាន់ទី35មិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់ជាន់ទី31ហើយក៏បានជួបជាមួយនឹងពួក monster ជាច្រើននៅទីនោះរួចអូរុនក៏បានណែនាំឲ្យពួកគេចេះធ្វើការងារជាក្រុមដោយប្រាប់ឲ្យ Caroline ចូលទៅបង្វែងដានពួក Goblin ទាំងអស់នោះដើម្បីឲ្យ Sophia ចាត់ការអុកមួយដែលនៅខាងក្រោយ
មួយហើយកូនក៏បានប្រាប់ឲ្យ Logan ប្រើប្រាស់វេទមន្ត support ដើម្បី buff Caroline ផងដែររួច Logan ក៏បានប្រើប្រាស់វេទមន្ត support 3ក្នុងពេលតែមួយរួចក៏បានធ្វើឲ្យ Caroline អាចចាត់ការពួក Goblin ទាំងអស់នោះបានយ៉ាងងាយតែសម្រាប់ Sophia វិញដោយសារតែការពីលើកមុននាងត្រូវបានពួក Orc ធ្វើការវាយប្រហារអញ្ចឹងនាងនៅតែមានការភ័យខ្លាចដដែលនឹងហើយនាងមិនអាចប្រើប្រាស់វេទមន្តបានទេពេលឃើញបែបនេះ Oron ក៏បានប្រើប្រាស់វេទមន្ត debuff ដាក់ទៅលើ Orc ដើម្បីឲ្យវាដើរយឺតជាងមុនគ្រាន់តែបានឃើញភ្លាមធ្វើឲ្យ Logan មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវេទមន្ត debuff គឺពិបាកប្រើប្រាស់ខ្លាំងណាស់រួច Oron ក៏បានប្រាប់ទៅកាន់ Sophia ថាកុំឲ្យខ្លាចអីព្រោះនាងមិននៅតែម្នាក់ឯងនោះទេគឺនាងមានមិត្តរួមក្រុមព្រមទាំងគាត់នៅជាមួយចឹងនាងគ្រាន់តែធ្វើចិត្តឲ្យស្ងប់ហើយប្រើប្រាស់វេទមន្តឲ្យអស់ពីសមត្ថភាពទៅបានហើយរួច Sophia ក៏បានធ្វើតាមហើយនាងក៏អាចយកឈ្នះការភ័យខ្លាចរបស់នាងរួចក៏អាចសម្លាប់អុកមួយនោះបានយ៉ាងងាយហើយក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវេទមន្តភ្លើងដែលនាងបានប្រើប្រាស់មុនហ្នឹងគឺជាវេទមន្តកម្រិតខ្ពស់រួចពួកគេក៏បានសរសើរទៅកាន់នាងគ្រប់គ្នាលុះបន្ទាប់ពីពួកគេបានចុះទៅដល់ជាន់ទី35ពួកគេក៏បានប៉ះគ្នាជាមួយនឹងពីងពីងយក្សរួច Logan ក៏បានគិតនៅក្នុងចិត្តថាសមត្ថភាពរបស់ពួកគេនៅពេលនេះគឺមិនអាចយកឈ្នះពីងពីងយក្សបានទេតែ Oron ក៏បានណែនាំទៅកាន់គាត់ឲ្យប្រើប្រាស់វេទមន្តបង្កើនល្បឿននិងភាពធន់ support ទៅឲ្យ Caroline ហើយនឹង spell បង្កើនវេទមន្ត support ទៅឲ្យ Sophia តែ Logan មិនទាន់ចាប់ផ្ដើមផងក៏ស្រាប់តែ Caroline បានរត់ចូលទៅមុនបាត់ទៅហើយរួច Logan ក៏ចង់ទៅតាមតែក៏ត្រូវបាន Oron ហាមឃាត់ព្រោះបើសិនជាគាត់ទៅខាងមុខគាត់នឹងមិនអាចជួយអ្វីបានទេព្រោះតួនាទីរបស់ដៃ support គឺនៅខាងក្រោយដើម្បី support ទៅដល់ក្រុមតែប៉ុណ្ណោះរួច Oron ក៏បានស្រែកប្រាប់ទៅកាន់ Caroline ឲ្យលោតកាប់ខ្នងរបស់ពីងពីងយក្សហើយឲ្យគេចចេញពីការវាយប្រហាររបស់វាដោយប្រុងប្រយ័ត្នព្រោះពីងពីងយក្សមួយនេះគឺមានពឹសសាហាវខ្លាំងណាស់អញ្ចឹងឆ្លៀតពេលដែល Caroline កំពុងតែបង្វែងដានពីងពីងយក្សមួយនោះ Oron ក៏បានប្រាប់ឲ្យ Sophia ប្រើប្រាស់វេទមន្តធ្វើការវាយប្រហារពីងពីងយក្សតែម្ដងរួច Sophia ក៏បានប្រើប្រាស់វេទមន្តខ្យល់កាត់ផ្ដាច់ជើងរបស់ពីងពីងយក្សអស់4តែវាមិនទាន់ចំនោះទេរួច Oron ក៏បានប្រាប់ឲ្យ Logan ប្រើប្រាស់វេទមន្តបង្កើនកម្លាំងនិង technique support ទៅឲ្យ Caroline ម្ដងទៀតគ្រាន់តែប្រាប់ហើយភ្លាមក៏ស្រាប់តែពីងពីងយក្សបានបាញ់សំណាញ់ទៅរុំ Caroline តែម្ដងរួច Oron ក៏បានប្រាប់ឲ្យ Caroline ព្យាយាមកាត់សំណាញ់ពីងពីងនោះទៅព្រោះនាងខ្លាំងគ្រប់គ្រាន់អាចកាត់ផ្ដាច់វាបានហើយពេលឃើញបែបនេះ Logan ក៏បានគិតថា Oron ច្បាស់ជាបានដឹងមុនថារឿងមួយនេះនឹងកើតឡើងជាមិនខានទើបបានជា Oron បញ្ជាឲ្យកនប្រើប្រាស់វេទមន្ត support ទៅឲ្យ Caroline មុនបែបនេះរួច Oron ក៏បានប្រាប់ឲ្យ Sophia ត្រៀមប្រើប្រាស់វេទមន្តថ្មធ្វើការវាយប្រហារទៅកាន់ពីងពីងយក្សហើយក៏បានប្រាប់ឲ្យ Logan ប្រើប្រាស់ spell បង្កើនវេទមន្តទៅឲ្យ Sophia ម្ដងទៀតផងដែរព្រោះ spell មុននឹងគឺចិត្តអស់ម៉ោងហើយក៏ប៉ុន្តែនៅពេលនោះ Caroline មិនអាចកាត់ផ្ដាច់សំណាញ់ពីងពីងបានទេហើយដោយសារតែ Logan អាចប្រើប្រាស់ spell ម្ដងបានតែ3អញ្ចឹង Oron ក៏បានសម្រេចចិត្តលូកដៃជួយពួកគេតែម្ដងដោយគាត់បានប្រើប្រាស់ spell បង្កើនការមុតស្រួចដាក់ទៅលើកូនកំបិតរបស់ Caroline រួចនាងក៏អាចកាត់ផ្ដាច់សំណាញ់ពីងពីងមួយនោះបានយ៉ាងងាយរួច Sophia ក៏បានប្រើប្រាស់វេទមន្តថ្មសម្រាប់ពីងពីងយក្សមួយនោះចោលទៅបន្ទាប់មក Oron ក៏បានសរសើរទៅកាន់ Logan ថាពួកគេអាចយកឈ្នះពីងពីងយក្សមួយនេះបានគឺដោយសារតែវេទមន្ត support របស់គាត់រួច Logan ក៏បានអរគុណទៅកាន់ Oron ផងដែរអញ្ចឹងបន្ទាប់ពីពួកគេបានសម្រេចគោលដៅនៅជាន់ទី35ហើយនោះពួកគេក៏បានធ្វើដំណើរត្រឡប់ទៅវិញតែម្ដងពេលចេញមកដល់ខាងក្រៅ Sama ក៏បានសរសើរទៅកាន់គ្រប់គ្នាថាពួកគេពិតជាធ្វើបានល្អណាស់នៅថ្ងៃនេះហើយថ្ងៃស្អែកគឺជាថ្ងៃចុងក្រោយអញ្ចឹងពួកគេត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ហើយត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកទាំងអស់គ្នានៅពេលនោះដៃថាងទាំងពីរនាក់ក៏បានមកបបួល Oron ទៅញ៉ាំអីជាមួយគ្នាហើយមើលទៅពួកគេទាំងពីរគឺមិនបានខ្វល់ខ្វាយទៅលើរឿងដែលបានចុះផ្សាយនៅក្នុងកាសែតនោះទេរួច Oron ក៏យកព្រមទៅរីឯក្រុមទី10ឯណេះវិញ Logan ក៏បានសួរទៅកាន់ Sophia ថានាងធ្លាប់បាននិយាយថា Oron បានជួយជីវិតនាងត្រូវអត់រួច Sophia ក៏បានតបទៅវិញថាពិតមែនហើយគាត់បានជួយនាងកាលពី3ថ្ងៃមុននៅក្នុង Dungeon មួយដែលទៅតែបានរកឃើញថ្មីរួច Logan ក៏បានសុំឲ្យនាងរៀបរាប់ប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងថាតើ Oron បានប្រើប្រាស់វេទមន្តអ្វីខ្លះហើយតើកនប្រយុទ្ធដោយរបៀបណារួច Sophia ក៏បានតបថាមុនដំបូង Oron
រុនបានប្រើប្រាស់វេទមន្តខ្យល់ដ៏ខ្លាំងមួយហើយកនក៏បានប្រើប្រាស់វេទមន្ត support បង្កើនភាពមុតស្រួចដាក់ទៅលើដាវរបស់គាត់ផងដែរពេលឮបែបនេះ Caroline ក៏បាននិយាយកាត់ថាអូរុនក៏បានប្រើប្រាស់វេទមន្តមួយនោះនៅថ្ងៃនេះដាក់ទៅលើកូនកំបិតរបស់នាងដូចគ្នាទើបបានជានាងអាចកាត់ផ្ដាច់សំណាញ់ពីងពាងនោះបានរួច Logan ក៏បានសួរបន្តទៀតថាតើអូរុនបានប្រើប្រាស់ដាវនៅពេលដែលគាត់ជួយនាងមែនរួច Sophia ក៏បានឆ្លើយថាពិតមែនហើយកនបានសម្លាប់ពួកអុកទាំងអស់នោះបានយ៉ាងងាយអញ្ចឹងមានន័យថាអូរុនមិនត្រឹមតែអាចប្រយុទ្ធដោយប្រើប្រាស់វេទមន្តប៉ុណ្ណោះទេតែកនក៏អាចប្រើប្រាស់គុណដាវបានដូចគ្នារួច Sophia ក៏បាននិយាយទៀតថាបន្ទាប់ពីអូរុនបានចាក់ចេញពីក្រុម Hero គាត់ក៏បានផ្លាស់ប្ដូរជំនាញពីដៃ support ទៅជាអ្នកគុណដាវតែម្ដងគ្រាន់តែបានឮភ្លាមធ្វើឲ្យ Logan មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនៅថ្ងៃនេះអូរុនបានដើរតួជាដៃ support បានល្អខ្លាំងណាស់ហើយកាលពីព្រឹកមិញគាត់បានយល់ច្រឡំទៅលើអូរុននៅពេលដែលបានដឹងថាអូរុនត្រូវបានគេបណ្តេញចេញពីក្រុម Hero ហើយក៏បានធ្វើឲ្យគាត់មានការខកចិត្តនិងខឹងជាខ្លាំងក៏ប៉ុន្តែនៅពេលដែលប្រយុទ្ធគ្នាជាមួយនឹងពួកអូកទាំងអស់នោះអូរុនបានលួចប្រើប្រាស់ spell debuff ដាក់ទៅលើសត្រូវហើយ spell ប្រភេទនេះគឺពិបាកគ្រប់គ្រងខ្លាំងណាស់សូម្បីតែ Selma ក៏កម្រប្រើប្រាស់វាដែរតែអូរុនបែរជាអាចប្រើប្រាស់វាបានយ៉ាងងាយហើយនៅពេលដែលពួកគេប្រយុទ្ធជាមួយនឹងពីងពាងយក្សវិញវាគឺជាការប្រយុទ្ធលើកដំបូងដែលគាត់បានដឹងអំពីសារៈសំខាន់នៃការធ្វើការងារជាក្រុមអញ្ចឹងបើសិនជាដៃថាងព្យាយាមបង្វែងដានសត្រូវនោះអ្នកវាយប្រហារនិងអ្នក support អាចផ្ដោតទៅលើជំហានបន្ទាប់ហើយវាគឺជាវិធីសាស្ត្រដ៏ល្អបំផុតនៅក្នុងការប្រយុទ្ធលើសពីនេះទៀតនោះអូរុនថែមទាំងបានដឹងអំពីពេលវេលាដែលវេទមន្ត support អស់ម៉ោងហើយកនថែមទាំងបានទីដឹងមុនអំពីការវាយប្រហារចុងក្រោយរបស់ពីងពាងយក្សគឺកនបានដឹងអំពីស្ថានភាពហើយផ្ដល់ការបញ្ជាត្រូវតាមពេលវេលាទៀតផងតែហេតុអ្វីបានជាដៃ support ដ៏ល្អដោយគាត់បែរជាផ្លាស់ប្ដូរជំនាញទៅធ្វើជាអ្នកគុណដាវបែបនេះរួច Caroline ក៏បានសួរទៅកាន់ Sophia ថាតើក្បាច់គុណដាវរបស់គាត់ខ្លាំងដែរឬទេហើយដូចជាអ្វីដែល Sophia បាននិយាយកាលពីព្រឹកមិញអញ្ចឹងថាអូរុនបានសម្លាប់ពួកអុកជាច្រើនត្រឹមតែមួយផ្លេតតែប៉ុណ្ណោះរួចពួកគេទាំង3នាក់ក៏បានបដិញ្ញាចិត្តថាពួកគេនឹងខំប្រឹងឲ្យខ្លាំងដោយអូរុនឲ្យតទៅបានកាន់មកខាងអូរុនឯណែវិញប្រូសោះខៀវក៏បានប្រាប់ឲ្យអូរុនចង់កំងអីកំងទៅទុកឲ្យពួកគេជាអ្នកប៉ាវរួចប្រូសោះលឿងក៏បាននិយាយថាអូរុនធ្លាប់ជាសមាជិកនៅក្នុងក្រុម Hero អញ្ចឹងកនច្បាស់ជាធ្លាប់បានធ្វើពិធីជប់លៀងច្រើនដងជាមិនខានតែអូរុនក៏បានតបទៅវិញថាគាត់មិនធ្លាប់បានធ្វើនោះទេព្រោះកនរវល់ការងារច្រើនចឹងកនមិនសូវមានពេលសប្បាយប៉ុន្មាននោះឡើយពេលដែលបានដឹងរឿងនេះភ្លាមពួកគេទាំងពីរក៏បានសម្ដែងការមិនពេញចិត្តទៅលើក្រុម Hero មិនគួរណាក្រុម Hero ចុះផ្សាយរឿងទាំងអស់នោះទៅក្នុងកាសែតបែបនេះសោះរួចពួកគេក៏បាននិយាយលើកទឹកចិត្តទៅកាន់អូរុនហើយក៏បានប្រាប់ឲ្យគាត់បំភ្លេចរឿងទាំងអស់នោះចោលទៅរួចអូរុនក៏បានអរគុណទៅកាន់ពួកគេផងដែរបន្ទាប់មកពួកគេក៏បានសួរទៅកាន់អូរុនថាអូរុនធ្លាប់ជាដៃ support នៅក្នុងក្រុម Hero តែហេតុអ្វីបានជានៅពេលដែលពួកគេជួបគ្នាលើកដំបូងគាត់បានប្រាប់មកកាន់ពួកគេថាកនគឺជាអ្នកគុណដាវបែបនេះរួចអូរុនក៏បានឆ្លើយថាគឺដោយសារតែកនបានផ្លាស់ប្ដូរជំនាញបន្ទាប់ពីកនចាកចេញពីក្រុម Hero ព្រោះកនមានក្តីស្រមៃចង់ធ្វើជាអ្នកគុណដាវតាំងតែពីគាត់នៅក្មេងមកម្លេះរួចពួកគេក៏បានសួរទៅកាន់គាត់ទៀតថាតើម៉ាក់ប៉ារបស់គាត់គឺជាអ្នកគុណដាវមែនទើបបានជាកនចង់ធ្វើជាអ្នកគុណដាវបែបនេះតែអូរុនក៏បានតបទៅវិញថាមិនមែនជាម៉ាក់ប៉ារបស់គាត់ទេតែគឺជាលោកតារបស់គាត់ព្រោះលោកតារបស់គាត់គឺជាអតីតអ្នកផ្សងព្រេងហើយនៅថ្ងៃដែលមាន monster ដ៏ធំមួយបានបង្ហាញខ្លួននៅក្នុងភូមិលោកតារបស់គាត់បានសម្លាប់វាត្រឹមតែមួយដាវតែប៉ុណ្ណោះរួចគាត់ក៏មានក្តីស្រមៃចង់ក្លាយទៅជាអ្នកគុណដាវចាប់តាំងពីពេលនោះមករួចពួកគេក៏បានសួរទៅកាន់គាត់ទៀតថាបើសិនជាគាត់ចង់ធ្វើជាអ្នកគុណដាវខ្លាំងម្លឹងហើយអ្វីបានជាគាត់ទៅធ្វើជាដៃ support នៅក្នុងក្រុម Hero បែបនេះរួចអូរុនក៏បានប្រាប់ទៅកាន់ពួកគេថាដំបូងឡើយគាត់គឺជាអ្នកគុណដាវនៅក្នុងក្រុម Hero ទេតែនៅពេលដែលពួកគេចូលទៅក្នុងដនចិនកាន់តែជ្រៅទៅល្បឿនផុសពួកគេក៏ចាប់ផ្ដើមធ្លាក់ចុះយឺតជាងមុនព្រោះពីមួយជាន់ទៅមួយជាន់ពួក monster គឺកាន់តែខ្លាំងទៅក៏ប៉ុន្តែក្រោយមក Selma ក៏បានបង្រៀនអំពីការបែងចែកតួនាទីនៅក្នុងក្រុមអ្នកផ្សងព្រេងហើយដោយសារតែក្រុមរបស់ពួកគេមិនមានដៃ support ពួកគេក៏បានជ្រើសរើសយកអូរុនឲ្យធ្វើជាដៃ support តែម្ដងព្រោះ
គាត់គឺជាមនុស្សម្នាក់ដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយសារតែបែបនេះហើយទើបបានជាក្រុម Hero អាចចុះទៅដល់ជាន់ទី94បានមុនគេបែបនេះតែអូរ៉ុនមិនបានគិតថាវាគឺជាវិធីល្អនោះទេព្រោះទោះបីជាគាត់បានផ្លាស់ប្ដូរជំនាញក៏ដោយក៏ពួកគេមិនគួរចូលទៅក្នុង Dungeon លឿនខ្លាំងពេកនោះដែរគឺពួកគេគួរតែចូលទៅក្នុង Dungeon យឺតៗមួយៗដើម្បីឲ្យពួកគេខ្លាំងជាងមុនព្រោះថានៅពេលនេះអូរ៉ុនបានដឹងយ៉ាងច្បាស់ថាបន្ទាប់ពីគាត់បានចាកចេញពីក្រុម Hero ហើយនោះក្រុម Hero នឹងគ្មានថ្ងៃចូលទៅក្នុង Dungeon លើសពីជាន់ទី94បានជាដាច់ខាតតែគាត់មិនបានប្រាប់រឿងទាំងអស់នេះទៅកាន់ដៃថែងទាំងពីរនាក់នោះទេគឺបានត្រឹមតែគិតនៅក្នុងចិត្តតែប៉ុណ្ណោះរួចប្រូសក់លឿងក៏បានសួរទៅកាន់អូរ៉ុនថាតើគាត់ចង់ក្លាយទៅជាអ្នកគុនដាវឡើងទៅដល់កម្រិតណាដែររួចអូរ៉ុនក៏បានឆ្លើយថាគាត់ចង់ក្លាយទៅជាអ្នកគុនដាវដ៏អស្ចារ្យម្នាក់ដែលអាចចូលទៅក្នុង Dungeon ចន់ជ្រៅជាងគេបង្អស់តែម្នាក់ឯងរួចពួកគេក៏បាននិយាយលើកទឹកចិត្តទៅកាន់គាត់ថាគាត់ប្រកាសជាអាចធ្វើវាបានជាមិនខានអញ្ចឹងយើងកាត់ទៅខាង Caroline ជាមួយនឹង Sophia ណែបន្តិចនៅពេលដែលពួកគេទាំងពីរកំពុងតែងូតទឹកជាមួយគ្នាពួកគេក៏បានពិភាក្សាគ្នាអំពីថ្ងៃស្អែកដែលត្រូវជាថ្ងៃចុងក្រោយនៃការរុករកនៅក្នុង Dungeon អញ្ចឹងមានន័យថាវាក៏ជាថ្ងៃចុងក្រោយដែលពួកគេបានជួបជាមួយនឹងអូរ៉ុនដូចគ្នាហើយពួកគេនឹងលេងបានជួបគាត់ទៀតនៅថ្ងៃបន្តជាមិនខានរួច Caroline ក៏បានប្រាប់ឲ្យ Sophia ទៅបបួលអូរ៉ុនឲ្យចូលហ្គាទន្សាយប្រាក់តែម្ដងព្រោះបើសិនជានាងសុំគាត់នោះគាត់ប្រហែលជាអាចយកព្រមក៏ថាបានដែរហើយនៅពេលដែលបានឃើញវាគឺជាគំនិតល្អបែបនេះ Sophia ក៏ចង់សាកល្បងសុំគាត់នៅថ្ងៃស្អែកនេះតែម្ដងលុះស្អែកឡើងថ្ងៃចុងក្រោយក៏បានមកដល់ហើយគ្រាន់តែអូរ៉ុនធ្វើដំណើរមកដល់ Dungeon ភ្លាមក្រុមទី10ក៏បានស្វាគមន៍គាត់ដោយស្នាមញញឹមរួច Caroline ក៏បានស្នើសុំអូរ៉ុនថាបើសិនជាពួកគេធ្វើ mission នៅថ្ងៃនេះទទួលបានជោគជ័យគឺនាងចង់សុំរង្វាន់មួយពីគាត់ហើយសូម្បីតែ Sophia ក៏ចង់បានរង្វាន់ពីគាត់ដូចគ្នាហើយនៅពេលដែល Sophia ចង់និយាយទៅហើយនោះក៏ស្រាប់តែ Sama បានហៅអូរ៉ុនឲ្យទៅកន្លែងរបស់នាងហើយខណៈពេលដែលអូរ៉ុនកំពុងតែដើរទៅក៏បានស្ដាប់ឮកូនសិស្សកំពុងតែនិយាយគ្នាថានៅថ្ងៃនេះក្រុម Hero និងដៃ support ថ្មីរបស់ពួកគេគឺនឹងនាំគ្នាចូលទៅក្នុង Dungeon ជាន់ទី92ព្រោះពួកគេចង់ធ្វើតេស្តទៅលើសមត្ថភាពដៃ support ថ្មីថាតើនាងអាចធ្វើការងារជាក្រុមជាមួយនឹងពួកគេបានល្អកម្រិតណារួចអូរ៉ុនក៏បានគិតនៅក្នុងចិត្តថាបើសិនជាពួកគេចង់ធ្វើតេស្តទៅលើសមត្ថភាពដៃ support ថ្មីពួកគេគួរតែចូលទៅក្នុង Dungeon ជាន់តិចជាងនេះតែហេតុអ្វីបានជាពួកគេចូលជ្រៅខ្លាំងម្ល៉េះហើយដោយសារតែវាមិនមែនជាបញ្ហារបស់គាត់ក៏ឈប់ខ្វល់ខ្វាយទៀតទៅរីឯនៅខាងក្រុម Hero ឯណែវិញបន្ទាប់ពីពួកគេបានចុះទៅដល់ជាន់ទី92ហើយនោះ Oliver ក៏បានប្រាប់ទៅកាន់គ្រប់គ្នាថានេះគឺជាដំណើរផ្សងព្រេងលើកដំបូងជាមួយនឹងសមាជិកថ្មីហើយពួកគេនឹង clear Dungeon មួយនេះឲ្យដល់ជាន់ទី100ឲ្យតតែបានតែមើលទៅ Luna គឺមិនសូវជាសប្បាយចិត្តប៉ុន្មាននោះឡើយព្រោះកាលពី2ថ្ងៃមុនក្រុម Hero បានរៀបចំពិធីជប់លៀងដើម្បីស្វាគមន៍ដៃ support ថ្មីហើយនាងមានឈ្មោះថា Philly ដោយ Philly នាងគឺជាអ្នកផ្សងព្រេងដ៏ជំនាញម្នាក់ដែលបានចុះទៅដល់ជាន់ទី100នៅក្នុង Dungeon ភាគខាងលិចហើយនាងក៏បានអរគុណពួកគេដែលបានរៀបចំពិធីជប់លៀងដើម្បីស្វាគមន៍នាងផងដែររួច Derek ក៏បានតបថាអូរ៉ុនបានទៅបាត់ហើយអញ្ចឹងពួកគេត្រូវតែរៀបចំពិធីជប់លៀងហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញមានលុយជាច្រើននៅក្នុងកង់ដែលអូរ៉ុនបានគ្រប់គ្រងកន្លងមកតែ Oliver ក៏បានប្រាប់ឲ្យពួកគេឈប់និយាយអំពីអូរ៉ុនទៀតទៅព្រោះថ្ងៃនេះគឺជាពិធីជប់លៀងស្វាគមន៍ Philly ចឹងពួកគេត្រូវតែសប្បាយឲ្យអស់ដៃម្ដងស្រាប់តែពេលនោះ Luna ក៏បានធ្វើដំណើរមកដល់ហើយនាងមានរឿងដ៏សំខាន់មួយចង់ពិភាក្សាជាមួយនឹងពួកគេតែនាងក៏មានការស្ទាក់ស្ទើរនៅពេលដែលបានឃើញ Philly នៅទីនោះព្រោះនាងមិនបានដឹងថា Philly គឺជាសមាជិកថ្មីនោះទេតែ Oliver ក៏បានប្រាប់ឲ្យនាងនិយាយមករួច Luna ក៏បានប្រាប់ទៅកាន់ពួកគេថាអូរ៉ុនបានធ្វើដំណើរទៅកាន់ Dungeon ជាមួយនឹងហ្គាទន្សាយប្រាក់ហើយនាងក៏បានសួរទៅកាន់ពួកគេថាតើហេតុអ្វីបានជាមានរឿងមួយនេះកើតឡើងរួចក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានដឹងរឿងនេះព្រោះត្រឹមតែ3ថ្ងៃសោះមនុស្សកាកាដូចអូរ៉ុនបែរជាបានចូលរួមជាមួយនឹងហ្គាទន្សាយប្រាក់បែបនេះហើយនៅពេលដែលបានលើពួកគេនិយាយអញ្ចឹង Luna ក៏បានសួរបញ្ជាក់ទៅកាន់ពួកគេថាតើមានរឿងអ្វីកើតឡើងនៅពេលដែលនាងមិននៅទីនេះរួច Annalie ក៏បានប្រាប់ទៅកាន់នាងថាអូរ៉ុន
រុនបានចាត់ចេញពីក្រុមតាំងពី3ថ្ងៃមុនមកម្លេះរួចក៏បានធ្វើឲ្យ Luna មានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងមានន័យថានៅទីបំផុតអូរុនបានបោះបង់ពួកគេចោលហើយតែ Derek ក៏បានតបទៅវិញថាអូរុនមិនបានបោះបង់ពួកគេចោលទេគឺពួកគេទៅវិញទេគឺជាអ្នកដែលបានបណ្ដេញអូរុនចេញពីក្រុមមួយនេះរួច Luna ក៏បានសួរបញ្ជាក់ទៅកាន់ Oliver រួច Oliver ក៏បានតបថាពិតមែនហើយកូនក៏បានណែនាំ Philly ដែលត្រូវជាដៃ support ថ្មីទៅកាន់ Luna ផងដែរតែ Luna មិនបានខ្វល់ជាមួយនឹង Philly នោះទេរួចនាងក៏បាននិយាយថានាងបានប្រាប់ទៅកាន់ពួកគេច្បាស់ហើយថានាងប្រឆាំងដាច់ខាតគឺមិនឲ្យនរណាម្នាក់មកជំនួសកន្លែងអូរុនជាដាច់ខាតតែ Oliver ក៏បានតបទៅវិញថានាងបាននឹងហើយថាអូរុនមិនខ្លាំងគ្រប់គ្រាន់សម្រាប់ក្រុមរបស់ពួកគេនោះឡើយតែ Luna មិនបានគិតអញ្ចឹងនោះទេគឺនាងគិតថាអូរុនគឺជាចំណុចស្នូលនៅក្នុងក្រុម Hero មួយនេះហើយពួកគេបានចុះទៅដល់ជាន់ទី94នៅក្នុង Dungeon ភាគខាងត្បូងក៏ដោយសារតែអូរុនដូចគ្នាហើយពួកគេនឹងមិនអាចចូលបានជ្រៅជាងនេះដោយគ្មានអូរុនជាដាច់ខាតតែ Annalie ក៏បានចំទាស់ភ្លាមព្រោះនាងគិតថាអូរុនគ្មានអ្វីអស្ចារ្យនោះឡើយហើយទោះបីជា Luna ព្យាយាមត្អូញត្អែយ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរព្រោះគ្រប់យ៉ាងគឺបានយឺតពេលបាត់ទៅហើយដោយសារតែគ្រប់គ្នាបានមកជួបជុំគ្នាអស់ហើយនោះ Oliver ក៏បានរៀបចំផែនការមួយព្រោះវាគឺជាលើកដំបូងដែល Philly ធ្វើការងារជាមួយនឹងពួកគេអញ្ចឹងនៅពីថ្ងៃក្រោយពួកគេនឹងចូលទៅក្នុង Dungeon ជាន់ទី92ដើម្បីធ្វើតេស្តទៅលើសមត្ថភាពរបស់ Philly ហើយបើសិនជាគ្រប់យ៉ាងដំណើរការបានល្អពួកគេនឹងបន្តដំណើរទៅកាន់ Dungeon ជាន់ទី94តែម្ដងតែ Luna ក៏បានប្រឆាំងភ្លាមព្រោះនាងមិនចង់ស្លាប់ជាមួយនឹងពួកគេនោះទេទោះបីជា Philly គឺជាដៃ support ដ៏មានជំនាញម្នាក់ក៏ដោយក៏ពួកគេគួរតែរៀនធ្វើការងារជាមួយគ្នានៅក្នុងជាន់តិចជាងនេះព្រោះ boss នៅជាន់ទី92គឺជាសត្វនាគខ្មៅហើយការពីលើកមុនពួកគេស្ទើរតែមិនអាចយកឈ្នះទៅលើវាបានឡើយតែពួកគេក៏បានតបទៅវិញថាមូលហេតុដែលពួកគេស្ទើរតែមិនអាចយកឈ្នះវាបាននោះគឺដោយសារតែមានមនុស្សកាដូចអូរុននៅជាមួយអញ្ចឹងនៅពេលដែលគ្មានគាត់ទៅដៃទៅជើងទៀតបែបនេះគ្រប់យ៉ាងនឹងងាយស្រួលសម្រាប់ពួកគេជាមិនខានតែ Luna មិនចង់ឲ្យពួកគេនៅតែយកច្រឡំតទៅទៀតនោះទេព្រោះសត្វនាគខ្មៅគឺមានថាមពលខ្លាំងជាងពួកគេឆ្ងាយណាស់តែ Oliver ក៏បាននិយាយកាត់ថាគោលដៅរបស់ពួកគេគឺគ្រាន់តែចង់ឃើញអំពីរបៀបធ្វើការងារជាក្រុមតែប៉ុណ្ណោះអញ្ចឹងពួកគេនឹងមិនទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅនោះឡើយហើយទោះបីជា Luna ព្យាយាមប្រាប់ឲ្យ Oliver គិតឡើងវិញយ៉ាងណាក៏ដោយក៏ Oliver មិនខ្វល់នោះទេព្រោះគ្រប់យ៉ាងគឺបានសម្រេចចិត្តហើយ Luna ក៏មិនអាចប្រឆាំងបានដែរត្រឡប់មកពេលបច្ចុប្បន្នវិញនៅពេលដែលក្រុម Hero កំពុងតែនៅជាន់ទី92ពួកគេក៏បានប៉ះគ្នាជាមួយនឹងសត្វដំរីមួយក្បាលតែមើលទៅការវាយប្រហាររបស់ Oliver គឺមិនអាចបង្ករបួសទៅឲ្យសត្វដំរីបានទេហើយនៅពេលដែល buff របស់គាត់អស់ម៉ោងម្ដងគឺបានធ្វើឲ្យរាងកាយរបស់គាត់ទាំងមូលទទួលរងបន្ទុកយ៉ាងធ្ងន់រួចគាត់ក៏បានសួរទៅកាន់ Philly ថាហេតុអ្វីបានជាវេទមន្ត support របស់នាងឆាប់អស់ម៉ោងលឿនម្ល៉េះរួច Philly ក៏បានតបទៅវិញថាគឺដោយសារតែនាងមិនទាន់បានយល់ច្បាស់អំពីការប្រយុទ្ធរបស់ពួកគេនោះទេរួចក៏បានធ្វើឲ្យ Oliver មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថានាងត្រូវចំណាយពេលយូរបែបនេះនោះឡើយព្រោះសម្រាប់អូរុនវិញគឺគាត់អាចយល់អំពីអ្វីៗគ្រប់យ៉ាងត្រឹមតែរយៈពេល1ម៉ោងតែប៉ុណ្ណោះស្រាប់តែពេលនោះសត្វដំរីក៏បានធ្វើការវាយប្រហារទៅកាន់ Derek ហើយវាក៏បានឡងប៊ីត្រូវ Annalie ផងដែររួចក៏បានធ្វើឲ្យនាងខឹង Derek ជាខ្លាំងហើយ Derek ក៏មិនយល់ដូចគ្នាព្រោះការពីលើកមុនគាត់អាចរងការវាយប្រហារបែបនេះបានយ៉ាងងាយរួច Annalie ក៏បានប្រើប្រាស់វេទមន្តភ្លើងធ្វើការវាយបកទៅកាន់សត្វដំរីវិញតែមិនបានធ្វើឲ្យសត្វដំរីរសើបសំបីតែបន្តិចនោះឡើយរួច Oliver ក៏បានប្រាប់ទៅកាន់នាងថាឈប់លេងសើចទៀតទៅតែ Annalie ក៏បានតបទៅវិញថានាងមិនបានលេងសើចនោះទេគឺនាងកំពុងតែធ្វើដូចរាល់ដងហើយតែនាងមិនដឹងថាហេតុអ្វីបានជាការវាយប្រហាររបស់នាងការបែបនេះនោះទេពេលឮបែបនេះ Oliver ក៏បានប្រាប់ឲ្យ Philly ប្រើប្រាស់វេទមន្ត support ទៅឲ្យ Annalie បន្ថែមទៀតហើយទោះបីជា Philly បានធ្វើតាមក៏ដោយក៏ការវាយប្រហាររបស់ Annalie នៅតែកាកដដែលនឹងរួចក៏បានធ្វើឲ្យ Oliver ចាប់ផ្ដើមគាំងនិយាយអ្វីមិនចេញនោះឡើយព្រោះវេទមន្ត support របស់ Philly គួរតែខ្លាំងជាងវេទមន្ត support របស់ Oron តែហេតុអ្វីបានជាគ្រប់យ៉ាងទៅជាបែបនេះទៅវិញរួចកុនក៏បានប្រាប់ទៅកាន់ Philly ថាឲ្យពិនិត្យមើលការវាយប្រហារបន្ទាប់របស់សត្រូវដើម្បីដាស់តឿនពួកគេតែ Philly មិនអាចធ្វើបាននោះឡើយរួចក៏បានធ្វើឲ្យ Oliver ខឹងជាខ្លាំងព្រោះវាគឺជាការងាររបស់ដៃ support ក្នុងការពិនិត្យមើលអ្វីៗគ្រប់យ៉ាង
ហើយយល់ដឹងអំពីដំណើរការនៅក្នុងការប្រយុទ្ធតែ Philly ក៏បានសុំទោសទៅកាន់គាត់ព្រោះអ្វីដែលនាងអាចធ្វើបាននៅពេលនេះគឺបានត្រឹមតែប្រើប្រាស់វេទមន្ត support តែប៉ុណ្ណោះរួច Annalie ក៏បានថាឲ្យនាងគឺជាមនុស្សគ្មានបានការនោះឡើយហើយ Oliver មិនយល់នោះទេថាហេតុអ្វីបានជាពួកគេទាំងអស់គ្នាការខ្លាំងបែបនេះព្រោះវាមិនធ្លាប់កើតមានពីមុនមកតតែសោះរួច Luna ក៏បាននិយាយថាតើគាត់នៅតែមិនយល់ទៀតមែនរួច Oliver ក៏បានសួរទៅកាន់នាងថាតើនាងដឹងអំពីអ្វីដែលកំពុងតែកើតឡើងទៅលើពួកគេមែនហើយនៅពេលដែល Luna ចង់ប្រាប់ទៅកាន់ពួកគេទៅហើយនោះក៏ស្រាប់តែសត្វនាគខ្មៅបានបង្ហាញខ្លួនតែម្ដងរួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញវានៅទីនេះព្រោះសត្វនាគខ្មៅមិនគួរចាកចេញពីបន្ទប់របស់ boss នោះទេរួច Luna ក៏បានប្រាប់ឲ្យគ្រប់គ្នាឆាប់ចាកចេញពីទីនេះទៅព្រោះពួកគេមិនអាចយកឈ្នះវាបានឡើយតែពួកគេក៏បានបដិសេធព្រោះពួកគេធ្លាប់បានសម្លាប់វាម្ដងហើយអញ្ចឹងពួកគេប្រកាសជាអាចសម្លាប់វាម្ដងទៀតបានជាមិនខានហើយគ្រាន់តែបើការប្រយុទ្ធគ្នាភ្លាមសត្វនាគខ្មៅក៏បានបាញ់ភ្លើងទៅកាន់ Derek ឲ្យមានរបួសយ៉ាងធ្ងន់រួច Luna ក៏បានប្រើប្រាស់វេទមន្ត healing ព្យាបាលរបួសទៅឲ្យគាត់ទៅរួច Oliver ក៏បានសួរទៅកាន់ Philly ថាហេតុអ្វីបានជានាងមិនប្រើប្រាស់វេទមន្ត support ទៅឲ្យ Derek អញ្ចឹងហើយឲ្យ support មិនកើតបើនាងខ្លាចសត្វនាគខ្មៅឡើងគាំងមិនអាចកម្រើកបានផងនឹងហើយសូម្បីតែវេទមន្តភ្លើងរបស់ Annalie ក៏មិនអាចធ្វើអ្វីទៅលើសត្វនាគខ្មៅបានដូចគ្នារួចសត្វនាគខ្មៅក៏បានវាយបកទៅកាន់នាងវិញឲ្យសន្លប់ម្នាក់ទៀតពេលឃើញបែបនេះ Luna ក៏បានប្រាប់ទៅកាន់ Oliver ឲ្យឆាប់នាំគ្រប់គ្នាចាកចេញពីទីនេះជាបន្ទាន់បើមិនអញ្ចឹងទេពួកគេនឹងស្លាប់ទាំងអស់គ្នាជាមិនខានស្រាប់តែពេលនោះសត្វនាគខ្មៅក៏ចង់ប្រើប្រាស់ថាមពលដ៏ខ្លាំងអស្ចារ្យមួយដើម្បីសម្លាប់ពួកគេទាំងអស់គ្នាតែម្ដងគ្រាន់តែបានឃើញភ្លាម Oliver ក៏បានដាស់ Philly ឲ្យភ្ញាក់ហើយក៏បានប្រាប់ឲ្យនាងប្រើប្រាស់វេទមន្ត support មកឲ្យគាត់រួចគាត់ក៏បានស្រូបយកម៉ាណាពីបរិស្ថានជុំវិញដើម្បីប្រើប្រាស់ ultimate របស់គាត់ដែលមានឈ្មោះថា Divine Flash តែ Luna ក៏បានប្រាប់ទៅកាន់ Oliver ថាគាត់ត្រូវការស្រូបយកម៉ាណាបន្ថែមទៀតតែដោយសារតែមិនមានពេលច្រើន Oliver ក៏បានប្រើប្រាស់ ultimate របស់គាត់តែម្ដងតែគាត់នៅតែមិនអាចធ្វើអ្វីទៅលើសត្វនាគខ្មៅបានដដែលនឹងរួចក៏បានធ្វើឲ្យគាត់អស់សង្ឃឹមជាខ្លាំងហើយគាត់ក៏បានសួរទៅកាន់ Luna ថាតើពួកគេគួរតែធ្វើអ្វីបន្តទៀតតែ Luna ក៏បានតបទៅវិញថាគាត់គឺជាមេដឹកនាំអញ្ចឹងគាត់គឺជាអ្នកសម្រេចចិត្តស្របពេលជាមួយគ្នានោះសត្វនាគខ្មៅក៏បានត្រៀមខ្លួនធ្វើការវាយប្រហារទៅកាន់ពួកគេម្ដងទៀតផងដែរហើយដោយសារតែអត់ជំរឿបែបនេះ Luna ក៏បានប្រាប់ឲ្យ Oliver ប្រើប្រាស់ច្រកទ្វារវេទមន្តតែម្ដងដោយច្រកទ្វារមួយនេះគឺជាវត្ថុវេទមន្តមួយប្រើសម្រាប់រត់គេចខ្លួនពេលមានអាសន្នហើយវាប្រើបានតែនៅក្នុង Dungeon តែប៉ុណ្ណោះដោយវាអនុញ្ញាតឲ្យពួកគេអាចធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយទៀតតែពួកគេមិនអាចកំណត់គោលដៅបានទេរួច Philly ក៏បាននិយាយថាបើសិនជាពួកគេប្រើប្រាស់វានោះវានឹងនាំពួកគេទៅកាន់កន្លែង boss នៅជាន់មួយផ្សេងទៀតជាមិនខានតែ Luna ក៏បានតបទៅវិញថាទោះបីជាបែបនេះក៏ដោយក៏វាប្រសើរជាងការប្រយុទ្ធគ្នាជាមួយនឹងសត្វនាគខ្មៅដែររួច Oliver ក៏បានយល់ព្រមហើយនៅពេលដែលគាត់ចាប់ផ្ដើមបើកច្រកទ្វារភ្លាមសត្វនាគខ្មៅក៏បានក្រឡេកឃើញរួចវាក៏បានធ្វើការវាយប្រហារទៅកាន់ពួកគេហើយក៏បានហោះចូលទៅក្នុងច្រកទ្វារមួយនោះតែម្ដងអញ្ចឹងនៅពេលដែលសត្វនាគខ្មៅចេញទៅបានធ្វើឲ្យ Derek មានការសប្បាយចិត្តជាខ្លាំងនៅពេលដែលពួកគេរួចផុតពីសេចក្តីស្លាប់បែបនេះតែ Luna ក៏បានស្ដីបន្ទោសទៅកាន់គាត់ព្រោះវាមិនមែនជាពេលដែលគាត់ត្រូវសប្បាយចិត្តនោះទេព្រោះថានៅពេលនេះសត្វនាគខ្មៅគឺបានធ្វើដំណើរទៅកាន់កន្លែង boss នៅជាន់មួយផ្សេងទៀតអញ្ចឹងវានឹងបង្កគ្រោះថ្នាក់ទៅដល់អ្នកផ្សងព្រេងនៅទីនោះជាមិនខានហើយពួកគេមិននឹកស្មានថាសូម្បីតែ boss ក៏អាចចូលតាមច្រកទ្វារវេទមន្តបានបែបនេះនោះទេអញ្ចឹងពួកគេត្រូវតែប្រញាប់ធ្វើដំណើរត្រឡប់ទៅកាន់ Guild វិញដើម្បីឲ្យខាង Guild ធ្វើការបង្ខំ teleport អ្នកផ្សងព្រេងទាំងអស់ចាកចេញពី Dungeon មួយនេះព្រោះនៅក្នុងកាតអ្នកផ្សងព្រេងម្នាក់ៗគឺមានមុខងារមួយដែលអនុញ្ញាតឲ្យខាង Guild អាចធ្វើការបង្ខំ teleport ពួកគេចេញទៅខាងក្រៅបានតែ Oliver ក៏បានគិតថាបើសិនជាពួកគេធ្វើបែបនេះនោះខាង Guild នឹងដាក់ពិន័យពួកគេជាមិនខានហើយដោយសារតែជីវិតមនុស្សសំខាន់ជាង Oliver ក៏បានសម្រេចចិត្តធ្វើវាភ្លាមតែម្ដងតែ Luna ក៏បានសួរទៅកាន់គាត់ថាតើគាត់ចង់ទុកពួកគេទាំងពីរនាក់ចោលនៅទីនេះមែនហើយដោយសារតែមិនដាច់ចិត្តពីកូនក្រុមរបស់ខ្លួន Oliver ក៏បានទុកពេលឲ្យ Luna ព្យាបាលរបួសពួកគេទាំងពីរនាក់ជាមុនសិនរួច Luna ក៏បាននិយាយថាបន្ទាប់ពីពួកគេបានស្នើសុំឲ្យខាង Guild ធ្វើការបង្ខំ teleport រួចហើយពួកគេត្រូវតែត្រឡប់មកប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅ
ឡើងម្ដងទៀតហើយពួកគេគួរតែផ្លាស់ប្ដូរ Philly ដាក់អូរុនជំនួសវិញហើយទោះបីជានាងមិនចង់ឲ្យអូរុនលាងសម្អាតកំហុសរបស់ពួកគេក៏ដោយក៏ប៉ុន្តែពួកគេគឺពិតជាត្រូវការគាត់ខ្លាំងណាស់តែ The Ring ក៏បានបដិសេធភ្លាមព្រោះគាត់មិនត្រូវការជំនួយពីអូរុននោះទេរួច Luna ក៏បានរំលឹកទៅកាន់ពួកគេថាមុនពេលដែលសានាគខ្មៅបង្ហាញខ្លួនគឺនាងចង់ប្រាប់ទៅកាន់ពួកគេអំពីមូលហេតុដែលពួកគេកាចខ្លាំងជាងមុនហើយតាមពិតទៅពួកគេគឺនៅតែដោយការពីលើកមុនអញ្ចឹងគ្មានអ្វីផ្លាស់ប្ដូរនោះឡើយគ្រាន់តែបានឮភ្លាម Oliver ក៏បានសួរថាអញ្ចឹងតើហេតុអ្វីបានជាថាមពលរបស់ពួកគេកាចខ្លាំងបែបនេះព្រោះសូម្បីតែ Ultimate របស់គាត់ក៏មិនអាចបង្កស្លាកស្នាមទៅលើសត្វនាគខ្មៅបានដែររួច Luna ក៏បានឆ្លើយថាចម្លើយគឺសាមញ្ញជាទីបំផុតព្រោះដោយសារតែពួកគេមិនមានអូរុននោះឯងហើយនៅមុននឹង Oliver បានស្រូបយកម៉ាណាពីបរិស្ថានជុំវិញបានតែបន្តិចតែប៉ុណ្ណោះហើយនេះហើយបានជាធ្វើឲ្យ Ultimate របស់គាត់កាចខ្លាំងបែបនេះតែមុនពេលដែលនាងបញ្យកប្រាប់ទៅកាន់គាត់បន្ថែមទៀតនាងក៏បានសួរទៅកាន់គាត់ថាតើគាត់បានដឹងអ្វីខ្លះអំពីវេទមន្ត Support រួច Oliver ក៏បានតបថាដៃ Support គឺជាអ្នកកំណត់ចំនួនបង្កើនកម្លាំងទៅឲ្យអ្នកទទួលហើយអ្នកទទួលគឺជាអ្នកកំណត់ពេលវេលារបស់ buff មួយនោះអញ្ចឹងដៃ Support ត្រូវតែ cast spell ម្ដងទៀតមុនពេលដែល buff មួយនោះអស់ម៉ោងហើយជាទូទៅគឺវាមានរយៈពេល3នាទីរួច Philly ក៏បាននិយាយថាជាធម្មតាវាត្រឹមត្រូវហើយក៏ប៉ុន្តែដោយសារតែពួកគេគ្រប់គ្នាសុទ្ធតែមានភាពធន់នឹងវេទមន្តខ្ពស់ខ្លាំងអញ្ចឹងវេទមន្ត Support របស់នាងគឺមិនអាចនៅបាន2នាទីនោះទេជាពិសេសគឺជា Oliver និងហ្មងព្រោះនាងមិនអាច support គាត់លើសពី1នាទីបានឡើយរួច Oliver ក៏បានតបទៅវិញថាគាត់មិនធ្លាប់បានឮវាពីមុនមកនោះទេរួច Luna ក៏បាននិយាយថារាងកាយរបស់គាត់គឺពិបាកសម្របខ្លួនជាមួយនឹងដៃ support ណាទាំងអស់តែ Oron បានធ្វើការងារដ៏អស្ចារ្យមួយដើម្បីទប់ទល់ជាមួយនឹងគាត់រួច Oliver ក៏បានតបទៅវិញថាបើសិនជា Oron អាចធ្វើបាន Philly ក៏អាចធ្វើបានដូចគ្នាព្រោះនាងមានទេពកោសល្យជាង Oron ឆ្ងាយណាស់អញ្ចឹងតើវាគឺជាមូលហេតុដែលពួកគេដោះដូរនាងជាមួយនឹង Oron មែនពិតមែនហើយព្រោះ Oron គឺជាដៃ support ដែលកាចជាងគេបង្អស់រួច Luna ក៏បានតបថា Oron ក៏បានដឹងរឿងនេះដែរហើយនេះហើយបានជាគាត់បង្កើតវេទមន្ត Original ជាច្រើនដើម្បីបំពេញចំណុចខ្វះខាតរបស់គាត់ហើយដោយសារតែពួកគេមិនមានពេលច្រើន Luna ក៏បានព្យាបាលពួកគេប៉ុណ្្នឹងសិនរួចពួកគេក៏បានធ្វើដំណើរចាកចេញពី Dungeon មួយនេះតែម្ដងហើយនៅតាមផ្លូវ Oliver ក៏បាននិយាយថាទោះបីជា Oron បានបង្កើតវេទមន្ត Original ក៏ដោយក៏គាត់នៅតែកាកជាងដៃ support ផ្សេងទៀតដដែលនឹងតែ Luna មិនបានគិតអញ្ចឹងនោះទេព្រោះវេទមន្តមួយនៅក្នុងចំណោមវេទមន្ត Original ដែលគាត់បានបង្កើតឡើងគឺអាចបង្កើនកម្លាំងទៅឲ្យអ្នកទទួលបានរហូតដល់ទៅ50ដងឯណោះតែ Philly មិនជឿថាវាអាចទៅរួចនោះឡើយព្រោះសូម្បីតែ Selma ដែលជាដៃ support ដ៏ខ្លាំងជាងគេបង្អស់គឺអាចបង្កើនកម្លាំងបានត្រឹមតែ10ដងតែប៉ុណ្ណោះតែ Luna ក៏បានតបទៅវិញថាទោះបីជានាងមិនជឿក៏ដោយតែវាគឺជាការពិតហើយសូម្បីតែ Ultimate របស់ Oliver និងវេទមន្តភ្លើងរបស់ Annalie ក៏ត្រូវការជំនួយពីវេទមន្ត Original គុណនឹង50របស់ Oron ដូចគ្នាហើយវាក៏ជាមូលហេតុដែលធ្វើឲ្យ Oliver មានអំនួតហើយគាត់ក៏ឈប់ចំណាយពេលច្រើនដើម្បីស្រូបយកម៉ាណាពីបរិស្ថានជុំវិញបើសិនជាគាត់ចំណាយពេលបានយូរជាងនេះបន្តិចនោះគាត់នឹងអាចវាយទម្លាក់សត្វនាគខ្មៅចូលមកខាងក្រោមបានជាមិនខានហើយសម្រាប់ Annalie ក៏ដូចគ្នាដែរគឺនាងបានគិតថាវេទមន្តដ៏អស្ចារ្យដែលនាងបានប្រើប្រាស់កន្លងមកគឺជាធម៌ពលរបស់នាងផ្ទាល់ទាំងដែលការពិតវាគឺជាវេទមន្ត Original របស់ Oron សោះហើយថ្មីនេះនាងគ្រាន់តែប្រើប្រាស់វេទមន្តស្រួលកម្រិតកណ្ដាលតែប៉ុណ្ណោះហើយនាងប្រហែលជាមិនអាចប្រើប្រាស់វេទមន្តកម្រិតពិសេសដែលទាមទារពេលវេលានិងការផ្ដោតអារម្មណ៍បានតទៅទៀតនោះទេពេលឮបែបនេះ Derek ក៏បានសួរថាអញ្ចឹងតើ Oron ក៏បាន support ការពាររបស់គាត់ដែរមែនរួច Luna ក៏បានឆ្លើយថាពិតមែនហើយអ្វីដែលកាន់តែពិសេសទៀតនោះវេទមន្ត Original របស់ Oron គឺមិនត្រឹមតែអាចបង្កើនកម្លាំងទៅឲ្យពួកគេនោះទេតែវាក៏ដំណើរការទៅលើអាវុធរបស់ពួកគេដូចគ្នាហើយនេះហើយបានជានៅពេលដែលវេទមន្ត support របស់គាត់អស់ម៉ោងម្ដងពួកគេមិនដែលមានអារម្មណ៍ថាធ្ងន់ខ្លួននោះឡើយរួចក៏បានធ្វើឲ្យពួកគេភ្ញាក់ខ្លួនតែម្ដងហើយទោះបីជាពួកគេបានយល់ច្បាស់ហើយក៏ដោយតែគ្រប់យ៉ាងគឺបានយឺតពេលបាត់ទៅហើយលុះនៅពេលដែលបានឃើញក្រុម Hero ត្រឡប់មកវិញលឿនខ្លាំងបែបនេះអ្នកផ្សងព្រេងដែលនៅខាងក្រៅក៏បាននាំគ្នាសរសើរទៅកាន់ពួកគេគ្រប់គ្នាតែ Oliver ក៏បានគិតនៅក្នុងចិត្តថាពួកគេមិនមែនជា Hero នោះទេព្រោះពួកគេបានបង្កគ្រោះ
គ្រោះថ្នាក់ទៅដល់អ្នកផ្សងព្រេងផ្សេងទៀតដែលកំពុងតែនៅក្នុង Dungeon អញ្ចឹងពួកគេគ្មានសិទ្ធិធ្វើជា Hero តទៅទៀតនោះឡើយតែទោះបីជាបែបនេះក៏ដោយក៏កននៅតែគិតថាការដែលពួកគេសម្លាប់សត្វនាគខ្មៅកាលពីលើកមុនគឺជាសមត្ថភាពរបស់គាត់ផ្ទាល់ហើយក្រុម Hero មួយនេះគឺជារបស់គាត់អញ្ចឹងកនមិនត្រូវការជំនួយរបស់ Oron នោះឡើយកាន់មកខាងក្រុមរបស់ Oron ណែវិញមុនពេលដែលពួកគេចូលទៅក្នុង Dungeon Oron មានអារម្មណ៍មិនសូវស្រួលនោះទេគឺដូចជាមានរឿងអាក្រក់អ្វីមួយកើតឡើងនៅថ្ងៃនេះអញ្ចឹងតែសម្រាប់ Caroline គឺនាងមិនខ្វល់ពីអ្វីក្រៅពីការសម្លាប់ពួក Monster ឲ្យបានច្រើននោះឡើយរួច Oron ក៏បានណែនាំទៅកាន់នាងថាក្នុងនាមជាដៃថែងម្នាក់នាងមិនអាចសម្រុកចូលទៅរកពួក Monster គ្រប់ពេលវេលានោះទេគឺនាងគួរតែរៀនធ្វើការងារជាក្រុមខណៈពេលដែលនាងគឺជាសមាជិកថ្មីរួច Logan ក៏បានយល់ស្របជាមួយនឹង Oron ផងដែរព្រោះ Albert ធ្លាប់បាននិយាយថាការធ្វើការងារជាក្រុមគឺមានសារៈសំខាន់ខ្លាំងណាស់ហើយសូម្បីតែ Oron ក៏បានស្គាល់ Albert ដូចគ្នាព្រោះ Albert គឺជាដៃ fighter ដ៏ល្បីល្បាញម្នាក់នៅក្នុងហ្គាល់ទន្សាយប្រាក់តែគាត់បានស្លាប់នៅក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយនឹងសត្វនាគខ្មៅនៅជាន់ទី92កាលពី1ឆ្នាំមុនតែទោះបីជាបែបនេះក៏ដោយក៏ Albert នៅតែជា hero សម្រាប់គ្រប់គ្នានៅក្នុងហ្គាល់ទន្សាយប្រាក់រហូតនឹងពេលដែលរំលឹកអំពីរឿងមួយនេះធ្វើឲ្យ Caroline មិនសប្បាយចិត្តនោះឡើយព្រោះ Albert បានស្លាប់ដោយសារតែគាត់បានចូលទៅការពារគ្នារបស់គាត់ហើយតាមពិតទៅវាគឺជាទូនាទីរបស់ដៃថែងទៅវិញទេហើយគាត់ក៏បានដឹងដែរថាបើសិនជាគាត់ស្លាប់នោះស្នាមញញឹមរបស់គ្រប់គ្នានឹងរលាយបាត់ទៅជាមួយនឹងគាត់ដូចគ្នាតែហេតុអ្វីបានជាគាត់ជ្រើសរើសយកផ្លូវមួយនេះអញ្ចឹងរួច Caroline ក៏បានគិតថាបើសិនជានាងចង់ការពារនរណាម្នាក់គឺនាងត្រូវតែនៅឆ្ងាយពីអ្នកនោះដោយនេះហើយបានជានាងតែងតែចូលទៅប្រយុទ្ធជាមួយនឹងពួក Monster តែម្នាក់ឯងដើម្បីកុំឲ្យអ្នកផ្សេងទៀតមានគ្រោះថ្នាក់ហើយដោយសារតែ Oron គឺជាអ្នកក្រៅចឹងគាត់មិនចង់ជ្រៀតជ្រែកជាមួយនឹងរឿងរបស់នាងនោះទេរួចកងក៏បាននិយាយលើកទឹកចិត្តទៅកាន់នាងហើយក៏បានពឹងផ្អែកទៅលើនាងនៅថ្ងៃនេះផងដែរស្រាប់តែពេលនោះ Sophia ក៏មានរឿងមួយចង់សួរទៅកាន់ Oron ថាតើនាងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យនាងខ្លាំងជាងមុនពេលឮបែបនេះ Logan ក៏បានសួរទៅកាន់ Oron ដូចគ្នារួច Oron ក៏បានបញ្ជាក់ប្រាប់ទៅកាន់ពួកគេទៅលុះបន្ទាប់ពីពួកគេបានធ្វើការ teleport ចុះទៅដល់ជាន់ទី35ហើយនោះ Selma ក៏បានដើរមកនិយាយជាមួយនឹង Oron ព្រោះថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយមើលទៅកូនក្រុមរបស់គាត់គឺពិតជាចូលចិត្តគាត់ខ្លាំងណាស់រួច Oron ក៏បានតបទៅវិញថាប្រហែលជាអញ្ចឹងហើយមុនដំបូងគាត់មានការបារម្ភនៅពេលដែលកាសែតចុះផ្សាយព័ត៌មានមួយនោះក៏ប៉ុន្តែនៅពេលនេះពួកគេបានទទួលយកគាត់ហើយរួច Selma ក៏បានសួរទៅកាន់ Oron ព្រោះនៅច្រកចូលមុននឹងនាងបានឮគាត់និយាយអំពី Albert ដោយ Albert គឺជាមនុស្សដ៏សំខាន់ម្នាក់សម្រាប់ Guild ទន្សាយប្រាក់ហើយនៅពេលដែលបាត់បង់គាត់នៅជាន់ទី92ក្រុម Hero ក៏បាននាំមុខពួកគេចុះទៅដល់ជាន់ទី94តែម្ដងរួច Oron ក៏បានតបទៅវិញថាក្រុម Hero ក៏ពិបាកទប់ទល់ជាមួយនឹងសត្វនាគខ្មៅនៅជាន់ទី92ដូចគ្នារួច Selma ក៏បានបន្តទៀតថា Albert គឺជាមនុស្សម្នាក់ដែលពួកគេតែងតែពឹងផ្អែកកន្លងមកហើយពួកគេគឺកំពុងតែព្យាយាមស្វែងរកមនុស្សម្នាក់ទៀតដើម្បីយកមកបំពេញចន្លោះរបស់គាត់រួច Oron ក៏បានជូនពរឲ្យនាងស្វែងរកឃើញមនុស្សម្នាក់នោះឆាប់ៗហើយតាមពិតទៅ Selma គឺចង់ឲ្យ Oron មកបំពេញចន្លោះរបស់ពួកគេនោះឯងតែ Oron ក៏បាននិយាយកាត់ថានៅក្នុងក្រុមមួយគឺមិនត្រូវការដៃ support 2នាក់នោះទេជាពិសេសម្នាក់ដែលពួកគេមានស្រាប់គឺជាដៃ support ដ៏ល្អបំផុតប្រចាំទ្វីបទាំងមូលរួច Selma ក៏បានតបទៅវិញថាប្រធាន Guild របស់នាងក៏និយាយបែបនេះដូចគ្នាក៏ប៉ុន្តែក្រែង Oron ចង់ផ្លាស់ប្ដូរធ្វើជាអ្នកគុណដាវវិញអញ្ចឹងនាងនឹងចាំមើលគាត់នៅពេលដែលប្រយុទ្ធគ្នាជាមួយនឹង boss ថាតើគាត់អាចធ្វើអ្វីបានខ្លះលុះក្រោយពីពួកគេបានចុះទៅដល់ជាន់ទី40ហើយនោះពួកគេក៏បានបំបែកផ្លូវគ្នាជាក្រុមហើយពួកគេនឹងជួបជុំគ្នាឡើងវិញមុនពេលដែលពួកគេចូលទៅប្រយុទ្ធជាមួយនឹង boss ព្រោះនៅក្នុង dungeon មួយនេះគឺមានច្រកផ្លូវខុសៗគ្នាច្រើនណាស់អញ្ចឹងពួកគេត្រូវរៀនបំបែកផ្លូវគ្នាដើម្បីប្រមូលព័ត៌មានហើយស្វែងរកបន្ទប់ boss ដើម្បីចែកចាយជាមួយនឹងអ្នកផ្សេងទៀតពេលឮបែបនេះកូនក្រុមរបស់ Oron ក៏បានសុំឲ្យកនចែកចាយព័ត៌មានទាក់ទងជាមួយនឹងពួក monster ដែលនៅជាន់ជ្រៅតែម្ដងព្រោះកនគឺជាមនុស្សម្នាក់ដែលបានចូលទៅក្នុង dungeon ជាន់ជ្រៅជាងគេបង្អស់រួច Oron ក៏បានរៀបរាប់ប្រាប់ទៅកាន់ពួកគេតាមនឹងទៅស្របពេលជាមួយគ្នានោះក្រុម Hero ក៏បានធ្វើដំណើរទៅដល់ Guild រួច Luna ក៏បានស្នើសុំជួបជាមួយនឹងប្រធាន Guild ជាបន្តដើម្បីធ្វើការ teleport អ្នកផ្សងព្រេងទាំងអស់ចាកចេញពី dungeon មួយនោះកាន់មកខាង
ក្រុមរបស់អូរ៉ុនឯវិញពួកគេមានអារម្មណ៍មិនសូវល្អនោះទេព្រោះពួកគេបានធ្វើដំណើរយ៉ាងយូរតែមិនបានជួបប្រទះជាមួយនឹង Monster សូម្បីតែមួយរួច Logan ក៏បានសួរទៅកាន់អូរ៉ុនថាតើជាទូទៅចន្ទទី40គឺតែងតែបែបហ្នឹងមែនតែអូរ៉ុនក៏បានតបទៅវិញថាវាមិនដែលបែបនេះនោះទេហើយវាគឺដូចគ្នាទៅនឹងអារម្មណ៍មុនពេលដែលគាត់ចូលមកក្នុង Dungeon មួយនេះអញ្ចឹងគឺដូចជាពួក Monster កំពុងតែខ្លាចអ្វីមួយជាមិនខានស្រាប់តែពេលនោះក៏មាន Goblin ពោខៀវមួយបានបង្ហាញខ្លួនរួច Caroline ក៏បានស្ទុះចូលទៅរកវាភ្លាមទោះបីជាអូរ៉ុនខត់នាងក៏ដោយក៏នាងមិនស្ដាប់នោះឡើយរួចអូរ៉ុនក៏បានប្រើប្រាស់ Speedy Buff ដាក់ទៅលើ Goblin មួយនោះដែលអនុញ្ញាតឲ្យ Caroline អាចសម្លាប់វាបានយ៉ាងងាយរួចយើងក៏បានដឹងថា Goblin ពោខៀវគឺមានបំលាស់ទីលឿននិងកម្លាំងខ្លាំងជាង Goblin ធម្មតាហើយបើសិនជាអូរ៉ុនមិនបានប្រើប្រាស់ Speedy Buff ដាក់ទៅលើវាទេនោះ Caroline នឹងមានគ្រោះថ្នាក់ជាមិនខានតែ Caroline មិនខ្វល់នោះទេព្រោះនាងបានសម្លាប់វារួចហើយរួចអូរ៉ុនក៏បានណែនាំទៅកាន់នាងថាដៃថាងគឺជា Snow នៅក្នុងក្រុមអញ្ចឹងបើសិនជានាងមានគ្រោះថ្នាក់ Logan និង Sophia នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយនាងហើយនាងនឹងធ្វើឲ្យពួកគេទាំងពីរមានគ្រោះថ្នាក់ដែរជាមិនខានរួច Caroline ក៏បានភ្ញាក់ខ្លួនហើយនាងក៏បានសុំទោសទៅកាន់ពួកគេទៅរួចនៅពេលដែលបានឃើញ Caroline ចេះដឹងខ្លួនខុសបែបនេះអូរ៉ុនក៏បានសម្រេចចិត្តបង្រៀន skill ការពារមួយទៅកាន់នាងដោយវាគឺជាការបញ្ឈប់ការវាយប្រហាររបស់សត្រូវព្រោះរាល់សត្វដែលមានជីវិតទាំងអស់គឺតែងតែត្រៀមខ្លួនមុនពេលធ្វើការវាយប្រហារឧទាហរណ៍ដូចជាការបោះជើងទៅមុខមុនពេលវាយអញ្ចឹងបើសិនជានាងអាចអានចលនារបស់សត្រូវហើយកាប់ចំជើងរបស់ពួកវាបានមុននោះពួកវានឹងមិនអាចធ្វើការវាយប្រហារបានឡើយហើយត្រូវចាំថាទូនាទីរបស់ដៃថាងគឺមិនមែនសម្រាប់សត្រូវនោះទេគឺគ្រាន់តែបង្វែងដានសត្រូវហើយបញ្ឈប់ការវាយប្រហាររបស់ពួកវាតែប៉ុណ្ណោះរួចក៏បានធ្វើឲ្យ Caroline មានការសប្បាយចិត្តជាខ្លាំងស្រាប់តែពេលនោះ Logan ក៏បានសុំឲ្យអូរ៉ុនបង្រៀនមកកាន់គាត់ដូចគ្នារីឯនៅខាង Gillian វិញក្រោយពីបានជួបជាមួយនឹងលោកប្រធានហើយនោះ Luna ក៏បានស្នើសុំឲ្យលោកប្រធានធ្វើការបង្ខំ Teleport អ្នកផ្សងព្រេងទាំងអស់ចេញពី Dungeon តែម្ដងតែលោកប្រធានក៏បានតបទៅវិញថាការបង្ខំ Teleport គឺត្រូវចំណាយម៉ាណាច្រើនណាស់អញ្ចឹងពួកគេមិនចេះតែប្រើប្រាស់វាបានទេលុះត្រាតែក្នុងករណីចាំបាច់តែប៉ុណ្ណោះរួច Luna ក៏បានប្រាប់ទៅកាន់គាត់ថាសត្វនាគខ្មៅដែលត្រូវជា boss នៅចន្ទទី92គឺបានហោះចូលទៅក្នុងច្រកទ្វារវេទមន្តហើយពួកគេមិនដឹងថាវានៅពេលនេះកំពុងតែនៅចន្ទទីប៉ុន្មាននោះឡើយអញ្ចឹងបើសិនជាមានអ្នកផ្សងព្រេងបានជួបជាមួយនឹងវានោះពួកគេនឹងមានគ្រោះថ្នាក់ជាមិនខានតែអ្នកទទួលភ្ញៀវក៏បានប្រាប់ទៅកាន់លោកប្រធានថាបើយោងទៅតាមច្បាប់នៅក្នុង Guild ពួកគេត្រូវតែប្រជុំដើម្បីពិភាក្សាគ្នាជាមុនសិនតែ Luna ក៏បាននិយាយកាត់ថាពួកគេគ្មានពេលច្រើនទេអញ្ចឹងបើសិនជាពួកគេនៅតែពន្យាពេលទៀតនោះគឺនឹងមានមនុស្សជាច្រើនស្លាប់នៅក្នុង Dungeon ជាមិនខានរួចពួកគេក៏បានកោះហៅអ្នកដឹកនាំហើយក៏បានរៀបចំពិធីដើម្បីធ្វើការបង្ខំ Teleport អ្នកផ្សងព្រេងទាំងអស់ចេញពីក្នុង Dungeon តែដោយសារតែវាត្រូវការម៉ាណាច្រើនអញ្ចឹងពួកគេត្រូវការពេលរៀងយូរបន្តិចដើម្បីប្រមូលផ្ដុំម៉ាណាជាមុនសិនរួចអ្នកដឹកនាំម្នាក់ក៏បានប្រាប់ទៅកាន់ Oliver ថា Oliver គឺជាអ្នកបង្ករឿងមួយនេះអញ្ចឹងគាត់ត្រូវតែទទួលខុសត្រូវតែ Annelie និង Derek មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួននោះឡើយរួចលោកប្រធានក៏បានប្រាប់ឲ្យពួកគេឈប់ប្រកែកគ្នាទៀតទៅហើយឲ្យផ្ដោតទៅលើការ Teleport វិញកាន់មកខាងក្រុមរបស់ Oron ឯវិញ Logan ចង់ឲ្យ Oron បង្រៀនគាត់អំពី Speedy Buff តែ Oron ក៏បានតបទៅវិញថា Speedy Buff គឺពិបាករៀនខ្លាំងណាស់ព្រោះ Speedy Buff គឺជាវេទមន្ត support កម្រិតខ្ពស់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើឲ្យសត្រូវចុះខ្សោយជាងមុនចឹងគាត់ត្រូវតែស្វែងយល់អំពីភាពធន់នៃវេទមន្តរបស់ Monster នីមួយៗឲ្យបានច្បាស់ជាមុនសិនទើបអាចប្រើប្រាស់ Speedy Buff ដាក់ទៅលើពួកវាបានហើយមួយវិញទៀត Speedy Buff គឺមិនសូវមានប្រសិទ្ធភាពទៅលើ boss និង monster ខ្លាំងៗចាប់ពីចន្ទទី61ចុះទៅនោះទេហើយនេះហើយបានជាអ្នកផ្សងព្រេងភាគច្រើនគឺមិនសូវប្រើប្រាស់វាឡើយហើយដោយសារតែ Logan មិនទាន់បានត្រៀមខ្លួនរួចរាល់ Oron ក៏បានប្រាប់ឲ្យកនផ្ដោតទៅលើការគ្រប់គ្រងវេទមន្ត support ដែលគាត់ចេះស្រាប់ដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀតហើយជំនួសឲ្យការបង្រៀន Speedy Buff Oron ក៏បានបង្រៀន Logan អំពីការដាក់អន្ទាក់វេទមន្តជំនួសវិញព្រោះវាអាចជួយការពារពួកគេពីការវាយប្រហាររបស់សត្រូវពីខាងក្រោយអញ្ចឹងបើសិនជា Logan អាចធ្វើវាបាននោះក្រុមរបស់ពួកគេគឺអាចផ្ដោតទៅលើសត្រូវដែលនៅខាងមុខហើយពួកគេនឹងអាចយកប្រៀបនៅក្នុងការប្រយុទ្ធបានជាមិនខានពេលលើបែបនេះធ្វើឲ្យ Logan មានការសប្បាយចិត្តជាខ្លាំងហើយកនពិតជាចង់ក្លាយទៅជាដៃ support ដ៏ល្អម្នាក់ដោយ Oron ខ្លាំងណាស់បន្ទាប់មក
អូរ៉ុនក៏បានបង្រៀនទៅកាន់សូហ្វៀវិញម្ដងព្រោះក្នុងនាមជាដៃមេឃម្នាក់សូហ្វៀត្រូវរៀនអំពីការប្រើប្រាស់វេទមន្តច្រើនក្នុងពេលតែមួយព្រោះរាល់ដៃមេឃរ៉េងខ្ពស់គឺសុទ្ធតែអាចប្រើប្រាស់វាបានហើយវាគឺមិនសូវពិបាកប្រើនោះទេរួចសូហ្វៀក៏បានសួរថាហេតុអ្វីបានជានាងចាំបាច់រៀនអំពីការប្រើប្រាស់វេទមន្តច្រើននៅក្នុងពេលតែមួយបែបនេះព្រោះនាងគិតថាបើសិនជានាងអាចប្រើប្រាស់វេទមន្តកម្រិតពិសេសគឺនាងអាចសម្លាប់ពួក monster បានហើយតែអូរ៉ុនក៏បានតបទៅវិញថានៅពេលដែលនាងចូលទៅក្នុង dungeon កាន់តែជ្រៅគឺមាន monster ខ្លាំងជាច្រើនដែលមិនអាចសម្លាប់ដោយប្រើប្រាស់វេទមន្តកម្រិតពិសេសតែមួយបានទេហើយទោះបីជានាងអាចសម្លាប់វាបានក៏ដោយក៏នាងត្រូវការពេលវេលាដើម្បី cast spell មួយទៀតដដែលនឹងអញ្ចឹងនៅខណៈពេលនោះគឺនាងមិនអាចការពារខ្លួនឯងបានឡើយហើយនេះហើយបានជានាងចាំបាច់ត្រូវរៀនអំពីការប្រើប្រាស់វេទមន្តច្រើននៅក្នុងពេលតែមួយបែបនេះអញ្ចឹងនៅពេលដែលនាងសូត្រ spell ទី1បានពាក់កណ្ដាលគឺនាងត្រូវចាប់ផ្ដើមសូត្រ spell ទី2មួយទៀតហើយធ្វើបែបនេះបន្តនាងនឹងអាចប្រើប្រាស់វេទមន្តច្រើននៅក្នុងពេលតែមួយបានហើយមិនថាវេទមន្តកម្រិតទាបឬក៏វេទមន្តកម្រិតកណ្ដាលនោះទេបើសិនជានាងចេះប្រើប្រាស់វាបានត្រឹមត្រូវនោះវាសុទ្ធតែមានប្រយោជន៍ទាំងអស់ហ្នឹងរួចសូហ្វៀក៏បានអរគុណទៅកាន់គាត់ដែលបានបង្រៀនមកកាន់នាងរួចអូរ៉ុនក៏បានបន្តទៀតថាសូហ្វៀគឺខ្លាំងគ្រប់គ្រាន់អាចប្រយុទ្ធជាមួយនឹង boss នៅជាន់ទី50បានហើយបើសិនជាឲ្យគ្រូនៅក្នុងហ្គាទន្សាយប្រាក់បង្រៀនទៅកាន់នាងបន្ថែមទៀតនោះគាត់គិតថាសេលម៉ានឹងសប្បាយចិត្តជាមិនខានតែសូហ្វៀចង់ឲ្យអូរ៉ុនផ្ទាល់បង្រៀនមកកាន់នាងជំនួសវិញហើយអូរ៉ុនក៏មិនបានបដិសេធនោះឡើយក៏ប៉ុន្តែនាងត្រូវទៅសុំការអនុញ្ញាតពីសេម៉ាជាមុនសិនពេលឮបែបនេះធ្វើឲ្យសូហ្វៀមានការសប្បាយចិត្តជាខ្លាំងព្រោះបងស្រីរបស់នាងតែយកស្របជាមួយនាងរហូតនឹងចឹងយើងបែរទៅខាងហ្គាលឯណែវិញខណៈពេលដែលពួកគេកំពុងតែប្រមូលផ្ដុំម៉ាណានោះលោកប្រធានក៏បាននិយាយថានៅពេលដែលពួកគេប្រមូលផ្ដុំម៉ាណាពេញកាលណាពួកគេនឹងធ្វើការបង្ខំ teleport ភ្លាមហើយកូនក៏បានប្រាប់ឲ្យក្រុម hero ចូលទៅក្នុង dungeon ដើម្បីសម្លាប់សត្វនាគខ្មៅផងដែររួច Derek និង Annalie ក៏ចង់យល់បដិសេធថាពួកគេមិនតន់ជាពីរបួសដែលពួកគេបានប្រយុទ្ធជាមួយវានោះទេតែ Luna ក៏បានយកព្រមជំនួសពួកគេភ្លាមក៏ប៉ុន្តែនាងមានសំណើមួយគឺនាងសូមឲ្យលោកប្រធានធ្វើការ teleport អ្នកផ្សងព្រេងចាប់ពីជាន់ទី40ដល់50ចេញពី dungeon មុនរួចពួកគេក៏បាននាំគ្នាធ្វើដំណើរទៅកាន់ dungeon នោះទៅកាន់មកខាងក្រុមរបស់អូរ៉ុនណែវិញបន្ទាប់ពីពួកគេបានរកឃើញបន្ទប់ boss នៅជាន់ទី40ហើយនោះអ្នកនាំផ្លូវក៏បាននាំគ្នាចូលទៅប្រយុទ្ធជាមួយនឹង boss រួចក៏បានទុកឲ្យសមាជិកថ្មីមើលការប្រយុទ្ធរបស់ពួកគេពីចម្ងាយហើយមុនពេលការប្រយុទ្ធចាប់ផ្ដើមអូរ៉ុនក៏បានប្រាប់ទៅកាន់ពួកគេថាគាត់នឹងចាំជួយ support ពួកគេអញ្ចឹងពួកគេគ្រាន់តែផ្ដោតទៅលើការប្រយុទ្ធហើយសម្រាប់ boss មួយនេះត្រឹមតែពី3នាទីបានហើយគ្រាន់តែចាប់ផ្ដើមការប្រយុទ្ធគ្នាភ្លាម boss ក៏ចង់ធ្វើការវិប្រហារទៅកាន់ពួកគេតែអូរ៉ុនក៏បានស្ទុះចូលទៅកាប់ជើងវាមុនពេលឃើញបែបនេះ Caroline ក៏បានចងចាំថាវាគឺជា skill ការពារមួយសម្រាប់បង្វែងដាននិងបញ្ឈប់ការវាយប្រហាររបស់សត្រូវដែលគាត់បានបង្រៀនមកកាន់នាងរួចអូរ៉ុនក៏បានប្រើប្រាស់អន្ទាក់វេទមន្តដើម្បីបិទផ្លូវកុំឲ្យ boss រត់គេចរួចសេម៉ាក៏បានប្រើប្រាស់វេទមន្ត5នៅក្នុងពេលតែមួយដើម្បី support ទៅកាន់ពួកគេហើយពួកគេក៏បានសហការគ្នាចូលទៅសម្រាប់ boss មួយនោះបានសម្រេចទៅដែលធ្វើឲ្យសមាជិកថ្មីមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញពួកគេអាចសម្លាប់ boss បានលឿនបែបនេះហើយវាគឺជាការធ្វើការងារជាក្រុមដ៏ល្អបំផុតដែលពួកគេធ្លាប់ឃើញស្របពេលជាមួយគ្នានោះខណៈពេលដែលក្រុម hero កំពុងតែធ្វើដំណើរទៅកាន់ dungeon Oliver ក៏បានសួរទៅកាន់ Luna ថាហេតុអ្វីបានជានាងសុំឲ្យលោកប្រធានធ្វើការ teleport អ្នកផ្សងព្រេងចាប់ពីជាន់ទី40ដល់50មុនបែបនេះរួច Luna ក៏បានឆ្លើយថាគឺដោយសារតែអូរ៉ុនប្រហែលជានៅទីនោះហើយនាងចង់សុំជំនួយពីអូរ៉ុនដើម្បីទៅសម្លាប់សត្វនាគខ្មៅនោះឯងព្រោះថានៅពេលនេះក្រុម hero របស់ពួកគេគឺជាក្រុម rank S ដែលកាកជាងគេបង្អស់ហើយពួកគេនឹងមិនអាចសម្លាប់សត្វនាគខ្មៅដោយគ្មានជំនួយពីអូរ៉ុនបានឡើយលុះបន្ទាប់ពីក្រុមរបស់អូរ៉ុនបានចុះទៅដល់ជាន់ទី50ហើយនោះពួកគេក៏បានចូលទៅប្រយុទ្ធជាមួយនឹងបិសាចក្តាមដែលត្រូវជា boss នៅទីនោះរួចសេម៉ាក៏បានប្រកល់ទូនាទីទៅឲ្យអូរ៉ុនតែម្ដងព្រោះបើសិនជាគាត់អាចកាត់ផ្ដាច់ដង្កៀបរបស់វាបានអញ្ចឹងអ្វីដែលនៅសល់គឺមានតែបំបែកស្នូករបស់វាតែប៉ុណ្ណោះរួចប្រូសលឿងក៏បានសួរបញ្ជាក់ទៅកាន់អូរ៉ុនថាតើគាត់អាចធ្វើវាបានអត់ព្រោះដោយសារតែស្នូករបស់បិសាចក្តាមគឺរឹងមិនធម្មតានោះទេតែវាមិនមែនជាបញ្ហាសម្រាប់អូរ៉ុននោះឡើយរួចគាត់ក៏បានប្រើប្រាស់វេទមន្ត original មួយដែលមានឈ្មោះថា Impact ហើយគាត់ក៏អាចកាត់ផ្ដាច់ដង្កៀបរបស់បិសាចក្
ដាមបានយ៉ាងងាយដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងដោយវេទមន្ត Impact គឺអាចជួយបង្កើនថាមពលវេទមន្តនិងភាពរឹងមាំរបស់អាវុធឲ្យខ្លាំងជាងមុន100ដងនៅក្នុងពេល1វិនាទីហើយគាត់មិនសូវជាចង់ប្រើប្រាស់វេទមន្តមួយនេះប៉ុន្មាននោះទេព្រោះដោយសារតែវាលេងខ្សែលើគេខ្លាំងពេកក៏ប៉ុន្តែគាត់ត្រូវការវាដើម្បីចូលទៅក្នុង Dungeon ចន់ជ្រៅជាងគេបង្អស់បន្ទាប់មក Sama ក៏បានធ្វើការ support ទៅឲ្យអ្នកផ្សេងទៀតរួចពួកគេក៏បានព្រួតដៃគ្នាចូលទៅសម្រាប់បិសាចក្តាមមួយនោះបានសម្រេចទៅអញ្ចឹងនៅពេលដែលគ្រប់គ្នាគិតថាគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយនោះក៏ស្រាប់តែសត្វនាគខ្មៅបានបង្ហាញខ្លួនតែម្ដងដែលធ្វើឲ្យគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងព្រោះពួកគេមិននឹកស្មានថាសត្វនាគខ្មៅដែលត្រូវជា boss នៅជាន់ទី92បែរជាបង្ហាញខ្លួននៅជាន់ទី50បែបនេះនោះទេរួចអូរ៉ុនក៏បានក្រឡេកឃើញ Crystal Teleport នៅផ្នែកម្ខាងទៀតអញ្ចឹងបើសិនជាពួកគេអាចឆ្លងទៅកាន់ទីនោះបានពួកគេនឹងអាចគេចចេញពីទីនេះបានជាមិនខានហើយនៅពេលដែលគាត់ចង់ប្រាប់រឿងមួយនេះទៅកាន់អ្នកផ្សេងទៀតគាត់ក៏បានឃើញគ្រប់គ្នាមានការភ័យខ្លាចមិនអាចកម្រើកបានឡើយគឺមានតែគាត់ម្នាក់គត់ដែលអាចកម្រើកបានអញ្ចឹងបើសិនជាគាត់រត់នោះគាត់នឹងមានសុវត្ថិភាពហើយអ្នកផ្សេងទៀតនឹងស្លាប់ទាំងអស់គ្នាតែគាត់មិនអាចធ្វើបែបនេះបានទេរួចគាត់ក៏បានសម្រេចចិត្តចូលទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅតែម្ដងព្រោះការងាររបស់គាត់គឺត្រូវការពារសមាជិកថ្មីនិងនាំពួកគេចាកចេញពីទីនេះឲ្យតតែបានហើយគាត់គ្មានថ្ងៃក្បត់ពួកគេជាដាច់ខាតក្រោយពីបានគិតបែបនេះហើយអូរ៉ុនក៏បានស្រែកប្រាប់ឲ្យអ្នកដឹកនាំទាំងអស់ធ្វើយ៉ាងណាក៏ដោយត្រូវតែការពារសមាជិកថ្មីឲ្យមានសុវត្ថិភាពរួចគាត់ក៏បានចូលទៅកាប់គ្នាមួយស្មើជាមួយនឹងសត្វនាគខ្មៅតែម្ដងស្រាប់តែពេលនោះសត្វនាគខ្មៅក៏បានបាញ់ភ្លើងដ៏ធំមួយទៅកាន់ពួកគេតែអូរ៉ុនក៏បានប្រើប្រាស់វេទមន្ត Impact ដើម្បីពង្រឹង shield របស់ពួកគេឲ្យខ្លាំងជាងមុនហើយវាក៏អាចការពារការវាយប្រហាររបស់សត្វនាគខ្មៅបានផងដែរពេលឃើញបែបនេះ Sama ក៏បានដឹងយ៉ាងច្បាស់ថាវាគឺជាស្នាដៃរបស់អូរ៉ុនជាមិនខានរីឯអូរ៉ុនឯវិញក៏បានគប់កូនកំមិតមួយតម្រង់ទៅកាន់ភ្នែករបស់នាគខ្មៅហើយឆ្លៀតពេលដែលវាកំពុងតែបិទភ្នែកគាត់ក៏បានប្រើប្រាស់វេទមន្ត Impact កាប់ទៅលើវាមកទំហឹងមនុស្សចាស់តែម្ដងតែវាមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីសម្លាប់សត្វនាគខ្មៅបានទេរួចអូរ៉ុនក៏បានប្រាប់ទៅកាន់ Sama ឲ្យផ្ដោតតែទៅលើការការពារសមាជិកថ្មីទៅបានហើយទុកឲ្យគាត់ជាអ្នកចាត់ការសត្វនាគខ្មៅមួយនេះហើយគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់សមាជិកថ្មីថាគាត់ដឹងថាពួកគេកំពុងតែមានការភ័យខ្លាចតែកុំបារម្ភអីព្រោះគាត់នឹងការពារពួកគេឲ្យមានសុវត្ថិភាពបន្ទាប់មកអូរ៉ុនក៏បានយកខ្សែកមួយមកពាក់រួចគាត់ក៏បានចូលទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅដើម្បីបង្វែងដានវាឲ្យផ្ដោតតែទៅលើគាត់ម្នាក់គត់ពេលឃើញបែបនេះ Sama មានអារម្មណ៍មិនសូវស្រួលប៉ុន្មាននោះឡើយព្រោះសត្វនាគខ្មៅមួយនេះហើយគឺជាអ្នកដែលបានសម្លាប់ Albert កាលពីលើកមុនអញ្ចឹងបើសិនជារឿងមួយនេះកើតឡើងម្ដងទៀតនោះនាងនឹងមិនអាចទទួលយកបានទេអញ្ចឹងយើងបែរទៅកាន់ការប្រយុទ្ធឯនេះវិញនៅពេលដែលសត្វនាគខ្មៅបាញ់ភ្លើងទៅកាន់អូរ៉ុនក៏បានប្រើប្រាស់ shield ជញ្ជាំងឡងធ្វើឲ្យភ្លើងមួយនោះឡងទៅចំនាគខ្មៅវិញដោយ spell ជញ្ជាំងឡងមួយនេះគឺជាវេទមន្ត original មួយដែលអូរ៉ុនបានបង្កើតឡើងហើយវាអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងដែលប៉ះទៅលើវាឡងត្រឡប់ទៅកាន់សត្រូវវិញក៏ប៉ុន្តែនៅពេលដែលបានឃើញនាគខ្មៅនៅតែមិនមានរបួសបែបនេះអូរ៉ុនក៏បានសម្រេចចិត្តប្រើប្រាស់ spell កម្រិតខ្ពស់មួយដែលមានឈ្មោះថា Status Upដោយ spell មួយនេះគឺជួយបង្កើនថាមពលរបស់គាត់ទាំងអស់ឲ្យខ្លាំងជាងមុនគុណនឹង2តែ Sama ក៏បានគិតថាទោះបីជាថាមពលរបស់គាត់នៅពេលនេះខ្លាំងជាងមុនទ្វេដងក៏ដោយក៏វាមិនទាន់គ្រប់គ្រាន់ដើម្បីសម្លាប់សត្វនាគខ្មៅបានដែរតែអ្វីដែលធ្វើឲ្យនាងមិននឹកស្មានដល់នោះអូរ៉ុនមិនមែនខាស spell មួយនេះតែម្ដងនោះទេគឺគាត់បានប្រើប្រាស់វា5ដងជាប់គ្នាដែលមានន័យថាថាមពលរបស់គាត់នៅពេលនេះគឺខ្លាំងជាងមុនគុណនឹង32រួចក៏បានធ្វើឲ្យ Sama សឹងតែមិនជឿថាអូរ៉ុនអាចធ្វើវាបានទេព្រោះសូម្បីតែនាងផ្ទាល់ដែលជាដៃ support ដ៏ខ្លាំងជាងគេបង្អស់ក៏មិនអាចធ្វើវាបានដែររួចអូរ៉ុនក៏បានចូលទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅបន្តទៀតហើយទោះបីជាគាត់ទទួលបានថាមពលខ្លាំងជាងមុន32ដងក៏ដោយតែរាងកាយរបស់គាត់មិនអាចទ្រាំទ្របានយូរទេអញ្ចឹងគាត់ត្រូវតែបញ្ចប់រឿងមួយនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានហើយខណៈពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នានោះអូរ៉ុនក៏បានប្រើ
ប្រើប្រាស់សមត្ថភាពពិសេសរបស់គាត់ដូចគ្នាដោយគាត់អាចធ្វើការប្រមូលផ្ដុំម៉ាណាឲ្យនៅមួយកន្លែងហើយគាត់ក៏អាចឈរពីលើវានៅលើអាកាសបានផងដែរជាទូទៅគឺកម្រមានមនុស្សណាមានសមត្ថភាពពិសេសមួយនេះណាព្រោះវាគឺជាធម៌ពលមួយផ្សេងទៀតដែលខុសគ្នាពីវេទមន្តដោយគាត់អាចធ្វើការប្រមូលផ្ដុំម៉ាណាពីបរិស្ថានជុំវិញឲ្យនៅមួយកន្លែងហើយគាត់ថែមទាំងអាចផ្លាស់ប្ដូររូបរាងរបស់វាបានតាមចិត្តទៀតផងហើយវាគឺដូចគ្នាទៅនឹងសមត្ថភាពពិសេសរបស់ Oliver អញ្ចឹងគ្រាន់តែ Oliver ប្រើប្រាស់វាសម្រាប់ការវាយប្រហារតែប៉ុណ្ណោះបន្ទាប់មក Oron ក៏បានវាយបកទៅកាន់នាគខ្មៅវិញដោយគាត់បានប្រើប្រាស់ spell ជំនួយបន្ថែមទៀតដាក់ទៅលើដាវរបស់គាត់ហើយគាត់ក៏អាចធ្វើឲ្យសត្វនាគខ្មៅមានរបួសផងដែរតែរបួសប៉ុននេះគឺមិនអាចសម្លាប់សត្វនាគខ្មៅបានឡើយគឺមានតែធ្វើឲ្យវាខឹងខ្លាំងជាងមុនតែប៉ុណ្ណោះរួចសត្វនាគខ្មៅក៏បានប្រមូលផ្ដុំម៉ាណាពីបរិស្ថានជុំវិញបំលែងទៅជាវេទមន្តដ៏ខ្លាំងមួយធ្វើការវាយប្រហារទៅលើ Oron តែម្ដងបន្ទាប់មកសាច់រឿងរបស់យើងក៏បានត្រឡប់ថយក្រោយបន្តិចគឺថាកាលនៅក្មេង Oron បានរត់លេងនៅក្នុងភូមិជាមួយនឹងមិត្តភ័ក្តិរបស់គាត់មានក្តីសុខខ្លាំងណាស់ក៏ប៉ុន្តែមានថ្ងៃមួយខណៈពេលដែល Oron និង Oliver កំពុងតែហ្វឹកហាត់នៅខាងក្រៅភូមិក្រុមចៅក៏បានធ្វើការវាយប្រហារទៅលើភូមិរបស់ពួកគេហើយនៅពេលដែលពួកគេទាំងពីរត្រឡប់មកដល់ភូមិវិញគឺបានឃើញអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញបាត់ទៅហើយរួចពួកគេទាំងពីរក៏បានចំណាយពេលពេញមួយយប់ដើម្បីបញ្ចុះសពអ្នកភូមិទាំងប៉ុន្មានដែលបានស្លាប់រួច Oliver និង Oron ក៏បានបដិញ្ញាចិត្តថាពួកគេនឹងខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងជាងមុនដើម្បីកុំឲ្យនរណាម្នាក់លួចយកអ្វីៗចេញពីពួកគេបានម្ដងទៀតហើយមិនថាមានរឿងអ្វីកើតឡើងក៏ដោយក៏ពួកគេនឹងការពារមនុស្សសំខាន់សម្រាប់ពួកគេឲ្យតតែបានហើយការបដិញ្ញាចិត្តមួយនេះក៏បានបន្តរហូតមកដល់ពេលបច្ចុប្បន្នអញ្ចឹងដើម្បីអាចការពារមនុស្សគ្រប់គ្នាឲ្យមានសុវត្ថិភាពអូរុនត្រូវតែសម្លាប់សត្វនាគខ្មៅមួយនេះចោលក៏ប៉ុន្តែដោយសារតែនាគខ្មៅបានស្រូបយកម៉ាណាពីបរិស្ថានជុំវិញមកធ្វើជាអាវុធក៏បានធ្វើឲ្យរាងកាយនិងធម៌ពលរបស់វានៅពេលនេះខ្លាំងជាងមុនហើយសូម្បីតែការវាយប្រហាររបស់វាក៏លឿនជាងមុនដូចគ្នាដែលធ្វើឲ្យអូរុនចាញ់ប្រៀបព្រោះនៅពេលដែលគាត់ប្រយុទ្ធជាមួយនឹងវាកាលពីលើកមុនគឺមាន Derek និង Luna ជាអ្នករងការវាយប្រហាររបស់វាហើយ Annalie គឺជាអ្នកបាញ់វេទមន្តពីចម្ងាយចំណែកឯ Ultimate របស់ Oliver គឺជាអាវុធសម្ងាត់របស់ពួកគេក៏ប៉ុន្តែនៅពេលនេះគឺមានតែគាត់ម្នាក់គត់រួចអូរុនក៏បានស្បត់ថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏គាត់មិនឲ្យសត្វនាគខ្មៅមួយនេះឈ្នះគាត់ជាដាច់ខាតហើយគាត់នឹងសម្លាប់វាតែម្នាក់ឯងដោយមិនពឹងផ្អែកទៅលើក្រុម Hero នោះឡើយរួចអូរុនក៏បានស្ទុះចូលទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅម្ដងទៀតដោយលើកនេះគាត់បានបំពេញតួនាទីទាំងអស់នៅក្នុងក្រុមតែម្នាក់ឯងដោយមុនដំបូងគាត់បានដើរតួធ្វើជាដៃធាងប្រភេទកិច្ចដើម្បីកិច្ចចេញនិងបង្វែងដែនការវាយប្រហាររបស់សត្រូវបន្ទាប់មកគាត់ក៏បានដើរតួធ្វើជាដៃមេឃដោយប្រើប្រាស់វេទមន្តភ្លើងជាច្រើនធ្វើការវាយប្រហារទៅលើសត្វនាគខ្មៅក្នុងពេលតែមួយហើយគាត់ក៏បានដំណើរការវាម្ដងហើយម្ដងទៀតផងដែរព្រោះដោយសារតែ spell ទាំងអស់នោះគឺបានស្រូបម៉ាណាពីបរិស្ថានជុំវិញនោះឯងហើយជាចុងក្រោយគាត់ក៏បានដើរតួធ្វើជាដៃ fighter ដោយបានស្រូបយកម៉ាណាចូលទៅក្នុងដាវរបស់គាត់រួចគាត់ក៏បានប្រើប្រាស់ Divine Flash របស់ Oliver ធ្វើការវាយប្រហារទៅលើសត្វនាគខ្មៅតែម្ដងហើយគាត់ក៏បាន support ការវាយប្រហារមួយនោះជាមួយនឹង spell impact ផងដែរពេលឃើញបែបនេះធ្វើឲ្យគ្រប់គ្នាមានការសប្បាយចិត្តជាខ្លាំងព្រោះពួកគេគិតថាសត្វនាគខ្មៅបានស្លាប់បាត់ទៅហើយតែគ្រប់យ៉ាងគឺផ្ទុយស្រឡះព្រោះដោយសារតែមុននឹងសត្វនាគខ្មៅបានយកកន្ទុយរបស់វាមករងតន់ចឹងវាមិនតន់ស្លាប់នោះទេរួចសត្វនាគខ្មៅក៏បានប្រើប្រាស់ធម៌ពលដែលវាមានទឹកប៉ុន្មានធ្វើការវាយបកទៅកាន់អូរុនវិញតែម្ដងតែអូរុនក៏បានគេចចេញពីការវាយប្រហារទាំងអស់នោះបានទាំងអស់ហើយនៅពេលដែលបានឃើញវេទមន្ត support របស់អូរុនអស់ម៉ោងបែបនេះសេម៉ាក៏ចង់ជួយគាត់តែអូរុនក៏បាន cancel វេទមន្ត support របស់នាងព្រោះគាត់មិនត្រូវការជំនួយរបស់នាងទេគឺឲ្យនាងផ្ដោតតែទៅលើការការពារខ្លួនឯងទៅបានហើយរួចអូរុនក៏បានប្រើប្រាស់ status up ចំនួន5ដងឡើងវិញហើយកុនក៏បានប្រើប្រាស់វេទមន្តរន្ទះបូកផ្សំជាមួយនឹង spell impact ដើម្បីបាញ់ទម្លាក់សត្វនាគខ្មៅចុះទៅខាងក្រោមហើយដោយសារតែដាវរបស់គាត់មិនអាចទ្រាំទ្រទៀតបានអូរុនក៏បានប្រើប្រាស់ spell distraction ធ្វើការប្រមូលផ្ដុំម៉ាណាបង្កើតបានជាដាវខ្មៅដ៏ធំមួយហើយទោះបីជាមិនមាន spell impact ជំនួយក៏ដោយក៏ដាវខ្មៅមួយនេះសាហាវជាង spell កម្រិតពិសេសផ្សេងទៀតឆ្ងាយណាស់រួចកុនក៏បានប្រើប្រាស់ដាវខ្មៅមួយនោះស្ទុះចូលទៅសម្រាប់សត្វនាគខ្មៅបានសម្រេចតែម្ដងហើយក៏បានធ្វើឲ្យគ្រប់គ្នាមានការសប្បាយចិត្តខ្លាំងមែនទែន
នស្ទើរតែមិនអាចទប់ទឹកភ្នែកបានឡើយកាត់មកខាងក្រុម Hero ឯណែវិញនៅពេលដែលពួកគេធ្វើដំណើរជិតទៅដល់ Dungeon ហើយនោះពួកគេក៏បានក្រឡេកឃើញពន្លឺ Teleport ពីចម្ងាយហើយនៅពេលដែលពួកគេទៅដល់ក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញសារសពរបស់សត្វនាគខ្មៅនៅទីនោះរួច Luna ក៏បានក្រឡេកឃើញ Oron កំពុងតែមានរបួសហើយនាងក៏ចង់ប្រើប្រាស់វេទមន្ត Healing ដើម្បីព្យាបាលរបួសទៅឲ្យគាត់តែ Oron មិនត្រូវការនោះទេរួចកនក៏បានសុំឲ្យនាងចាត់ចែងរឿងរ៉ាវទាំងអស់នេះជំនួសគាត់ផងដែររួចកនក៏បានធ្វើដំណើរចាកចេញពីទីនោះទៅហើយនៅពេលដែលបានឃើញ Oron មានរបួសតែម្នាក់ឯងបែបនេះ Luna ក៏បានដឹងយ៉ាងច្បាស់ថា Oron គឺជាអ្នកដែលបានសម្លាប់សត្វនាគខ្មៅតែម្នាក់ឯងតែ Derek មិនជឿនោះទេហើយកនថែមទាំងចង់រករឿង Oron ទៀតផងតែ Luna ក៏បានហាមគាត់ព្រោះគ្រប់យ៉ាងគឺបានបញ្ជាក់ច្បាស់ហើយថា Oron គឺជាមនុស្សម្នាក់ដែលបានសម្លាប់សត្វនាគខ្មៅពិតមែនហើយអ្វីបានជា Derek មិនព្រមទទួលស្គាល់ថាខ្លួនឯងកាកទៀតអញ្ចឹងរួចក៏បានធ្វើឲ្យ Derek ខឹងជាខ្លាំងហើយកនក៏ចង់ស្ទុះចូលទៅវាយ Luna តែម្ដងតែ Luna ក៏អាចបញ្ឈប់ Derek បានយ៉ាងងាយទោះបីជានាងគឺជាដៃ Healer ក៏ដោយក៏ Derek មិនមែនជាដៃគូរបស់នាងឡើយរួច Oliver ក៏បានបញ្ឈប់ពួកគេទាំងពីរហើយមើលទៅកនក៏មិនសូវសប្បាយចិត្តប៉ុន្មាននោះដែរពេលត្រឡប់មកដល់ Guild វិញខណៈពេលដែល Sophia កំពុងតែអង្គុយសរសេររបាយការណ៍ Selma ក៏បានធ្វើដំណើរមកដល់ហើយមើលទៅនាងគឺពិតជាអស់កម្លាំងខ្លាំងណាស់អញ្ចឹងដើម្បីលើកទឹកចិត្តទៅកាន់បងស្រី Sophia ក៏បានបបួលបងស្រីទៅងុយទឹកជាមួយគ្នាតែម្ដងរួចក៏បានធ្វើឲ្យ Selma មានអារម្មណ៍ល្អឡើងវិញផងដែរហើយនៅក្នុងអំឡុងពេលដែលពួកគេកំពុងតែងុយទឹកនោះ Selma ក៏បានសួរទៅកាន់ Sophia តាក់ទងទៅនឹងការប្រយុទ្ធរបស់ Oron ជាមួយនឹងសត្វនាគខ្មៅព្រោះដោយសារតែ Oron សាហាវខ្លាំងពេកធ្វើឲ្យនាងមិនអាចយល់ពីគាត់បានឡើយតែ Sophia គឺនាងអាចយល់ពី Oron ព្រោះមើលទៅវេទមន្តនិងបំលាស់ទីរបស់គាត់គឺពិតជាអស្ចារ្យខ្លាំងណាស់តែក្រៅពីនោះគឺសុទ្ធតែជាមូលដ្ឋានគ្រឹះទាំងអស់ហ្នឹងហើយវាគឺដូចជាអ្វីដែល Oron បានបង្រៀនមកកាន់ពួកគេអំពីរបៀបប្រយុទ្ធរបស់អ្នកវាយប្រហារនិងអ្នកការពារហើយនាងមិននឹកស្មានថា Oron អាចបំពេញតួនាទីទាំងអស់តែម្នាក់ឯងបានបែបនេះនោះទេគ្រាន់តែបានឮភ្លាមធ្វើឲ្យ Selma មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល Sophia អាចមើលយល់បែបនេះរួចនាងក៏បានសរសើរទៅកាន់ Sophia ផងដែរហើយនៅថ្ងៃបន្ទាប់យើងក៏បានឃើញ Oron កំពុងតែដេកឈឺខ្លួនពេញមួយថ្ងៃព្រោះកាលពីម្សិលមិញគាត់បានប្រើប្រាស់វេទមន្តលើដៃកំណត់តែសំណាងល្អហើយដែលវាមិនបានផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងររួចកនក៏បានក្រឡេកឃើញ Selma តាមបង្អួចហើយក៏បានចុះទៅជួបជាមួយនាងតែម្ដងលុះក្រោយពីបានសួរសុខទុក្ខគ្នារួចហើយ Selma ក៏បានអរគុណទៅកាន់ Oron ព្រោះពួកគេបានបញ្ចប់បេសកកម្មនៅក្នុង Dungeon ប្រកបដោយសុវត្ថិភាពគឺដោយសារតែបាន Oron ការពារពួកគេនោះឯងតែ Oron ក៏បានហាម Selma ថាកុំឲ្យឱនក្បាលគោរពមកកាន់គាត់អីព្រោះឋានៈរបស់នាងគឺមិនស័ក្តិសមឱនក្បាលគោរពមកកាន់គាត់នោះទេតែ Selma ក៏បានតបទៅវិញថាឋានៈរបស់នាងគឺមិនសំខាន់នោះឡើយព្រោះគាត់បានជួយជីវិតនាងនិងសមាជិកថ្មីអញ្ចឹងទោះបីជានាងឱនក្បាល100ដងទៀតក៏មិនតាន់គ្រប់គ្រាន់ដែរហើយតាមពិតទៅមូលហេតុដែល Selma មកជួបជាមួយនឹងគាត់នោះគឺមិនមែនដើម្បីតែអរគុណគាត់ប៉ុណ្ណោះទេគឺនាងចង់នាំគាត់ទៅកាន់ Guild ទន្សាយប្រាក់ព្រោះដោយសារតែប្រធាន Guild ចង់ជួបជាមួយនឹងគាត់ហើយនៅពេលទៅដល់ប្រធាន Guild ក៏បានប្រាប់ត្រង់ៗទៅកាន់ Oron ថាមូលហេតុដែលគាត់ហៅ Oron មកកាន់ទីនេះគឺដើម្បីសុំឲ្យ Oron ចូល Guild ទន្សាយប្រាក់ហើយបើសិនជា Oron យល់ព្រមនោះពួកគេមិនត្រឹមតែឲ្យ Oron ធ្វើជាដៃ Fighter នៅក្នុងក្រុមទី1ដែលជាក្រុមដ៏ខ្លាំងជាងគេបង្អស់ប្រចាំ Guild ប៉ុណ្ណោះទេតែគាត់នឹងប្រកួតតំណែងអនុសេនីយ៍ឯកទៅឲ្យ Oron ទៀតផងតែ Oron ក៏បានតបទៅវិញថាគាត់នៅក្មេងខ្លាំងណាស់សម្រាប់តំណែងមួយនេះរួចលោកប្រធានក៏បាននិយាយថាទោះបីជា Oron នៅក្មេងក៏ដោយតែគាត់មានបទពិសោធន៍គ្រប់គ្រាន់អាចកាន់តំណែងមួយនេះបានហើយសូម្បីតែ Selma ក៏បានយល់ស្របដូចគ្នាក៏ប៉ុន្តែ Oron មិនបានយល់ព្រមភ្លាមៗនោះទេគឺគាត់សុំពេលគិតបន្តិចសិនរួចលោកប្រធានក៏មិនបានបង្ខំគាត់នោះដែរហើយមុនពេលដែល Oron ត្រឡប់ទៅវិញលោកប្រធានក៏បានប្រាប់ឲ្យ Oron ធ្វើដំណើរទៅកាន់ Guild អ្នកផ្សងព្រេងព្រោះដោយសារតែពួកគេចង់ជួបជាមួយនឹងគាត់តែមុនពេលដែល Oron ធ្វើដំណើរទៅកាន់ទីនោះគាត់ក៏បានឈានចូលហាងលក់ថ្នាំរបស់លោកតាហើយក៏បានប្រាប់នៅរឿងរ៉ាវទាំងប៉ុន្មានទៅកាន់លោក
លោកតាផងដែរព្រោះគាត់មិននឹកស្មានថាហ្គាទន្សាយប្រាក់ឲ្យតម្លៃខ្ពស់មកកាន់គាត់បែបនេះនោះទេហើយគាត់មានការស្ទាក់ស្ទើរព្រោះគាត់ខ្លាចត្រូវបានគេប្រើហើយទាត់ក្បាលចោលម្ដងទៀតរួចលោកតាក៏បានបញ្យល់ប្រាប់ទៅកាន់គាត់ថាពាក្យថាប្រើទោះបីជាវាមិនមែនជាពាក្យល្អក៏ពិតមែនតែគាត់គិតថាវាអាចជួយគ្នាទៅវិញទៅមកហើយការបំពេញចំណុចខ្សោយរបស់យើងនោះហើយគឺជារបៀបដែលមនុស្សរីកចម្រើនរួចលោកតាក៏បានប្រាប់ឲ្យអូរ៉ុនគិតអំពីវាបន្ថែមទៀតផងដែរលុះបន្ទាប់ពីអូរ៉ុនបានធ្វើដំណើរទៅដល់ហ្គៀលហើយនោះគាត់ក៏បានឃើញក្រុមហេរ៉ូក៏នៅទីនោះដូចគ្នារួចលោកប្រធានក៏បានសួរទៅកាន់អូរ៉ុនអំពីហេតុការណ៍ដែលបានកើតឡើងថាសត្វនាគខ្មៅបានបង្ហាញខ្លួននៅជាន់ទី50ហើយអូរ៉ុនគឺជាអ្នកដែលបានសម្លាប់វាតែម្នាក់ឯងមែនឬទេរួចអូរ៉ុនក៏បានឆ្លើយថាពិតមែនហើយតែដឺរ៉េងនិងអាណាលីក៏បាននិយាយកាត់ថាគុំតែបានពួកគេវាយឲ្យសត្វនាគខ្មៅមានរបួសទេកុំអីអូរ៉ុនមិនអាចសម្លាប់វាបានឡើយតែអូរ៉ុនក៏បានប្រាប់ឲ្យពួកគេបិទមាត់ដែលធ្វើឲ្យដឺរ៉េងខឹងជាខ្លាំងរួចអូរ៉ុនក៏បានសុំការអនុញ្ញាតពីលោកប្រធានដើម្បីនិយាយជាមួយនឹងក្រុមហេរ៉ូបន្តិចហើយបន្ទាប់ពីលោកប្រធានបានអនុញ្ញាតឲ្យហើយនោះអូរ៉ុនក៏បានស្ដីបន្ទោទៅកាន់អូលីវើដែលនាំដៃ support ថ្មីចូលទៅក្នុងដនចិនជាន់ទី92ទាំងដែលវាគឺជាការ team up លើកដំបូងព្រោះគាត់ធ្លាប់បានប្រាប់អូលីវើច្រើនដងហើយថាវាមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាគាត់ចូលទៅក្នុងដនចិនជាន់ជ្រៅទាំងដែលគាត់មិនទាន់ខ្លាំងគ្រប់គ្រាន់តែអូលីវើក៏បានតបទៅវិញថាដោយសារតែបែបនេះហើយទើបបានជាពួកគេផ្លាស់ប្ដូរដៃ support ថ្មីដែលខ្លាំងជាងអូរ៉ុនហើយគាត់គិតថាពួកគេនឹងអាចចូលទៅកាន់ជាន់ជ្រៅបានជាមិនខានតែអូរ៉ុនមិនបានខឹងអូលីវើទៅលើរឿងមួយនេះទេគឺគាត់ខឹងអូលីវើដោយសារតែអូលីវើមិនឲ្យតម្លៃទៅលើដៃ support រួចអូលីវើក៏បាននិយាយកាត់ថាគាត់ដឹងអំពីតម្លៃរបស់ដៃ support ច្បាស់ណាស់ថាដៃ support មានសារៈសំខាន់ខ្លាំងប៉ុណ្ណាហើយនេះហើយបានជាពួកគេត្រូវការដៃ support ថ្មីពេលឮបែបនេះអូរ៉ុនក៏បានសួរទៅកាន់គាត់ថាបើសិនជាគាត់បានដឹងហើយហេតុអ្វីបានជាគាត់ចាប់ផ្ដើមនៅដនចិនជន់ជ្រៅបែបនេះហើយតើគាត់មានដឹងថាដៃ support ត្រូវការផ្ដោតអារម្មណ៍ខ្លាំងប៉ុណ្ណាអត់នៅពេលដែលពួកគេចូលទៅក្នុងដនចិនម្ដងតែអូលីវើបែរជាគិតថាការងាររបស់ដៃ support គឺគ្មានអ្វីពិបាកនោះឡើយគឺពួកគេគ្រាន់តែអង្គុយនៅកន្លែងដែលមានសុវត្ថិភាពហើយប្រើប្រាស់វេទមន្ត support ទៅឲ្យធីមម្ដងទៀតនៅពេលដែល buff ទី1អស់ម៉ោងតែប៉ុណ្ណោះគ្រាន់តែបានលឺភ្លាមធ្វើឲ្យអូរ៉ុនខឹងជាខ្លាំងរួចគាត់ក៏បាននិយាយថាអូលីវើមានរយៈពេល61វិនាទីអាណាលី134វិនាទី Derek 186វិនាទីហើយវាគឺជារយៈពេលដែល buff របស់ពួកគេម្នាក់អស់ម៉ោងអញ្ចឹងដៃ support ត្រូវផ្ដោតទៅលើពេលវេលាទាំងអស់នោះបណ្ដើរហើយត្រូវពិនិត្យមើលស្ថានភាពប្រយុទ្ធដើម្បីបញ្ជាទៅដល់សមាជិកក្រុមបណ្ដើរអញ្ចឹងតើអូលីវើនៅតែគិតថាវាគឺជារឿងងាយស្រួលទៀតមែនរួចក៏បានធ្វើឲ្យអូលីវើអស់ពីអីនិយាយហ្មងកាត់មកខាងក្រុមទី10ឯនេះវិញពួកគេក៏បានពិភាក្សាគ្នាតាក់ទងទៅនឹងរឿងរបស់អូរ៉ុនហើយពួកគេគឺសុទ្ធតែចង់ឲ្យអូរ៉ុនចូលរួមនៅក្នុងហ្គាទន្សាយប្រាក់ដូចគ្នារួចពួកគេក៏បាននាំគ្នាទៅសួរសាម៉ាដើម្បីចង់ដឹងថាតើអូរ៉ុននៅឯណាព្រោះពួកគេចង់នាំគ្នាទៅរកគាត់ដើម្បីសុំឲ្យគាត់ចូលរួមនៅក្នុងហ្គាទន្សាយប្រាក់រួចសាម៉ាក៏បានតបទៅវិញថានាងក៏ចង់ឲ្យអូរ៉ុនចូលរួមនៅក្នុងហ្គាទន្សាយប្រាក់ដូចគ្នាក៏ប៉ុន្តែអូរ៉ុនមានថាមពលខ្លាំងណាស់អញ្ចឹងគាត់មិនត្រូវការពួកគេនោះទេហើយពួកគេមានតែធ្វើជាបន្ទុកដល់គាត់តែប៉ុណ្ណោះតែទោះបីជាបានដឹងអំពីរឿងមួយនេះហើយក៏ដោយក៏ពួកគេទាំង3នាក់នៅតែចង់ឲ្យអូរ៉ុនចូលរួមជាមួយនឹងពួកគេដដែលនឹងព្រោះពួកគេចង់រៀនពីគាត់បន្ថែមទៀតហើយនៅពេលដែលពួកគេខ្លាំងជាងមុនហើយនោះអូរ៉ុននឹងទទួលស្គាល់ពួកគេជាមិនខានពេលលើបែបនេះសេម៉ាក៏បានយល់ស្របរួចនាងក៏បានប្រាប់ទៅកាន់ពួកគេថាអូរ៉ុនកំពុងតែនៅហ្គៀលអ្នកផ្សងព្រេងអញ្ចឹងបើសិនជាពួកគេប្រញាប់ទៅពួកគេនឹងបានជួបគាត់ជាមិនខានរួចពួកគេទាំង3នាក់ក៏ប្រញាប់ធ្វើដំណើរទៅកាន់ទីនោះទៅរីឯអូរ៉ុនឯវិញបន្ទាប់ពីគាត់បានផ្ដល់ព័ត៌មានទៅឲ្យខាងហ្គៀរួចហើយក៏ដល់ពេលដែលពួកគេត្រូវដាក់ពិន័យទៅលើក្រុមហេរ៉ូសម្រាប់ការបង្ខំ teleport វិញម្ដងហើយខណៈពេលដែលអូរ៉ុនកំពុងតែដើរចាកចេញពីទីនោះគាត់ក៏បានក្រឡេកឃើញក្មេងៗពីចម្ងាយរួចគាត់ក៏បានដឹងយ៉ាងច្បាស់ថាពួកគេមកទីនេះដើម្បីហៅគាត់ឲ្យចូលហ្គៀទន្សាយប្រាក់ជាមិនខានរួចគាត់ក៏បានព្យាយាមរត់គេចចេញពីពួកគេហើយក៏បានទៅលើកខ្លួននៅក្នុងហាងលក់ថ្នាំរបស់លោកតាតែម្ដងរួចលោកតាក៏បានសួរទៅកាន់អូរ៉ុនថាហេតុអ្វីបានជាគាត់រត់គេចចេញពីពួកគេបែបនេះរួចអូរ៉ុនក៏បានតបទៅវិញថាគាត់បានសម្រេចចិត្តរួចហើយថាគាត់នឹងមិនចូលរួមក្រុមតទៅទៀតនោះទេហើយដោយសារតែមិនចង់ឲ្យពួកគេសែតក៏បានរត់ចេញពី
ពួកគេតែម្ដងពេលលើបែបនេះលោកតាក៏បានគិតថាពួកគេប្រហែលជាសំខាន់សម្រាប់អូរ៉ុនខ្លាំងហើយទើបបានជាគាត់មិនចង់ឲ្យពួកគេសែតបែបនេះរួចលោកតាក៏បាននិយាយលើកទឹកចិត្តទៅកាន់អូរ៉ុនថាគាត់ដឹងថាអូរ៉ុនកំពុងតែស្វែងរកកន្លែងមួយដែលជាកម្មសិទ្ធិរបស់ខ្លួនតែគាត់គិតថាអូរ៉ុនមិនគួរនៅតែម្នាក់ឯងនោះទេគឺអូរ៉ុនអាចស្វែងរកកន្លែងមួយនៅរួមជាមួយនឹងអ្នកដទៃផ្សេងទៀតរួចអូរ៉ុនក៏បានយកពាក្យសម្ដីរបស់លោកតាទៅពិចារណាហើយគាត់ក៏បានជួបជាមួយនឹងសូហ្វៀដោយមិនបង្អង់យូរសូហ្វៀក៏បានអរគុណទៅកាន់អូរ៉ុនដែលបានជួយជីវិតពួកគេពីសត្វនាគខ្មៅកាលពីម្សិលមិញហើយពួកគេខំតាមរកគាត់ពេញមួយថ្ងៃតែរកគាត់មិនឃើញសោះរួចអូរ៉ុនក៏បានតបទៅវិញថាគាត់អាឡែងទៅដើរលេងនៅក្នុងទីក្រុងហើយគាត់ក៏បានសួរទៅកាន់នាងវិញថាតើនាងមកធ្វើអ្វីនៅទីនេះទាំងយប់អញ្ចឹងរួចសូហ្វៀក៏បានឆ្លើយថាទីនេះគឺនៅក្បែរហ្គាទន្សាយប្រាក់ហើយវាគឺជាកន្លែងមួយដែលនាងចូលចិត្តមកលេងព្រោះនាងអាចមើលឃើញព្រះច័ន្ទស្រស់ស្អាតហើយនាងមានអារម្មណ៍ថាទទួលបានកម្លាំងខ្លាំងជាងមុននៅពេលដែលនាងក្រឡេកមើលព្រះច័ន្ទម្ដងរួចនាងក៏បានសួរទៅកាន់អូរ៉ុនថាតើគាត់ដឹងថាឈ្មោះហ្គាទន្សាយប្រាក់មានប្រភពមកពីណាអត់តែអូរ៉ុនមិនដឹងនោះទេរួចសូហ្វៀក៏បានបញ្យល់ប្រាប់ទៅកាន់គាត់ថាព្រះច័ន្ទគឺជាអ្នកនាំផ្លូវនៅពេលយប់ហើយហ្គាទន្សាយប្រាក់ក៏ចង់ក្លាយទៅជាអ្នកនាំផ្លូវសម្រាប់អ្នកផ្សងព្រេងដូចគ្នាពេលឮបែបនេះអូរ៉ុនក៏បាននឹកឃើញទៅដល់ក្មេងស្រីម្នាក់ព្រោះគាត់ធ្លាប់បាននិយាយជាមួយនាងអំពីការនាំផ្លូវដូចគ្នាបន្ទាប់មកសូហ្វៀក៏បានសុំឲ្យអូរ៉ុនចូលហ្គាទន្សាយប្រាក់តែម្ដងតែមុនពេលដែលអូរ៉ុនផ្ដល់ចម្លើយត្រឡប់ទៅវិញគាត់ក៏បានសួរសំណួរមួយទៅកាន់សូហ្វៀថាតើហ្គាទន្សាយប្រាក់គឺជាកន្លែងបែបណាសម្រាប់នាងរួចសូហ្វៀក៏បានតបថាហ្គាទន្សាយប្រាក់គឺជាកន្លែងមួយដែលបានបង្រៀនអ្វីៗជាច្រើនមកកាន់នាងធ្វើឲ្យនាងមានស្នាមញញឹមហើយនាងអាចនិយាយបានថាវាគឺជាផ្ទះរបស់នាងរួចក៏បានធ្វើឲ្យអូរ៉ុនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាគឺជាចម្លើយមួយដែលគាត់កំពុងតែតាមស្វែងរកនោះឯងហើយនៅថ្ងៃបន្ទាប់អូរ៉ុនក៏បានធ្វើដំណើរទៅជួបជាមួយនឹងលោកប្រធាននៅឯហ្គាទន្សាយប្រាក់ហើយក៏បានសម្រេចចិត្តចូលហ្គាទន្សាយប្រាក់តែម្ដងរួចសែម៉ាក៏បានយកឯកសណ្ឋានថ្មីមួយមកឲ្យអូរ៉ុនផងដែរចឹងចាប់តាំងពីថ្ងៃនេះតទៅអូរ៉ុនក៏ជាសមាជិកម្នាក់នៅក្នុងហ្គាទន្សាយប្រាក់ដូចគ្នារួចក៏បានធ្វើឲ្យក្មេងៗមានការសប្បាយចិត្តជាខ្លាំងបន្ទាប់មកសាច់រឿងរបស់យើងក៏បានត្រឡប់ថយក្រោយបន្តិចគឺយើងបានឃើញអូរ៉ុននិងអូលីវើកំពុងតែប្រកួតគ្នានៅចំពោះមុខមនុស្សធំ4នាក់ហើយនៅក្នុងការប្រកួតមួយនោះអូលីវើក៏បានយកឈ្នះទៅលើអូរ៉ុនរួចមនុស្សធំក៏ចង់ឲ្យអូលីវើធ្វើជាហេរ៉ូដើម្បីសម្រេចផែនការរបស់ពួកគេហើយឲ្យអូរ៉ុនធ្វើជាអ្នកការពារហេរ៉ូផងដែរតាមពិតទៅអូរ៉ុនក៏ធ្វើពុតជាវាយចាញ់តែប៉ុណ្ណោះហើយអូលីវើក៏បានដឹងដែរព្រោះដោយសារតែអូរ៉ុនខ្លាំងជាងគាត់តែអូរ៉ុនក៏បានតបទៅវិញថាការពីលើកមុនគាត់ខ្លាំងជាងអូលីវើពិតមែនតែដោយសារតែអូលីវើព្យាយាមហ្វឹកហាត់ខ្លាំងជាងគាត់ទើបបានជាអូលីវើអាចយកឈ្នះគាត់បានបែបនេះតែអូលីវើនៅតែមិនជឿដដែលនឹងរួចកង់ក៏បានដើរចេញពីទីនោះទៅបន្តិចក្រោយមកក្មេងស្រីម្នាក់ដែលមានឈ្មោះថាស៊ីយ៉ូនក៏បានដើរមកនិយាយលើកទឹកចិត្តទៅកាន់អូរ៉ុនហើយនាងក៏បានដឹងដូចគ្នាថាអូរ៉ុនធ្វើពុតជាចាញ់ព្រោះដោយសារតែនាងបានដឹងអំពីសមត្ថភាពរបស់អូរ៉ុនច្បាស់ណាស់រីឯមូលហេតុដែលអូរ៉ុនធ្វើពុតជាចាញ់នោះគឺដោយសារតែគាត់មិនចង់ទទួលរងបន្ទុកពីមនុស្សធំទាំងអស់នោះទេហើយគាត់ក៏បានស្ដីបន្ទោសខ្លួនឯងព្រោះដោយសារតែនៅពេលនេះអូលីវើគឺជាអ្នកទទួលរងបន្ទុកទាំងអស់នោះជំនួសគាត់អញ្ចឹងគាត់ត្រូវតែជួយអូលីវើតាមដែលអាចធ្វើបានរួចស៊ីយ៉ុនក៏បាននិយាយថានាងនឹងមិនឲ្យអូរ៉ុននៅឯកាតែម្នាក់ឯងនោះឡើយហើយនាងនឹងព្យាយាមហ្វឹកហាត់ឲ្យខ្លាំងជាងមុនដើម្បីឈរនៅក្បែរគាត់ទោះបីជាគាត់ទៅដល់ទីណាក៏ដោយក៏នាងនឹងតាមគាត់ឲ្យទាន់អញ្ចឹងគាត់មិនត្រូវទទួលរងបន្ទុកទាំងអស់នោះតែម្នាក់ឯងទេក៏ប៉ុន្តែនៅពេលនោះអូរ៉ុនមិនអាចចងចាំពាក្យសម្ដីទាំងប៉ុន្មានដែលស៊ីយ៉ូនបាននិយាយនោះឡើយគឺប្រៀបបានដូចជាគាត់បានបាត់បង់ការចងចាំពីនាងអញ្ចឹងត្រឡប់មកពេលបច្ចុប្បន្នវិញគឺយើងបានឃើញប្រធានហ្គាអ្នកផ្សងព្រេងនៅឯតំបន់ភាគខាងត្បូងបានធ្វើដំណើរទៅជួបជាមួយនឹង Grand Master នៅឯតំបន់ភាគខាងលិចដើម្បីប្រាប់ព័ត៌មានដ៏សំខាន់មួយព្រោះកាលពី3ថ្ងៃមុនគឺមានអ្នកផ្សងព្រេងម្នាក់បានសម្លាប់សត្វនាគខ្មៅតែម្នាក់ឯងនៅក្នុងដនចិនភាគខាងត្បូងរួចក៏បានធ្វើឲ្យ Grand Master មានការភ្ញាក់ផ្អើលជាខ្លាំងចឹងមានន័យថាពួកគេអាចបន្តការឃ្លាដនចិនទៀតបានហើយរួយកង់ក៏បានសួរទៅកាន់ប្រធានហ្គាលថាតើវាគឺជាស្នាដៃរបស់ Oliver មែនតែប្រធានហ្គាលក៏បានឆ្លើយថាមិនមែនទេចឹងមានតែអូរ៉ុនហើយរួចក៏បានធ្វើឲ្យប្រធានហ្គាលមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល Gear Master ស្គាល់អូរ៉ុនបែបនេះរួច Gear Master ក៏បានគិតនៅក្នុងចិត្តថាបើសិនជាអូរ៉ុនមានថាមពលពិសេសបែប
នេះគាត់នឹងមិនជ្រើសរើសយកការសម្លាប់ boss នោះទេរួយ Guild Master ក៏បានសួរទៅកាន់ប្រធាន Guild ថាតើថ្មីនេះអូរ៉ុនមានបានធ្វើសកម្មភាពអ្វីខុសប្លែកពីធម្មតាអត់តែប្រធាន Guild ក៏បានឆ្លើយថាមិនមាននោះទេអញ្ចឹងមានន័យថាអូរ៉ុនមិនតន់ត្រឡប់ទៅកាន់ធាតុដើមរបស់គាត់នោះឡើយរួយ Game Master ក៏បានប្រាប់ទៅកាន់ប្រធាន Guild ថាបើសិនជាមានរឿងអ្វីកើតឡើងទៅលើអូរ៉ុនគឺត្រូវផ្ដល់ដំណឹងប្រាប់មកកាន់គាត់ជាបន្ទាន់ស្របពេលជាមួយគ្នានោះនៅក្នុង Dungeon ភាគខាងលិចឯណែវិញគឺយើងបានឃើញមនុស្ស4នាក់បានសម្លាប់អ្នកផ្សងព្រេងខ្លាំង5ក្រុមចោលគ្មានសល់ព្រោះដោយសារតែអ្នកផ្សងព្រេងទាំងអស់នោះគឺជាកូនចៅរបស់ព្រះវិហារដែលត្រូវជាសត្រូវរបស់ពួកគេហើយនៅក្នុងចំណោមពួកគេទាំង4នាក់នោះក៏មានស៊ីយ៉ូនដែលត្រូវជាមិត្តភក្តិរបស់អូរ៉ុនដូចគ្នាបន្តិចក្រោយមក Messenger ម្នាក់ក៏បាននាំសារមួយពីទីស្នាក់ការកណ្ដាលមកប្រាប់ពួកគេថាគឺមានមនុស្សដ៏ខ្លាំងម្នាក់បានសម្លាប់សត្វនាគខ្មៅតែម្នាក់ឯងនៅឯ Dungeon ភាគខាងត្បូងហើយកនក៏ទទួលបានរហស្សនាមថា The Dragon Slayer ហើយទីស្នាក់ការកណ្ដាលក៏បានបញ្ជាឲ្យក្រុមរបស់ស៊ីយ៉ូនធ្វើដំណើរទៅជួបជាមួយនឹងមនុស្សម្នាក់នោះបើសិនជាអាចគឺឲ្យនាំកនចូលក្រុមរបស់ពួកគេតែបើសិនជាគាត់ចោះចូលជាមួយនឹងព្រះវិហារគឺត្រូវតែសម្លាប់គាត់ចោលក្រោយពីបានប្រាប់រួចហើយ Messenger ក៏បានធ្វើដំណើរត្រឡប់ទៅវិញទៅហើយដោយសារតែតំបន់ខាងត្បូងគឺជាទឹកដីរបស់ព្រះវិហារដូចជាតំបន់ខាងលិចចឹងពួកគេត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ហើយពួកគេពិតជាចង់ដឹងខ្លាំងណាស់ថាតើ The Dragon Slayer សាហាវខ្លាំងប៉ុណ្ណានៅតាមផ្លូវស៊ីយ៉ូនក៏បានគិតក្នុងចិត្តតែម្នាក់ឯងថានាងស្ទើរតែមិនជឿថានៅតំបន់ភាគខាងត្បូងគឺមានមនុស្សម្នាក់ដែលខ្លាំងដូចជានាងបានបង្ហាញខ្លួននោះទេហើយនាងមិនចង់ពាក់ព័ន្ធជាមួយនឹងកន្លែងមួយនោះឡើយតែនាងគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងមួយនេះបានហើយបើសិនជា The Dragon Slayer ពិតជាខ្លាំងមែននោះតំបន់ខាងត្បូងនឹងអាចដួលរលំលឿនដូចជាតំបន់ខាងលិចដែរចឹងនាងត្រូវតែបញ្ឈប់រឿងមួយនេះឲ្យតទៅបានព្រោះនាងធ្លាប់បានស្បត់ថានាងនឹងបំពេញបំណងប្រាថ្នារបស់អូរ៉ុនបន្ទាប់ពីគាត់ស្លាប់ព្រោះអូរ៉ុនគឺជាមនុស្សម្នាក់ដែលនាងស្រឡាញ់ជាទីបំផុតដោយនេះហើយបានជានៅពេលដែលនាងបានទទួលដំណឹងថាអូរ៉ុនបានស្លាប់ហើយព្រះវិហារគឺជាអ្នកដែលនៅពីក្រោយរឿងមួយនេះក៏បានធ្វើឲ្យនាងខឹងជាខ្លាំងហើយនាងនឹងសម្លាប់តាចាស់ទាំងអស់នៅក្នុងព្រះវិហារដើម្បីសងសឹកឲ្យអូរ៉ុនវិញឲ្យតទៅបានតែនាងមិនបានដឹងទេថាអូរ៉ុនគឺមិនទាន់ស្លាប់នោះទេការមកខាងហ្គាទន្សាយប្រាក់អាណែវិញលោកប្រធានក៏បានបើកការប្រជុំមួយដើម្បីបោះឆ្នោតតែងតាំងអូរ៉ុនឲ្យឡើងធ្វើជាអនុសេនីយ៍ឯកម្នាក់ព្រោះអូរ៉ុនបានប្រថុយជីវិតចូលទៅប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅតែម្នាក់ឯងដើម្បីការពារសមាជិករបស់ពួកគេហើយអូរ៉ុនមិនត្រឹមតែខ្លាំងប៉ុណ្ណោះទេតែគាត់ថែមទាំងមានចំណេះដឹងជាច្រើនដែលហ្គារបស់ពួកគេខ្វះខាតហើយនៅពេលដែលអូរ៉ុននៅក្នុងក្រុមហេរ៉ូគាត់បានធ្វើការងារគ្រប់គ្រងនិងរៀបចំប្រតិបត្តិការទាំងអស់ដោយខ្លួនឯងអញ្ចឹងដោយផ្អែកទៅលើរឿងទាំងអស់នេះលោកប្រធានក៏ចង់តែងតាំងអូរ៉ុនឲ្យឡើងធ្វើជាអនុសេនីយ៍ឯកម្នាក់នៅក្នុងហ្គាទន្សាយប្រាក់ហើយឲ្យកនជំនួសកន្លែងរបស់ Albert ដែលបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅកាលពី1ឆ្នាំមុនក៏ប៉ុន្តែមុនពេលដែលពួកគេចាប់ផ្ដើមបោះឆ្នោតអ្នកដឹកនាំម្នាក់ក៏មានសំណួរមួយចង់សួរទៅកាន់អូរ៉ុនជាមុនសិនព្រោះបើសិនជាអូរ៉ុនឡើងធ្វើជាអនុសេនីយ៍ឯករាល់ការសម្រេចចិត្តរបស់គាត់នឹងអាចផ្លាស់ប្ដូរជីវិតរបស់សមាជិកជាច្រើននៅក្នុង Guild ព្រោះសម្រាប់សមាជិកនៅក្នុង Guild មួយនេះគឺជាអ្វីៗទាំងអស់អញ្ចឹងពួកគេត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារ Guild មួយនេះរួចអ្នកដឹកនាំម្នាក់នោះក៏បានសួរទៅកាន់អូរ៉ុនថាតើគាត់បានត្រៀមខ្លួនក្នុងការលះបង់ជីវិតរបស់គាត់សម្រាប់ Guild មួយនេះហើយឬនៅតែចម្លើយរបស់អូរ៉ុនគឺមិនដូចជាការរំពឹងទុករបស់ពួកគេនោះទេព្រោះអូរ៉ុនមិនបានត្រៀមខ្លួនក្នុងការលះបង់ជីវិតរបស់គាត់សម្រាប់ Guild មួយនេះឡើយពេលលើបែបនេះអ្នកដឹកនាំម្នាក់នោះក៏បាននិយាយថាបើសិនជាគាត់មិនបានត្រៀមខ្លួនក្នុងការលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ Guild មួយនេះទេចឹងហេតុអ្វីបានជាគាត់នៅទីនេះរួចអូរ៉ុនក៏បានឆ្លើយថាគឺដើម្បីការពារមនុស្សដែលសំខាន់សម្រាប់គាត់ព្រោះគាត់មានការតាំងចិត្តមួយនេះតាំងតែពីគាត់បានសម្រេចចិត្តចូល Guild ទន្សាយប្រាក់មកម្លេះចឹងក្នុងនាមជាសមាជិកនៅក្នុង Guild ទន្សាយប្រាក់គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារគ្នារបស់គាត់ឲ្យមានសុវត្ថិភាពព្រោះវាគឺជាពាក្យសម្បត្តិដែលគាត់បានស្បន់តាំងតែពីគាត់ខ្លាយទៅជាអ្នកផ្សងព្រេងអញ្ចឹងទោះបីជាគាត់ត្រូវលះបង់ជីវិតរបស់ខ្លួនក៏ដោយក៏គាត់នឹងការពារសមាជិកនៅក្នុង Guild ទន្សាយប្រាក់រហូតដល់ទីបញ្ចប់ក្រោយពីបានស្ដាប់ចម្លើយរបស់អូរ៉ុនរួចហើយគ្រប់គ្នាក៏បានបោះឆ្នោតឲ្យគាត់ខ្លាយទៅជាអនុសេនីយ៍ឯកម្នាក់នៅក្នុង Guild ទន្សាយប្រាក់តែម្ដងបន្ទាប់មកសែម៉ាក៏ចង់នាំអូរ៉ុនទៅជួបជាមួយនឹងសមាជិកផ្សេងទៀតដែលនៅក្នុងក្រុមទី1ដែលត្រូវជាក្រុមខ្លាំងជាងគេបង្អស់តែនៅតាមផ្លូវចៃសក់ខ្លីដែលត្រូវជាអ្នកគ្រប់គ្រងផ្នែកផ្សងព្រេងក៏បានសុំនិយាយជាមួយនឹងអូរ៉ុនបន្តិច
គឺនាងចង់សុំឲ្យអូរ៉ុនជួយបង្រៀនទៅកាន់សមាជិកថ្មីមួយក្រុមតែអូរ៉ុនក៏បានសួរបកទៅវិញថាបើសិនជាឲ្យគាត់ទៅបង្រៀនអញ្ចឹងតើវាអត់ប៉ះពាល់ដល់ការងារនៅក្នុងក្រុមទី1ទេមែនរួចសេម៉ាក៏បានប្រាប់ទៅកាន់អូរ៉ុនថាកុំឲ្យបារម្ភទៅលើរឿងនេះអីព្រោះគាត់នឹងមានពេលទំនេរច្រើនជាងនៅពេលដែលគាត់នៅក្នុងក្រុម Hero ហើយពួកគេនឹងមិនចំណាយពេលច្រើនថ្ងៃនៅក្នុង Dungeon នោះទេព្រោះនៅក្នុង Guild មួយនេះពួកគេមានច្បាប់មួយមិនឲ្យចូលទៅក្នុង Dungeon លើសពី3ថ្ងៃនោះឡើយពេលឮបែបនេះអូរ៉ុនក៏បានយល់ព្រមជួយបង្រៀនតែម្ដងរួចពួកគេទាំងពីរក៏បានបន្តដំណើរទៅមុខទៀតហើយបន្ទាប់ពីបានជួបជាមួយនឹងសមាជិកនៅក្នុងក្រុមទី1ហើយនោះពួកគេក៏បានធ្វើការណែនាំខ្លួនម្នាក់ម្ដងដោយចៃទឿម្នាក់នេះនាងមានអាយុច្រើនជាងគេហើយនាងមានឈ្មោះថារ៉េនអាយុ24ឆ្នាំគឺជាដៃមេឃចំណែកឯចៃសក់លឿងនាងមានឈ្មោះថាលូក្រេអាយុ18ឆ្នាំគឺជាដៃ Healer រីឯប្រូសសគាត់មានឈ្មោះថាវិលអាយុ20ឆ្នាំគឺជាដៃថាងរួចសេម៉ាក៏បានធ្វើការណែនាំខ្លួនម្ដងទៀតដូចគ្នាដោយនាងគឺជាដៃ support ដែលត្រូវជាមេក្រុមនៅក្នុងក្រុមមួយនេះហើយជាចុងក្រោយអូរ៉ុនក៏បានធ្វើការណែនាំខ្លួនដោយអូរ៉ុនគាត់មានអាយុ18ឆ្នាំហើយគាត់គឺជាដៃ Fighter ចឹងក្រោយពីបានធ្វើការណែនាំខ្លួនរួចហើយពួកគេក៏បានសួរទៅកាន់អូរ៉ុនតាក់ទងទៅនឹងការប្រយុទ្ធជាមួយនឹងសត្វនាគខ្មៅថាតើគាត់អាចសម្លាប់វាតែម្នាក់ឯងបានដោយរបៀបណារួចអូរ៉ុនក៏បានចែកចាយព័ត៌មានទាំងអស់នោះទៅកាន់ពួកគេថាហេតុផលចម្បងដែលគាត់អាចសម្លាប់សត្វនាគខ្មៅបានគឺដោយសារតែវេទមន្ត Original 2របស់គាត់ដោយវេទមន្ត Original ទី1គឺមានឈ្មោះថា Impact ដែលអាចបង្កើនការវាយប្រហារចំនួន100ដងនៅក្នុងរយៈពេល1វិនាទីរីឯវេទមន្ត Original ទី2គឺគាត់អាចប្រើប្រាស់ Status Up ចំនួន5ដងជាប់គ្នាហើយវាជួយបង្កើនថាមពលរបស់គាត់ទាំងអស់រហូតដល់ទៅ32ដងឯណោះតែគាត់អាចប្រើប្រាស់ spell មួយនេះបានតែទៅលើខ្លួនឯងតែប៉ុណ្ណោះហើយគាត់មិនអាចគ្រប់គ្រងវាបានយូរទេពេលឮបែបនេះចៃសលឿងក៏បាននិយាយថាបើសិនជាគាត់ខ្លាំងបែបនេះគាត់ប្រកាសជាអាចបំពេញមុខងារផ្សេងទៀតបានដូចគ្នារួចអូរ៉ុនក៏បានតបទៅវិញថាតាមពិតទៅទោះបីជាគាត់ព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់អាចប្រើប្រាស់បានតែវេទមន្តកម្រិតកណ្ដាលតែប៉ុណ្ណោះហើយគាត់ក៏មិនដឹងថាហេតុអ្វីដូចគ្នាតែគាត់សង្ឃឹមថានៅថ្ងៃណាមួយគាត់អាចប្រើប្រាស់វេទមន្តកម្រិតខ្ពស់បានទៅចុះរួចចៃសលឿងក៏បានសួរទៅកាន់អូរ៉ុនទៀតថាតើគាត់មានសមត្ថភាពពិសេសដែរឬទេរួចអូរ៉ុនក៏បានឆ្លើយថាគាត់មានចឹងមានន័យថានៅក្នុងក្រុមទី1នេះគឺមានមនុស្ស3នាក់ដែលមានសមត្ថភាពពិសេសរួចអូរ៉ុនក៏ស្រាប់តែចង់ដឹងថាតើ2នាក់ទៀតគឺជាពីណាគេតែសេម៉ាអត់ប្រាប់ទុកឲ្យឆ្ងល់ចាំពេលដែលពួកគេចូលទៅក្នុង Dungeon នៅថ្ងៃស្អែកចាំឲ្យគាត់ឃើញផ្ទាល់ភ្នែកហ្មងរួចប្រូសសក៏ចង់រៀបចំពិធីជប់លៀងដើម្បីស្វាគមន៍អូរ៉ុនចូលមកក្នុងក្រុមរបស់ពួកគេតែអូរ៉ុនក៏បាននិយាយកាត់ថាដាវរបស់គាត់បានបាក់នៅពេលប្រយុទ្ធគ្នាជាមួយនឹងសត្វនាគខ្មៅចឹងបើសិនជាពួកគេចូលទៅក្នុង Dungeon នៅថ្ងៃស្អែកគាត់ត្រូវតែទៅទិញដាវថ្មីមួយជាមុនសិនរួចក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានដឹងរឿងនេះព្រោះតម្រាំតែធ្វើដាវថ្មីរួចគឺត្រូវចំណាយពេលច្រើនថ្ងៃណាស់តែអូរ៉ុនក៏បានប្រាប់ទៅកាន់ពួកគេថាកុំឲ្យបារម្ភទៅលើរឿងនេះអីព្រោះដាវរបស់គាត់គឺជាដាវលក់ស្រាប់អញ្ចឹងគាត់អាចទិញថ្មីមួយទៀតនៅពេលណាក៏បានដែររួចក៏បានធ្វើឲ្យគ្រប់គ្នាបាក់ចង្កេះបដោយព្រោះថាចាប់តាំងពីពេលនេះតទៅអូរ៉ុនគឺជាសមាជិកកម្ពុជាម្នាក់នៅក្នុងហ្គាទន្សាយប្រាក់អញ្ចឹងគាត់ត្រូវតែប្រើប្រាស់ដាវមួយដែលស័ក្តិសមជាមួយនឹងតំណែងរបស់គាត់ហើយពួកគេមិនអាចឲ្យអ្នកផ្សេងទៀតមើលឃើញគាត់ប្រើប្រាស់ដាវកាដែលមានលក់ស្រាប់នោះទេរួចពួកគេក៏បាននាំគាត់ទៅកាន់ហាងលក់ដាវមួយប្រចាំហ្គាទន្សាយប្រាក់ហើយសូម្បីតែជាងដាវនៅទីនោះក៏មានការភ្ញាក់ផ្អើលដូចគ្នានៅពេលដែលបានដឹងថា The Dragon Slayer ប្រើប្រាស់ដាវលក់ស្រាប់បែបនេះរួចពួកគេក៏បានសុំឲ្យជាងដាវបង្កើតដាវថ្មីមួយដ៏ល្អបំផុតសម្រាប់អូរ៉ុនតែម្ដងក៏ប៉ុន្តែពួកគេមានបញ្ហាមួយព្រោះបើសិនជាពួកគេចង់បង្កើតដាវមួយដែលស័ក្តិសមជាមួយនឹងតំណែងរបស់អូរ៉ុនពួកគេត្រូវតែប្រើប្រាស់សម្ភារៈដែលបានមកពី Dungeon ចន់ជ្រៅតែគាត់បានដាច់ស្តុកសម្ភារៈទាំងអស់នោះបាត់ទៅហើយតែវាមិនមែនជាបញ្ហាសម្រាប់អូរ៉ុននោះទេព្រោះគាត់មានសម្ភារៈជាច្រើនដែលបានមកពី Dungeon ចន់ជ្រៅដោយរបស់ទាំងអស់នោះគឺគាត់ទទួលបានពូវានៅពេលដែលគាត់នៅជាមួយនឹងក្រុម Hero ហើយគាត់មិនដែលប្រើប្រាស់វាឡើយរួចនៅពេលដែលបានក្រឡេកឃើញស្រការបស់សត្វនាគខ្មៅបែបនេះធ្វើឲ្យសមាជិកផ្សេងទៀតមានអារម្មណ៍មិនសូវស្រួលនោះទេព្រោះដោយសារតែសត្វនាគខ្មៅបានសម្លាប់ Albert ដែលត្រូវជាអតីតសមាជិករបស់ពួកគេរួចអូរ៉ុនក៏បានសុំទោសទៅកាន់ពួកគេដែលធ្វើឲ្យពួកគេនឹកឃើញទៅដល់រឿងដ៏សែនឈឺចាប់
មួយនេះតែពួកគេមិនបានបន្ទោសគាត់ឡើយហើយក៏បានប្រាប់ឲ្យគាត់យកស្រការបស់សានាគខ្មៅទៅធ្វើដាវតែម្ដងអញ្ចឹងដោយសារតែគ្រប់គ្នាមានអារម្មណ៍មិនសូវល្អបែបនេះពួកគេក៏បានសម្រេចចិត្តលើកពិធីជប់លៀងទៅថ្ងៃក្រោយផងដែរ